បាទជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាទៀតហើយជាមួយនឹងរឿងចាស់ប៉ុន្តែនៅក្នុងកន្លែងថ្មីហ្នឹងហើយអញ្ចឹងប្រាប់ទុកជាមុនសម្រាប់គ្នាយើងដែលបានទស្សនារឿងមួយនេះរួចហើយណាអានខ្លួនឯងចំណងជើងនោះហ្នឹងហើយបើសិនជាទស្សនារួចហើយអីទេសម្រាប់អ្នកដែលអត់ទាន់បានទស្សនានៅទីនេះអញ្ចឹងអញ្ជើញមកទស្សនាទាំងអស់គ្នាក៏ដូចជាចុច Subscribe ម្នាក់មួយផងកុំឲ្យខាតរឿងព្រោះអត់សូវមានពេលមើលរឿងដែរឥឡូវហ្នឹងទាំងអស់គ្នាណាអញ្ចឹងអធិស្ឋានតោះឥឡូវកុំឲ្យខាត់ពេលវេលាយូរទស្សនាជាមួយនឹងរឿងនេះជាមួយនឹង admin តែម្ដងទៅដែលតួស្រីរបស់យើងមានឈ្មោះថាសិនជីងរូគឺជាកូនស្រីត្រកូលអ្នកមានមួយដែរប៉ុន្តែបន្ទាប់ពីគ្រួសារត្រូវវិនាសដោយសារតែគេសម្លាប់ត្រឹមតែមួយយប់ហ្នឹងធ្វើឲ្យនាងធ្លាក់ចូលទៅជាមនុស្សស្រីដែលមានគំនុំពេញខ្លួនតែម្ដងតាមសងសឹកជាមួយនឹងឃាតករហើយយល់ច្រឡំថាមនុស្សប្រុសដែលខ្លួនឯងស្រឡាញ់ជាទូប្រុសរបស់យើងនឹងគឺជាឃាតករសម្លាប់ម្ដាយរបស់ខ្លួនជាមួយនឹងក្រុមគ្រួសារដូច្នេះហើយនាងក៏ចាប់ដើមរកគ្រប់មធ្យោបាយដើម្បីរៀបចំផែនការសងសឹកទៅលើទូប្រុសវិញប៉ុន្តែចុះឡើងទៅហ្នឹងបែរជាមកត្រូវប្រនាងវិនលីងហ្នឹងប្រច័ណ្ឌជាខ្លាំងដូច្នេះហើយក៏ចាប់នាងមកធ្វើបាបបាននិយាយពីភាពកំសត់របស់តួស្រីនៅក្នុងសាច់រឿងមួយនេះវិញកំសត់សាហាវត្រូវគេធ្វើទរណកម្មក៏សាហាវដែរទាំងអស់គ្នាចង់ដឹងថាជូរចត់យ៉ាងណាសាហាវបែបម៉េចនោះមកទស្សនាទាំងអស់គ្នាតែម្ដងតោះចាប់ផ្ដើមដំបូងនៃសាច់រឿងបង្ហាញពីវត្តមានតួស្រីរបស់យើងមានឈ្មោះថាស៊ិនជីងរូត្រូវបានប្រនាងវិនលីងចាប់មកធ្វើទរណកម្មវាយដំយ៉ាងធ្ងន់ធ្ងរតែម្ដងដាក់ខ្នោះដៃខ្នោះជើងនិងចង្វាក់រួចរាល់អស់ហើយហ្នឹងក៏ចាប់ដើមអុចជាមួយនឹងដៃក្តៅហើយក៏មានដាប់ជាមួយនឹងពន្លាកចូលទៅក្នុងដើមទ្រូងរបស់នាងថែមទៀតផងក្នុងគោលបំណងមួយដែលថាស្អប់ជាមួយនឹងស៊ិនជីងរូតើហេតុអ្វីបានជាទទួលបានការស្រឡាញ់ពីព្រះអង្គម្ចាស់ជីវិនឈីដែលជាត្រូវជាប្រិយយិត្តនឹងខ្លាំងម្ល៉េះទាំងដែលនាងដែលជាព្រះនាងវិនលីងនេះមានទាំងរូបសម្រស់ស្រស់ស្អាតមានទាំងកិត្តិយសមានទាំងឋានៈជាព្រះនាងហើយតាមស្រឡាញ់ព្រះបុត្រាជីវិនឈីអស់រយៈពេលជាង10ឆ្នាំមកទៅហើយគឺស្រឡាញ់តាំងពីវ័យកុមារភាពមកជាមួយនឹងគ្នាជីងរូដែលកំពុងតែជាប់ចង្វាក់នឹងក៏នៅតែរឺដងជាមួយនឹងគេរហូតដល់ត្រូវគេនឹងដុតដៃម្ដងហើយម្ដងទៀតក៏នាងនៅតែរឺដងថាតែនាងខិតខំប្រឹងប្រែងមកហ្នឹងមើលទៅសូម្បីតែក្រែរបស់ព្រះបុត្រាជីវិនឈីក៏នាងមិនដែលធ្លាប់បានឡើងផងមិនទៅនោះប៉ុន្តែក្រោយមកព្រះនាងវិនលីងក៏បានយកពន្លាកមកដាប់ទៅលើដើមទ្រូងរបស់ជីងរូហ្នឹងឲ្យជួយចុកចាប់ជាខ្លាំងបន្ទាប់ពីនឹងមកសាច់រឿងបានកាត់ត្រឡប់ទៅក្រោយវិញគឺមុនពេលដែលរឿងនឹងកើតហេតុគឺនៅពេលដែលជីងរូរបស់យើងសម្រេចចិត្តថាតាមសងសឹកជាមួយនឹងព្រះបុត្រាជីវិនឈីដោយសារតែនាងគិតនឹងយល់ច្រឡំថាព្រះបុត្រាជីវិនឈីគឺជាឃាតករសម្លាប់គ្រួសារសម្លាប់ម្ដាយនិងប្អូនប្រុសរបស់នាងដូច្នេះហើយដើម្បីទៅរកមធ្យោបាយជាមួយនឹងការសងសឹកទៅលើព្រះបុត្រាជីវិនឈីនាងក៏សម្រេចចិត្តស្ម័គ្រចិត្តរៀបការជាមួយនឹងលោកមេតបស៊ូដែលមានឈ្មោះថាស៊ូចាងឈីជាមេតបធំក្រោមតែពីព្រះអង្គជាមួយនឹងព្រះបុត្រាជីវិនឈីហ្នឹងគឺមេតបស៊ូហ្នឹងហើយនេះក៏ធ្វើទៅតាមរាជបញ្ជារបស់ព្រះអង្គដូចគ្នាតកតងមួយនឹងរឿងការហេតុនៅក្នុងគ្រួសាររបស់នាងកាលពីយប់មុននោះម្ដាយរបស់នាងមុនពេលដែលស្លាប់ទៅនឹងគឺបានប្រគល់នៅបន្តោងគុជមួយមកឲ្យជីងរូដើម្បីទុកការភ័យខ្លួនដោយគាត់បាននិយាយថាបន្តោងគុជនេះនឹងជួយទៅដល់កូនស្រីក្នុងថ្ងៃណាមួយចាក់ជាពុំខាននោះទេប៉ុន្តែក្រោយមកអ្នកការពាររបស់ជីងរូរបស់យើងមានឈ្មោះថាឈួយទីបានរើសបានបន្តោងរបស់ត្រកូលរាជវង្សធ្លាក់នៅក្នុងគ្រួសារសិនអញ្ចឹងហើយបន្ទាប់ពីការពិនិត្យទៅលើសាកសពដែលស្លាប់នៅក្នុងគ្រួសារហ្នឹងឈួយទីក៏បានប្រាប់ទៅកាន់ជីងរូថាទាំងអស់គ្នាសិតតែត្រូវស្លាប់ដោយសារតែផ្លែដើររលាស់ផ្លែដើទុនដែលក្នុងត្រកូលរាជវង្សគឺមានតែជីវិនឈីទេគឺជាអ្នកហាត់ក៏ដូចជាប្រើប្រាស់នៅផ្លែដើបែបហ្នឹងទើបគេក៏បានសង្ស័យទៅលើជីវិនឈីតែในការពិតទៅក្នុងពេលបច្ចុប្បន្ននេះជីវិនឈីគាត់កំពុងតែជាប់ដៃធ្វើសង្គ្រាមនៅសមរភូមិនៅឡើយនោះទេហើយគាត់ក៏បានដឹងរឿងតាក់ទងជាមួយនឹងគ្រួសារសិននឹងដែរក៏ប៉ុន្តែបន្ទាប់ពីរឿងការហេតុរួចរាល់អស់ហើយនោះនៅពេលដែលគាត់វិលត្រឡប់ទៅបន្ទាយវិញកូនចៅរបស់គាត់ក៏បានបរិយាការប្រាប់ថានៅពេលនេះគ្រួសារសិនត្រូវបានគេសម្លាប់អស់បាត់ទៅហើយចំណែកឯនាងស៊ិនជីងរូវិញគឺត្រូវរៀបការជាមួយនឹងលោកមេតបស៊ូនៅក្នុងថ្ងៃស្អែកនេះគ្រាន់តែលើបែបហ្នឹងហើយដោយសារតែពួកគេទាំងពីរនាក់គឺជាអតីតគូស្នេហ៍ជាមួយនឹងគ្នាធ្លាប់បានសន្យាជាមួយនឹងគ្នាថាមិនបោះបង់គ្នាចោលនោះទេហើយក៏ធ្លាប់ផ្អែមល្ហែមយល់ចិត្តយល់បេះដូងគ្នាផងដែរបន្ទាប់ពីឮដំណឹងដែលខ្លួនឯងមិនបានគ្រោងទុកហាក់ដូចជាស្ទើរតែមិនជឿជីវិនឈីរបស់យើងគាត់ក៏បញ្ញាប់ឡើងលើសេះបោះពួយសម្ដៅទៅកាន់ក្រុងវិញជាបន្ទាន់ដើម្បីទៅចង់ដឹងសួរទៅកាន់ឈីងរួយបានច្បាស់លាស់មើលថាតើមានមូលហេតុអ្វីបានជានាងសម្រេចចិត្តរៀបការជាមួយនឹងលោកមេតបស៊ូទៅវិញទាំងដែលគេកន្លងមកគឺធ្លាប់បានសន្យានឹងស្រឡាញ់គ្នាផ្ដាច់បដូរយ៉ាងជិតស្និទ្ធស្នាលជាមួយនឹងគ្នាហ្នឹងស្គាល់ចិត្តស្គាល់ថ្លើមគ្នាអស់បាត់ទៅហើយតើហេតុអីទៅបានជាសុកបែរជាមកបដូរផ្លាស់ចិត្តគំនិតអញ្ចឹងជីវិនឈីរបស់យើងបំផាយសេះមកយ៉ាងលឿនរហូតដល់មកទាន់ចំពេលវេលាដែលគេកំពុងតែរៀបការហើយក៏ស្កាត់ផ្លូវនៅមុខផ្ទះរបស់កូនកំឡោះតែម្ដងដែលនៅក្នុងពេលនោះក្រែស្នៃរបស់កូនក្រមុំក៏ត្រូវបានបង្អាក់ដំណើរមិនអាចចូលទៅក្នុងផ្ទះបាននោះទេជីវិនឈីកំពុងតែអង្គុយនៅលើសេះនៅឈរមុខផ្ទះរបស់លោកមេតបស៊ូតែម្ដងប៉ុន្តែក្រោយមកពួកគេក៏បានជួបគ្នានៅក្នុងពេលនោះជីវិនឈីក៏បានសួរទៅកាន់ជីងរូថាហេតុអីបានជាអូនយល់ព្រមរៀបការជាមួយនឹងគេអញ្ចឹងជីងរូក៏តបមកវិញថាមានអីមិនល្អរៀបការជាមួយមេតបស៊ូដែលមានឋានៈខ្ពង់ខ្ពស់បែបហ្នឹងតើមានតែខ្វះខាតខុសទាស់ត្រង់ណាទៅជីវិនឈីថាបើអូនរៀបការដើម្បីទៅទ្រព្យសម្បត្តិមានប្រាក់បុណ្យស័ក្តិឋានៈទាំងអស់ហ្នឹងបងក៏អាចប្រគល់ឲ្យអូនបានដែរព្រោះបងជាព្រះបុត្រា
អូនកុំរៀបការបានអត់ជីងរូរបស់យើងក៏តទៅវិញថាហេតុអីបានជាលោកសម្លាប់គ្រួសាររបស់ខ្ញុំហើយតើហេតុអីទៅលោកគិតថាសម្លាប់ឪពុកម្ដាយគ្រួសាររបស់ខ្ញុំរួចរាល់អស់ហើយលោកអាចមកចាប់ផ្ដើមសារជាថ្មីជាមួយនឹងខ្ញុំអញ្ចឹងបានដូចជាគ្មានរឿងអ្វីកើតឡើងទេលោកចាំនិយាយថោកទាបពេកហើយប៉ុន្តែនៅក្នុងពេលហ្នឹងយីវិនជីក៏អាចបានឆ្លើយតាក់ទងជាមួយនឹងការសម្លាប់គ្រួសារបកស្រាយថាគាត់មិនបានធ្វើអីនោះទេគាត់តើមតែនិយាយប្រាប់អង្វរទៅកាន់ឈីរូថាអូនកុំរៀបការបានអត់ឈីរូក៏បានដកកូនកំបិតចង់ចាក់សម្លាប់ជីវិនជីប៉ុន្តែចំពោះជីវិនជីវិញគាត់មិនចាំបាច់ឲ្យឈីរូចាក់ទេគាត់ក៏ដណ្ដើមយកកូនកំបិតមកចាក់ទៅលើដើមទ្រូងខ្លួនឯងដើម្បីបញ្ជាក់ភាពស្មោះត្រង់និងស្អាតស្អំរបស់គាត់តែផ្ទុយទៅវិញគាត់បែរជាទទួលបាននៅការដាច់ធម្មតារបស់ឈីរូទៅវិញដោយឈីរូក៏បានរុញកូនកំបិតហ្នឹងចាក់ធ្វើឲ្យគាត់មានរបួសកាន់តែធ្ងន់ឡើងហើយនាងបាននិយាយថាខ្ញុំសង្ឃឹមថាលោកនឹងធ្លាក់ទៅដល់ឋាននរកប៉ុន្តែក្រោយមកកូនកំឡោះដែលជាលោកមេតបស៊ូយ៉ាងឈីនឹងក៏បានដើរមកហើយហៅឈីរូចូលទៅខាងក្នុងប៉ុន្តែប៉ុណ្ណោះគាត់បែរជានិយាយយ៉ាងសោះអង្គើយតែម្ដងថាអីយ៉ាព្រះបុត្រានតើនេះបើមានពេលល្ងាចហ្នឹងចូលមកញ៉ាំតែមង្គលការរបស់ខ្ញុំផងអាគ្នាធ្វើរបួសប៉ុណ្ណឹងអត់ខ្វល់ទេរួចហើយក៏ដឹកដៃកូនកំមុំរបស់គាត់ដើរចូលទៅខាងក្នុងបាត់ទៅបានសល់ទុកត្រឹមតែយីបញ្ជីរបស់យើងគាត់កំពុងតែអង្គុយស្រក់ទឹកភ្នែកនៅខាងក្រៅនឹងស្រែកសុំឲ្យឈីរូអូនកុំទៅបានអត់ឈីរូអូនកុំទៅបានអត់ហេតុអីតែចូលទៅប្រកាសជាខ្ទេចហើយអស់ហើយផ្សំដំណេកទៅចប់ហើយអានឹងចឹងឯងនៅក្នុងពេលដែលត្រឡប់មកដល់ដំណាក់វិញយីបញ្ជីរបស់យើងគាត់ក៏បានគេងយល់សពទៅកាន់អតីតកាលរបស់គាត់កាលដែលគាត់នៅកុមារភាពគាត់ក៏ធ្លាប់បានឃើញមេដារបស់ខ្លួននឹងលួចផិតក្បត់ជាមួយនឹងបិតាទៅសហយស្មន់ជាមួយលោកមេតបដែរអញ្ចឹងហើយក៏ធ្វើឲ្យគាត់ពិបាកចិត្តខ្លាំងមែនទែនយីបញ្ជីក៏បានយកគំនូមេដាបិតារបស់ខ្លួនទៅហែកចោលនិងបានស្រែកយ៉ាងខកចិត្តជាខ្លាំងថាបិតាហេតុអីទៅបិតាជាស្ដេចហើយហេតុអីបានជាមេដានៅទីក្បត់បិតាទៀតត្រឡប់មកដល់ពេលបច្ចុប្បន្ននេះវិញបន្ទាប់ពីគេនឹកឃើញរឿងអតីតកាលតាក់ទងជាមួយនឹងម្ដាយហើយនៅពេលនេះគូស្នេហ៍របស់គេក៏បានក្បត់ជាមួយនឹងគេដោយគ្មានមូលហេតុបែបហ្នឹងទៀតក៏ធ្វើឲ្យគេពិបាកចិត្តយ៉ាងខ្លាំងទោះបីជាវិនលីងព្យាយាមទៅលួងលោមអង្វរគេយ៉ាងណាលើកទឹកចិត្តគេយ៉ាងណាក៏ដោយក៏គេនៅតែបណ្ដេញនាងចេញដែលធ្វើឲ្យវិនលីងនេះវិញដែលជាប្រនាងមួយទាំងមូលដែរនេះគ្នាមានអារម្មណ៍ថាបាក់ទឹកចិត្តខ្លាំងមែនទែនតាមស្រឡាញ់គេអរិយភាពជាង10ឆ្នាំប៉ុន្តែហេតុអីបានជាគាត់គ្មានខ្ញុំនៅក្នុងកែភ្នែកតលទៅសោះអញ្ចឹងហើយតើនារីមានឈ្មោះថាសិនជីងរូនឹងមានមុខមាត់របៀបម៉េចបានជាធ្វើឲ្យគាត់ឆ្លុះវិញដល់ថ្នាក់ហ្នឹងទៅខ្ញុំពិតជាចង់ឃើញមុខរបស់នាងខ្លាំងណាស់ហេតុអីបានជានាងក្បត់ជាមួយនឹងព្រះបុត្រាយីវិនជីរបស់ខ្ញុំអញ្ចឹងកន្លែងមកមើលជីងរូរបស់យើងវិញនៅពេលនេះកំពុងតែជុលដៃជុលស្រាខ្វែងដៃមង្គលការហើយកំពុងតែរកមធ្យោបាយយ៉ាងណាហ្នឹងប្រាប់តែការលោកវិតបស៊ូថាថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួនទេសូមលើកថ្ងៃផ្សំដំណេកអីចឹងណាភ្លាមហ្នឹងស្រាប់តែបរនាងវិនលីងហ្នឹងក៏បានសម្រុកចូលទៅក្នុងផ្ទះរបស់លោកវិតបស៊ូសម្រាប់កងទ័ពនៅខាងក្រៅនឹងកាន់ដាវចូលទៅហ្នឹងបំណងចង់ចាក់សម្លាប់ឈិញរូហើយបានស្រែកសួរពីចម្ងាយថាហេតុអីបានជានាងក្បត់ជាមួយនឹងព្រះបុត្រាប៉ុន្តែភ្លាមហ្នឹងលោកមេតបស៊ូក៏បានគម្រាមព្រះនាងវិញថាសម្រុកចូលមកក្នុងផ្ទះរបស់គាត់ទាំងនៅថ្ងៃមង្គលការរបស់គាត់ដែលជាប្រទានរបស់ព្រះអង្គបែបហ្នឹងប្រសិនបើព្រះអង្គដឹងប្រកាសជាមានបញ្ហាទើបព្រះនាងក៏បានបង្ខំចិត្តត្រឡប់ទៅវិញនៅពេលដែលមកជួបជាមួយនឹងជីវិនជីវិញព្រះនាងវិនលីងក៏បានកុហកទៅកាន់ជីវិនជីថាការពិតទៅសិនជីរូមិននឹងមិនបានស្មោះជាមួយនឹងព្រះបុត្រានោះទេខ្ញុំបានមើលឃើញនាងកំពុងតែផ្អែមល្ហែមល្អល្អិនជាមួយនឹងកូនកំឡោះរបស់នាងឯណោះបើហើយជាពេលនេះពួកគេផ្សំដំណេកបាត់ទៅហើយដែលធ្វើឲ្យជីវិនជីរបស់យើងគាត់កាន់តែក្តៅកាហាយកាន់តែខឹងជាមួយនឹងជីរូទៀតហើយលុះដល់ពេលព្រឹកស្អែកឡើងនៅក្នុងសាលប្រជុំជួបជាមួយនឹងព្រះអង្គបន្ទាប់ស៊ូក៏បានសូមអនុញ្ញាតឲ្យព្រះអង្គនឹងសិទ្ធឲ្យគាត់ដឹកនាំកងទ័ពទៅបង្ក្រាបចោលនៅខាងកើតក្រុងក៏ប៉ុន្តែនៅក្នុងពេលហ្នឹងជីវិនជីគាត់ក៏សូមការអនុញ្ញាតចូលរួមទៅជាមួយព្រះអង្គមានការសប្បាយចិត្តជាខ្លាំងដោយគិតថាបុត្រារបស់គាត់គឺមានទេពកោសល្យប៉ុន្តែខ្វះនៅបទពិសោធន៍អញ្ចឹងហើយក៏ចង់ឲ្យធ្វើដំណើរចូលរួមប្រយុទ្ធជាមួយនឹងលោកមេតបស៊ូប៉ុន្តែមេតបស៊ូបែរជាចោទប្តឹងទៅកាន់ជីវិនជីវិញថាជីវិនជីពេលនេះគួរតែមានទូនីតិនៅឯសមរភូមិប៉ុន្តែបែរជាលួចត្រឡប់វិញដោយគ្មានការអនុញ្ញាតគួរតែមានទោសដំបងឡើយព្រះអង្គខឹងជាមួយមេតបស៊ូប៉ុន្តែដោយសារតែឈិញរូរបស់យើងក៏បាននិយាយអំពីច្បាប់កងទ័ពដែលត្រឡប់មកវិញដោយគ្មានការអនុញ្ញាតពិសេសទៅវិញគឺមកដោយសារតែការផ្ទាល់ខ្លួនបែបហ្នឹងទៀតគួរតែទទួលទោសទើបនៅក្នុងពេលហ្នឹងព្រះអង្គដោយសារតែពិបាកក្នុងការការពារបុត្រារបស់ខ្លួនដែរក៏បានសម្រេចចិត្តហ្នឹងដាក់ទោសទៅលើជីវិនជីនឹងឲ្យវាយ50ដំបងតែម្ដងពេលដែលប្តីប្រពន្ធពីរនាក់កំពុងទៅធ្វើដំណើរត្រឡប់ទៅផ្ទះវិញស្រាប់តែរាជអាមាត្យហ្នឹងក៏បានមកធ្វើតាមបញ្ជារបស់ព្រះអង្គសូមអញ្ជើញមេតបស៊ូទៅនិយាយវិភាសាការងារនៅក្នុងរាជដំណាក់បន្តិចនៅពេលដែលមេតបស៊ូកំពុងទៅធ្វើដំណើរចេញទៅនឹងឯងឈិញរូកំពុងតែឈរតែម្នាក់ឯងនៅក្នុងសួនស្រាប់តែត្រូវបានជីវិនជីនឹងមកចាប់រួចហើយហ្នឹងក៏ទាញទៅក្បែរច្រាំងថ្មបាំងថ្មហ្នឹងដើម្បីនិយាយគ្នាបន្តិចដែលនៅក្នុងពេលហ្នឹងគាត់ក៏ព្យាយាមសុំឲ្យឈិញរូលើកលែងទោសជប់ខឹងជប់អីជាមួយនឹងគាត់ហើយចាប់ដើមសះជាថ្មីតើហេតុអីបានជាមករៀបការជាមួយគេដែលគ្មានមូលហេតុឈិញរូរបស់យើងក៏បានតបទៅវិញថាទង្វើរបស់លោកព្រៃផ្សាយសកាច់សាហាវខូខើសម្រាប់ម្ដាយរបស់ខ្ញុំប្អូនប្រុសរបស់ខ្ញុំគិតទៅមើលតើឲ្យខ្ញុំនឹងទៅរៀបការជាមួយលោកចង់បំភ្លេចរឿងអតីតកាលយ៉ាងម៉េចទាំងកើតទៅហ៎លោកពិតជាថោកទាបគ្មានគេខ្មាស់ពិតប្រកបមែន
បានខ្ញុំទៀតហើយតែទង្វើទាំងអស់ហ្នឹងមិនដឹងថាហេតុអីបានជាជីវិនឈីរបស់យើងគាត់បែរជាមិនព្រមនិយាយថាអត់ទេខ្ញុំអត់បានអីចេះទេអត់ត្រឹមតែខឹងថាខ្ញុំពិតជាមិនបានធ្វើអ្វីដូចជានាងចោទនោះទេនាងយល់ច្រឡំចំពោះខ្ញុំហើយជឿអាចចាប់ផ្ដើមសារជាថ្មីបានដែរឬមួយក៏អត់ប៉ុន្តែឈីរូមិនព្រមនោះទេគណៈពេលដែលពេលតបស៊ូនៅវិញបានត្រឡប់មកវិញដើម្បីកំពុងតែតាមរកប្រពន្ធរបស់ខ្លួនគណៈពេលដែលឈីរូកំពុងតែត្រូវបានជីវិនឈីបង្ខំចាប់ថើបនៅខាងក្រោយថ្មឯណែលុះដល់ពេលបន្តិចក្រោយមកលោកមិនតបស៊ូក៏បានធ្វើដំណើរមកដល់ទីហ្នឹងក៏ប៉ុន្តែឈីរូរបស់យើងគាត់បុកពោះសាហាវតែម្ដងព្រោះគាត់មិនចង់ឲ្យលោកមិនតបស៊ូបានឃើញទង្វើមើលផ្ដេសផ្ដាស់របស់ជីវិនឈីធ្វើចំពោះនាងបែបហ្នឹងនោះទេនាងកំពុងតែលឺសំឡេងខិតចូលកាន់តែជិតមកដល់របស់លោកមិនតបស៊ូប៉ុន្តែនៅពេលដែលមិនតបស៊ូបានមកដល់មែនតើនោះអ្វីដែលគាត់បានមើលឃើញត្រឹមតែឃើញអ្នកទាំងពីរឈរនិយាយគ្នាតែប៉ុណ្ណោះប៉ុន្តែទោះបីយ៉ាងណាក៏ដោយគាត់បានដឹងទុកជាមុនរួចជាស្រេចបាត់ទៅហើយដោយសារតែនៅលើមាត់របស់អ្នកទាំងពីរគឺសិតតែបលាក់ឈាមដូចគ្នាអញ្ចឹងតើមកពីមូលហេតុអ្វីបានជាពីរនាក់នៅឈរតែពីរនាក់ហើយមាត់បលាក់ឈាមដូចគ្នាបែបហ្នឹងនោះវិនឈីក៏បាននិយាយដងទៅកាន់មេតបស៊ូថាមុននឹងខ្ញុំឃើញប្រពន្ធរបស់លោកកំពុងតែដើរវិញផ្លូវនៅក្នុងសួនខ្ញុំចង់ជួលនាងទៅរកលោកវិញតើថ្ងៃមុខថ្ងៃក្រោយមើលប្រពន្ធឲ្យបានល្អកុំឲ្យនាងដើរវិញផ្លូវប្រេះផ្ដាស់អញ្ចឹងមេតបស៊ូគាត់ខឹងខ្លាំងមែនទែនប៉ុន្តែគាត់នៅតែរក្សាទឹកមុខញញឹមរបស់គាត់និយាយតបទៅកាន់ព្រះបុត្រាជីវិនឈីវិញថានេះគឺជារឿងគ្រួសាររបស់ខ្ញុំទេព្រះបុត្រាដូចជាមិនចាំបាច់រំខានទៅដល់ព្រះបុត្រាឡើយប៉ុន្តែក្រោយមកលោករាជអាមាត្យក៏បានមកអញ្ជើញជីវិនឈីនឹងចូលទៅជួបជាមួយនឹងព្រះអង្គគណៈពេលដែលលោកមេតបស៊ូវិញក៏បានដឹកដៃជីងរូរបស់យើងហ្នឹងប្រាប់នាងថាមកបងនាំអូនទៅមើលឆាកល្ខោនដ៏ល្អមើលមួយឈុតឆាកល្ខោនដែលមេតបស៊ូបាននិយាយនោះគឺនាំជីងរូរបស់យើងមកមើលការដាក់ទរណកម្មទៅលើព្រះបុត្រាជីវិនឈីចំនួន50ដំបងតាមការពិន័យរបស់ព្រះអង្គនឹងឯងដោយមានមន្ត្រីជាច្រើនកំពុងតែមើលធ្វើជាសាក្សីព្រោះនេះគឺជាទង្វើដែលដាក់ទោសទៅលើមេតបហ្នឹងទុកជាការប្រមានទៅដល់មន្ត្រីទាំងឡាយបើទោះបីជាមន្ត្រីថ្នាក់ណាសូម្បីតែព្រះបុត្រាធ្វើខុសវិន័យកងទ័ពក៏ត្រូវតែដាក់ទោសទៅតាមច្បាប់វិន័យកងទ័ពផងដែរប៉ុន្តែព្រះអង្គគាត់មិនសប្បាយចិត្តនោះទេគាត់អស់សង្ឃឹមជាមួយនឹងបុត្រាម្នាក់ហ្នឹងដោយសារតែដើម្បីតែមនុស្សស្រីម្នាក់បែរជាបំពេញវិន័យទាហានបែបហ្នឹងទៅវិញប៉ុន្តែនៅខាងក្រៅវិញថាវិនលីងកំពុងតែលុតជង្គង់សូមអង្វរឲ្យព្រះអង្គលើកលែងទោសទៅឲ្យព្រះបុត្រាជីវិនឈីឆ្លៀតឱកាសនៅក្នុងពេលនោះលោករាជអាមាត្យក៏បានផ្ដល់យោបល់ទៅកាន់ព្រះអង្គថាមូលហេតុដែលព្រះបុត្រាជីវិនឈីគិតផ្ដេសផ្ដាស់ទៅលើឈីរូបបែបហ្នឹងហើយប្រព្រឹត្តនៅទង្វើផ្ដេសផ្ដាស់ដែលធ្វើឲ្យខូចទៅលើវិន័យកងទ័ពបែបហ្នឹងគឺដោយសារតែគាត់មិនទាន់មានប្រពន្ធមិនទាន់រៀបការអញ្ចឹងប្រសិនបើព្រះនាងវិនលីងពេញចិត្តចំពោះគាត់ដល់ថ្នាក់ហ្នឹងឆ្លៀតឱកាសមួយហ្នឹងគឺផ្សំផ្គុំអ្នកទាំងពីរតែម្ដងទៅសង្ឃឹមថានៅពេលដែលព្រះបុត្រាជីវិនឈីមានប្រពន្ធទៅរៀបអភិសេករួចទៅហ្នឹងប្រកាសជាចេះគិតចេះគូរលែងជ្រួលជ្រើមជាមួយមនុស្សស្រីបន្តទៀតហើយអញ្ចឹងព្រះអង្គគាត់ក៏យល់ព្រមតាមសម្ដាររបស់លោករាជអាមាត្យតែម្ដងនៅកន្លែងរបស់ជីវិនឈីដែលកំពុងតែត្រូវបានគេធ្វើទរណកម្ម50ដំបងនៅពេលនេះគឺបានចប់សពគ្រប់ហើយប៉ុន្តែតែផ្នែករបស់ជីវិនឈីជាមួយឈីញរូនេះក៏ធ្វើឲ្យលោកមួយតបស៊ូនឹងមានការចាប់អារម្មណ៍ជាខ្លាំងព្រោះអីពួកគេម្នាក់ក៏តែតែសម្លឹងមើលគ្នាហើយកសែភ្នែកជាពិសេសតែម្ដងដែលធ្វើឲ្យមេតបស៊ូគាត់ក៏កាន់តែខឹងថែមទៀតជីវិនឈីនៅពេលដែលត្រូវរំពាត់រួចរាល់អស់ហើយគាត់ក៏បាននិយាយទៅកាន់មេតបស៊ូថាមិនអីទេប៉ុណ្្នឹងចាត់ទុកថាវាជាកាដូរបស់មេតបស៊ូនឹងជូនមកដល់ខ្ញុំទៅចោះមេតបស៊ូក៏បានឌឺដងត្រឡប់មកវិញថាអីទេព្រះបុត្រាបើព្រះបុត្រាពេញចិត្តលើកក្រោយប្រកាសជានៅមានទៀតត្រូវ50ដំបងប៉ុណ្ណឹងអាចទ្រាំទ្របានប៉ុន្តែអ្វីដែលមិនអាចទ្រាំបានគឺនៅពេលដែលឃើញមនុស្សស្រីដែលខ្លួនឯងធ្លាប់ស្រឡាញ់ធ្លាប់ស្នេហាជាមួយនឹងគ្នាត្រូវបានគេថើបនៅចំពោះមុខឲ្យចាត់ទុកជាប្រពន្ធរបស់អ្នកដទៃបែបហ្នឹងក៏ធ្វើឲ្យជីវិតជីរបស់យើងគាត់មិនអាចទ្រាំបានទេគាត់ក៏ក្អួតឈាមដួលសន្លប់តែម្ដងទៅហើយនៅពេលនោះវិនលីងក៏បានមើលថែទាំជីវិនឈីរបស់យើងអំឡុងពេលដែលគេកំពុងតែសន្លប់នោះជីវិនឈីក៏បានស្រែកមកមើលមកមាយហៅឈ្មោះរបស់ឈីរូថែមទៀតផងដែលគណៈនៅក្នុងពេលហ្នឹងឈីរូរបស់យើងគាត់កំពុងតែពួននៅមាត់បង្អួចលបចាំខ្លំមើលដល់ពេលវិនលីងឈឺចាប់ខ្លាំងពេកនាងក៏បានដើរចាក់ចេញទៅផ្ដល់ឱកាសទៅឲ្យឈីរូបានចូលមកដល់ក្នុងបន្ទប់មួយនឹងគោលបំណងរបស់នាងចូលមកមិនចង់មើលគេនោះទេប៉ុន្តែគឺចង់សម្លាប់គេដើម្បីសងសឹកឲ្យម្ដាយតែប៉ុណ្ណោះតែគាត់ជួនចៃដន្យនៅពេលនោះជីវិនឈីរបស់យើងគាត់ក៏ចាប់ដៃរបស់នាងជាប់រួចហើយគាត់ក៏បានសួរថាឲ្យតែពេលជួបមុខរបស់ខ្ញុំនាងតែគិតថាចង់សម្លាប់ខ្ញុំតែមួយមុខទេមែនទេបើជ្រុលជាបែបហ្នឹងទៅហើយនោះជីវិតរបស់ខ្ញុំគឺជារបស់នាងតាំងពីដើមមកម្លេះនាងយកនៅពេលណាក៏បានដែរបន្ទាប់មកគាត់ក៏បលែងដៃបណ្ដោយឲ្យឈីងរូរបស់យើងចាក់សម្លាប់គាត់តែម្ដងទៅប៉ុន្តែនៅពេលនោះឈីងរូបែរជាមិនដាច់ចិត្តតលតែសោះទើបបញ្ជីគាត់ក៏និយាយថាបងនឹងថាអូនប្រកាសជាមិនដាច់ចិត្តសម្លាប់បងនោះទេបន្ទាប់មកគាត់ក៏បានចាប់ឈីងរូរបស់យើងផ្ដួលទៅលើខ្នើយរួចហើយហ្នឹងក៏ចាប់ថើបនាងតែម្ដងទៅហើយក៏ព្យាយាមនិយាយទៅកាន់ឈីងរូថាពួកយើងចាប់ដើមជាថ្មីមួយគ្នាបានដែរឬមួយក៏អត់ខណៈពេលហ្នឹងប៉នាងពិនលីងគាត់ក៏បានមើលឃើញតាមបង្អួចលួចមើលពីខាងក្រៅមកហ្នឹងគាត់មានការឈឺចុកចាប់ជាខ្លាំងមិនដឹងធ្វើយ៉ាងម៉េចគាត់ក៏ទៅដើរប្រាប់ទៅកាន់លោកមេតបស៊ូថាណោះនៅពេលនេះព្រះបុត្រាហ្នឹងហៅលោកដើម្បីទៅជួបនិយាយគ្នាពីបញ្ហាកងទ័ពបន្តិចនៅពេលបន្តិចក្រោយមកលោកមេតបស៊ូក៏បានចូលមកដល់ក្នុងបន្ទប់របស់ព្រះបុត្រាជីវិនឈីគាត់ក៏សួរថាម៉េចលោកបញ្ញាប់មកដើម្បីទាមទារយកផ្លាកបញ្ជាកងទ័ពពីខ្ញុំអំឡុងពេលដែលខ្ញុំរបួសសម្រាប់នៅលើគ្រែមិនអាចទៅធ្វើការបានមែនទេ
ស៊ូថាមិនហ៊ានទេប៉ុន្តែនេះគ្រាន់តែជាតួនាទីរបស់ខ្លួនតែប៉ុណ្ណោះប្រសិនបើព្រះបុត្រាមិនអាចគ្រប់គ្រងកងទ័ពបានណាគឺមានតែតួនាទីរបស់គាត់ក្នុងការគ្រប់គ្រងកងទ័ពនឹងហើយព្រោះនៅពេលនេះនគរទាំងពីរនគរជិតខាងរបស់យើងកំពុងតែមានអំណងចង់បំពេញមកលើយើងដូច្នេះទ័ពមិនអាចអត់អ្នកដឹកនាំបាននោះទេតម្រូវឲ្យគាត់នឹងគឺត្រូវតែបំពេញតួនាទីជាមេទ័ពជំនួសព្រះបុត្រាបណ្ដោះអាសន្នពេលដែលពួកគេទាំងពីរនាក់កំពុងតែនិយាយគ្នានឹងឈិញរូកំពុងតែនៅក្នុងភួយរបស់ជីវិនឈីនឹងហើយកំពុងតែភិតភ័យខ្លាចលោកមេតបស៊ូនឹងបានដឹងអំពីរឿងមួយនឹងប្រកាសជាមានបញ្ហាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលមេតបស៊ូរៀបតែនឹងចាក់ចេញទៅគាត់ក៏បានឃើញគុណកំបិតនៅក្រោមក្រែតរបស់ជីវិតឈីគាត់ក៏បានដឹងបាត់ទៅហើយថាប្រពន្ធរបស់គាត់ប្រកាសជានៅក្នុងភួយនឹងចាក់ជាមិនខានអញ្ចឹងហើយគាត់ក៏បានដើរចាក់ចេញទៅនឹងទាំងកំហឹងប៉ុន្តែក្រោយមកឈីរបស់យើងក៏បានចេញពីក្នុងភួយរបស់ជីវិតឈីរួចហើយនឹងនាងក៏បញ្ញាដើរចាក់ចេញទៅប៉ុន្តែជីវិនឈីគាត់នៅតែទទូចសុំឲ្យឈីរូនឹងលើកលែងទោសឲ្យគាត់ចាប់ផ្ដើមសារជាថ្មីជាមួយនឹងគាត់ប៉ុន្តែឈីរូគាត់នៅតែមិនយល់ព្រមថែមទាំងបានសោកចំអកទៅកាន់ជីវិនឈីថាគេនឹងគឺពិតជាថោកទាបខ្លាំងណាស់សម្រាប់គ្រួសារម្ដាយរបស់ខ្ញុំជាមួយនឹងប្អូនប្រុសរបស់ខ្ញុំហើយនឹងចង់សុំឲ្យខ្ញុំនឹងចាប់ផ្ដើមសារជាថ្មីជាមួយលោកហេតុអីបានជាថោកទាបមិនចេះខ្មាស់អៀនអញ្ចឹងស្អែកឡើងក៏បានមកដល់នៅក្នុងរាជវាំងគេបានរៀបចំពិធីមួយគឺតម្រូវឲ្យអ្នកកំឡោះក្រមុំនឹងពាក់ម៉ាស់ដើម្បីចូលរួមជាមួយនឹងកម្មវិធីដ៏សប្បាយរីករាយមួយនឹងហើយសម្រាប់កំឡោះក្រមុំមួយគូណាដែលមើលមិនស្គាល់គ្នាទេក៏ប៉ុន្តែអាចចាប់ដៃគ្នានឹងពេញចិត្តចំពោះគ្នានោះថាពួកគេមាននិស្ស័យជាមួយនឹងគ្នាអាចនិយាយបានថាវាគឺជាពិធីសម្រាប់ផ្សំគុំកំឡោះក្រមុំឲ្យរៀបការជាមួយគ្នាស្រឡាញ់គ្នាចាប់ដើមស្គាល់គ្នាអញ្ចឹងណាដែលនៅក្នុងពេលហ្នឹងជីវិនឈីរបស់យើងទោះបីជាគាត់ពាក់របាំងមុខប៉ុន្តែគាត់នៅតែមើលស្គាល់ឈីញរូអញ្ចឹងហើយគាត់ក៏តាមឈីញរូទៅចំណែកឯពន្លីងវិញណាគាត់ក៏មើលដឹងថាអ្នកដែលកំពុងតែតាមគ្នានឹងប្រកាសជាជីវិនឈីហើយទោះបីជាគាត់មើលមិនស្គាល់ប៉ុន្តែគាត់អាចចំណាំអំពីអេរិយាបថបានអញ្ចឹងហើយគាត់ក៏ដើរតាមជីវិនឈីបំណងហ្នឹងគឺចង់ឲ្យទៅជួបគ្នាក្នុងនាមនៅពេលដែលពាក់របាំងមុខហ្នឹងហើយនៅពេលដែលដោះទៅហ្នឹងគឺនឹងអាចជួបគ្នាដូចជានិស្ស័យតែជីវិនឈីរបស់យើងដោយសារតែដឹងថាវិនលីងកំពុងតែតាមមករំខានគាត់ក៏បានយកថ្មមួយគប់ទៅលើពោះរបស់វិនលីងធ្វើឲ្យនាងក៏បានឈឺរួចហើយហ្នឹងក៏ទៅប៉ះបុកជាមួយនឹងលោកមេតបស៊ូពួកគេទាំងពីរនាក់ក៏បានជួបគ្នាតែម្ដងណែឯជីវិនឈីរបស់យើងនៅក្នុងពេលនេះក៏បានមកជួបជាមួយនឹងឈិញរូរបស់យើងក្រោមពន្លឺកំជ្រួចថែមទៀតហើយគាត់ក៏ចាប់បង្ខំឈិញរូនឹងថើបយកតែម្ដងប៉ុន្តែក្រោយមកអំឡុងពេលដែលពួកគេកំពុងតែភ្លឹកមើលពន្លឺកំជ្រួចដ៏ស្រស់ស្អាតនោះស្រាប់តែមានឃាតករនឹងប៉ុនប៉ងមកសម្លាប់ជីវិនឈីគាត់ឃើញអញ្ចឹងហើយគាត់ក៏បានច្រានឈិញរូចេញបន្ទាប់មកគាត់ក៏ប្រយុទ្ធជាមួយនឹងឃាតកររហូតដល់វាយឃាតករម្នាក់ហ្នឹងឲ្យប៉ើងខ្ទាតទៅខាងក្រោយបាត់ទៅប៉ុន្តែបន្តិចក្រោយមកក៏មានឃាតករមួយក្រុមទៀតដែលជាបពពួករបស់ពួកគេហ្នឹងក៏បានមកយ៉ាងច្រើនតែម្ដងរួចហើយទោះបីជាជីវិនឈីព្យាយាមទប់ទល់នឹងការពេលឈិញរូយ៉ាងណាក៏ដោយប៉ុន្តែទីបំផុតឈិញរូនៅតែត្រូវបានគេចាប់បានលុះដល់ពេលមេតបស៊ូបានដើរចូលមកជាមួយនឹងក្រុមមនុស្សដទៃទៀតគម្រាមទៅឃាតករឲ្យដោះលែងឈិញរូឃាតករក៏បានគម្រាមទៅកាន់មេតបស៊ូថាអ្វីដែលពួកគេត្រូវការនោះគឺផ្លាកបញ្ជាកងទ័ពដែលមេតបស៊ូទើបតែទទួលបានពីព្រះបុត្រាជីវិនឈីមុនហ្នឹងអញ្ចឹងហើយត្រូវតែយកមកផ្ដោះប្ដូរជាមួយនឹងឈិញរូមិនអញ្ចឹងទេចាំយកសាកសពរបស់នាងត្រឡប់មកវិញទៅចោះតាមការពិតទៅអ្នកដែលចាប់ឈិញរូមកហ្នឹងគឺជាជីវិនឈីនឹងឯងឃាតករនោះគឺសិតតែជាកូនចៅរបស់គាត់ទាំងអស់នៅពេលដែលគាត់ចាប់ឈិញរូមកដល់ហ្នឹងគាត់ក៏បង្ខំឲ្យនាងស្លៀកពាក់ជាឈុតកូនកំឡោះកូនកំមុំជាមួយនឹងគាត់ដែលធ្វើឲ្យឈិញរូគាត់ក៏បានជេរប្រមាថទៅកាន់ជីវិនឈីជាខ្លាំងថាគេហ្នឹងគឺពិតជាគួរអាម៉ាស់គួរអាណិតជាមនុស្សដែលគួរឲ្យស្អប់ខ្ពើមបំផុតដែលគ្មានការខ្មាស់អៀនហ៊ានធ្វើរឿងទាំងអស់ហ្នឹងទៅវិញគួរឲ្យអស់សំណើចខ្លាំងពិតមែនតែស័ក្តិសមជាមនុស្សដែលអត់ដែលហ៊ានធ្វើបែបហ្នឹងនៅពេលនោះជីវិនឈីគាត់ក៏ខឹងក៏បានចាប់នាងទៅលើក្រែបំណងគឺចាប់ដើមបង្ខំឲ្យនាងផ្សំដំណេកជាមួយនឹងគាត់តែម្ដងនៅពេលនោះគាត់ក៏ត្រូវបានឈិញរូខំកកផងខំអីផងប៉ុន្តែគាត់នៅតែមិនឈឺបែបហ្នឹងគាត់ក៏នៅតែអាចបន្តចាប់ដើមបង្ខំថែមទៅលើឈិញរូបានបន្តទៅមុខទៀតប៉ុន្តែបន្តិចក្រោយមកកូនចៅរបស់គាត់ក៏មករាយការណ៍ប្រាប់ថានៅពេលនេះព្រះអង្គក៏ហៅព្រះបុត្រាទៅជួបបន្តិចក្នុងការងារបន្ទាន់មួយមិនអាចរងចាំបាននោះទេអញ្ចឹងហើយជីវិនឈីក៏បញ្ញាមកជួបជាមួយនឹងបិតារបស់ខ្លួនតាមការពិតទៅបិតាចង់ហៅគាត់មកនោះគឺប្រាប់ទៅកាន់គាត់ថាបិតានឹងប្រទានមង្គលការឲ្យគាត់ជាមួយនឹងវិនលីងគ្រាន់តែលើបែបនឹងភ្លាមនឹងឯងជីវិនឈីគាត់ក៏បន្តបដិសេធទៀតព្រោះមង្គលការមួយនឹងបិតាធ្លាប់លើកឡើងជាច្រើនដងមកទៅហើយដើម្បីតែកិច្ចវេះហ្នឹងគាត់សុខចិត្តរត់ទៅសមរភូមិដើម្បីដឹកនាំកងទ័ពច្បាំងជាមួយសត្រូវថែមទៀតផងប៉ុន្តែនៅក្នុងពេលនេះនៅតែបិតាបង្ខំឲ្យគាត់រៀបការទៀតគាត់ក៏បដិសេធដែលបាននិយាយថាក្នុងចិត្តរបស់គាត់គឺមានតែឈិញរូតែម្នាក់គត់តែធ្វើឲ្យព្រះនាងវិនលីងគាត់នៅតែមិនអស់ចិត្តគាត់ថាហេតុអីខ្ញុំចាញ់គេត្រង់ណាទៅខ្ញុំស្រឡាញ់ព្រះបុត្រាយូរណាស់ហើយតើព្រះបុត្រាមិនដឹងទេអីជីវិនឈីបានត្រឹមតែសំទោសឲ្យដើរចាក់ចេញតែប៉ុណ្ណោះប៉ុន្តែគាត់អាចបានដឹងទេថាឈិញរូពឹសពុលខ្លាំងណាស់នៅពេលដែលឃើញគាត់ដើរចេញទៅនឹងនាងក៏បានលួចតាមឃ្លាំមើលពីខាងក្រោយឃើញថាព្រះបុត្រាជីវិនឈីរបស់យើងបានដើរចូលទៅក្នុងគុកដែលជាទីកន្លែងមួយគាត់បានចាប់ឈិញរូជាសម្ងាត់យកមកឃុំទុកនៅទីនេះគណៈពេលដែលឈិញរូវិញគឺបានសុំกระดาษអុចกระดาษសែនរអីហ្នឹងណាយកទៅអុចឧទ្ទិសទៅដល់ផាយទៅដល់ពលឹងម្ដាយរបស់ខ្លួនជាមួយនឹងប្អូនប្រុសផងដែរដែលខ្លួននឹងអត់ទាន់បានសងសឹកឲ្យឬសម្លេងនៃការបួងសួងយ៉ាងឈឺចុកចាប់របស់ឈិញរូបែបហ្នឹងក៏ធ្វើឲ្យជីវិនឈីគាត់កាន់តែឈឺចិត្តជាខ្លាំងអញ្ចឹងហើយគាត់ក៏អត់បានចូលទៅជួបជាមួយនឹងឈិញរូបន្តទៀតទេ
គាត់ក៏បានដើរចាក់ចេញមកបន្ទោសខ្លួនឯងថាមូលហេតុគឺដោយសារតែខ្ញុំមិនអាចការពារម្ដាយនិងក្រុមគ្រួសាររបស់នាងបានវាគឺជាកំហុសរបស់ខ្ញុំពេលដែលជីវិនឈីមិននៅស្រាប់តែប្រនាងវិនលីងក៏បានដើរចូលមកដល់ក្នុងគុកនឹងហើយក៏ភ្ញាក់ផ្អើលជាខ្លាំងដោយសារតែនាងបានឃើញថាឈីញរូត្រូវបានជីវិនឈីចាប់មកសោះអញ្ចឹងហើយនាងបែរជាខឹងទៅលើឈីញរូទៅវិញថាឈីញរូនាងត្រឹមតែជាមនុស្សស្រីសាមញ្ញបែរជាហ៊ានមកដណ្ដើមស្នេហារបស់ខ្ញុំឈីញរូក៏បានឌឺដងទៅកាន់ប្រនាងវិនលីងវិញទៀតថាត្រូវហើយណាដណ្ដើមពិតប្រាកដការពិតទៅខ្លួននោះគឺមិនត្រូវបានគេស្រឡាញ់មកត្រូវបានគេស្រឡាញ់ចាប់មកទៅប៉ុណ្្នឹងទេធ្វើឲ្យប្រនាងវិនលីងគាត់ខឹងខ្លាំងមែនទែនគាត់ថាខ្ញុំមិនអត់ឲ្យនាងជាដាច់ខាតបន្ទាប់មកក៏ចាប់ឈីញរូរបស់យើងមកធ្វើទរណកម្មដូចជាអ្នកទាំងអស់គ្នាបានឃើញកាលពីដើមសាច់រឿងអញ្ចឹងមកឱកាសនៅពេលដែលជីវិនឈីមិននៅនោះនាងបានប្រើប្រាស់នៅអំណាចរបស់ខ្លួនឯងបញ្ជាទៅកាន់កងទ័ពឲ្យចាប់ឈីញរូចូលមកធ្វើទរណកម្មតាមការចង់បានរបស់នាងតែម្ដងមានទាំងការដុតដាច់ឲ្យក្តៅយកមកអុជនៅលើស្បែករបស់ឈីញរូប៉ុន្តែឈីញរូនៅតែមិនព្រមចុះចាញ់និងនៅតែឌឺដងទៅកាន់ប្រនាងវិនលីងទៀតខ្លួនមិនត្រូវបានគេស្រឡាញ់ទេប៉ុន្តែបើជាបង្ខំតាមហើយមកធ្វើបាបមនុស្សស្រីដទៃទៀតដែលត្រូវបានបរិសុទ្ធដែលខ្លួនស្រឡាញ់មិនស្រឡាញ់ហ្នឹងបើជាមកស្រឡាញ់គេនឹងមកធ្វើបាបគេលីងគាត់ក៏បានយកដែកចាក់ដំទ្រូងទៅលើឈីញរូរបស់យើងធ្វើឲ្យនេះមានការឈឺជោគចាប់ស្ទើរតែមិនអាចទ្រាំបានប៉ុន្តែឈីញរូគាត់នៅតែមិនព្រមចុះចាញ់មិនព្រមចុះញោមជាមួយនឹងប្រនាងវិនលីងណាលុះដល់បន្តិចក្រោយមកនឹងស្រាប់តែព្រះបុត្រាជីវិនឈីក៏បានត្រឡប់មកវិញនៅពេលដែលឃើញអញ្ចឹងគាត់ខឹងខ្លាំងមែនទែនកូនចៅដែលមកជាមួយប្រនាងវិនលីងនឹងក៏ត្រូវបានជីវិនឈីនឹងសម្លាប់ចោលទាំងអស់ដោយសារតែពួកគេសុទ្ធតែរួមចំណែកក្នុងការមកធ្វើទរណកម្មទៅលើឈីញរូដោយឡែកតែប្រនាងវិនលីងទេដោយសារតែយល់ថានាងគឺជាប្រនាងមួយទេមួយមិនអាចសម្លាប់នាងបានតែប្រេះស្ដាស់ទេដូច្នេះហើយបានត្រឹមតែគំរាមឲ្យវិនលីងនឹងចាក់ចេញពីទីនេះកុំធ្វើរឿងបន្តទៅមុខទៀតបន្ទាប់មកគាត់ក៏បានបីឈីញរូនឹងចាក់ចេញទៅទាំងនៅលើខ្លួនរបស់នាងគឺសុទ្ធសឹងតែរបួសឡើងសោះសាច់តែម្ដងដល់ពេលមកដល់កន្លែងសម្រាប់នៅពេលដែលឈីញរូរបស់យើងបានភ្ញាក់ដឹងខ្លួនឡើងវិញនាងមិនព្រមឲ្យជីវិនឈីប៉ះពាល់ទេសូម្បីតែដៃគោលដែលគេបានដំជាប់នឹងដើមទ្រូងរបស់ខ្លួននឹងក៏នាងបានដកដល់ខ្លួនឯងដែរសាហាវដើរភើធម្មតាអត់មានរឿងអីកើតឡើងទេចំណែកជីវិនឈីវិញគាត់ក៏ស្រក់ទឹកភ្នែកគាត់សុំឲ្យឈីញរូនឹងផ្សះផ្សាគ្នាជាមួយនឹងគាត់ម្ដងទៀតកុំឆ្លោះគ្នាបន្តទៅទៀតអីប៉ុន្តែឈីញរូនៅតែមិនព្រមទើបគាត់ក៏បានចាប់បង្ខំនាងតែម្ដងទៅប៉ុន្តែកន្លែងនេះបើសិនបើសម្រាប់មនុស្សដែលស្រឡាញ់វាធ្វើអញ្ចឹងវាដូចជាមិនទំនងដោយសារតែនៅខាងស្រីគ្នាត្រូវរបួសធ្ងន់ហើយត្រូវបានគេអុចនឹងដែកក្តៅផងត្រូវបានគេដោតនឹងដែកជាប់ដើមទ្រូងផងឥឡូវមកចាប់គេបខំយ៉ាងទៀតវាដូចអត់ទំនងសោះឥឡូវនឹងអត់អីទេគាត់ក៏ឈឺចាប់ដែរជីវិនឈីនឹងគាត់បានត្រឹមតែប៉ុណ្្នឹងហើយគាត់ដើរចេញទៅដោយដាក់ចង្វាក់របស់ជាប់ជាមួយនឹងជើងរបស់ឈីញរូកុំឲ្យនាងចាក់ចេញទៅណាបានសោះចាត់ទុកថាទីនេះគឺជាគុកស្នេហ៍របស់នាងទៅចោះប៉ុន្តែឈីញរូរបស់យើងគាត់ក៏ណាស់ដែរទាំងអស់គ្នាគាត់មិនព្រមចោះចាញ់ជីវិនឈីទេគាត់ដឹងថាជីវិនឈីស្រឡាញ់គាត់អញ្ចឹងគាត់ក៏នឹកឃើញវិធីសាស្ត្រមួយដើម្បីសម្លាប់ជីវិនឈីចោលគឺដុតកន្លែងដែលគាត់ស្នាក់នៅចោលតែម្ដងនៅពេលនោះជីវិនឈីបារម្ភពីគាត់ដោយសារជើងរបស់គាត់ចុះចង្វាក់អញ្ចឹងគេប្រកាសជាចូលមកជួយប្រសិនបើគេចូលមកជួយពិតមែននោះអញ្ចឹងប្រកាសជាចូលសងរបស់នាងហើយនាងនឹងចាប់គេស្លាប់ជាមួយគ្នានៅក្នុងភ្នក់ភ្លើងនឹងតែម្ដងប៉ុន្តែក្រោយមកជីវិនឈីគាត់ក៏ដើរចូលមកមែនហើយគាត់ក៏បានកាត់ដាច់ចង្វាក់នឹងបាននាំឈីញរូនឹងចាក់ចេញពីទីនេះប៉ុន្តែពេលដែលគាត់រត់មកដល់កណ្ដាលហ្នឹងតបូលធំមួយហ្នឹងវាពងឆេះបាក់មកហើយនៅពេលឈីញរូឃើញអញ្ចឹងគាត់ក៏ចាប់ឲ្យជីវិនឈីឲ្យជាប់កុំឲ្យទៅណាសោះស្លាប់ជាមួយគ្នាជីវិនឈីឃើញអញ្ចឹងដោយសារតែខ្លាចឈីញរូមានគ្រោះថ្នាក់គាត់ក៏ប្រើកម្លាំងរបស់គាត់មួយទំហឹងចាប់ឈីញរូច្រានចេញមកខាងក្រៅបន្តិចក្រោយមកអូដែលនៅខាងលើហ្នឹងវាក៏ឆេះបាក់ធ្លាក់មកលើជីវិនឈីធ្វើឲ្យគេហ្នឹងក៏បានសន្លប់បាត់បង់ស្មារតីនៅក្រោមអណ្ដាតភ្លើងតែម្ដងទៅឈីញរូក៏បានបន្តដំណើរដើរចេញមកខាងក្រៅដោយក្នុងចិត្តរបស់នាងបានគិតថាដល់ប៉ុណ្ណេះសងសឹកបានហើយជីវិនឈីប្រកាសជាឆេះស្លាប់នៅក្នុងភ្នក់ភ្លើងហ្នឹងចាក់ជាមិនខាននោះទេប៉ុន្តែអ្វីដែលនាងឈឺចុកចាប់នោះដូចជានាងបានសម្លាប់មនុស្សដែលនាងស្រឡាញ់ផងដែរប៉ុន្តែលុះដល់ពេលព្រឹកឡើងឈីញរូរបស់យើងកំពុងតែលាក់ខ្លួនចង់រត់គេចពីដំណាក់របស់ព្រះបុត្រាហ្នឹងត្រាប់តែប្រទះឃើញព្រះបុត្រាមិនទាន់ស្លាប់ទេកំពុងតែបញ្ជាកងទ័ពតាមរកខ្លួនរបស់នាងបន្តិចក្រោយមកនាងក៏បានបន្លឺជាសម្លេងដែលជន់មេឃឈើបាក់ហ្នឹងណាធ្វើឲ្យព្រះបុត្រាគាត់ក៏បានដឹងប៉ុន្តែសំណាងល្អនៅខាងក្រោយខ្នងរបស់នាងមេតបស៊ូនឹងគាត់ក៏បានមកតាន់រួចហើយនឹងក៏បាននាំឈីញរូរត់គេចខ្លួនពីការតាមចាប់របស់ព្រះបុត្រាជីវិនឈីតែមុននេះលោកមេតបស៊ូនឹងក៏បានធ្វើឲ្យជ្រុះបន្តោងគុជរបស់គាត់ដែលជីវិនឈីក៏បានមើលដឹងថាជាបន្តោងគុជរបស់មេតបស៊ូដូច្នេះហើយគាត់ក៏បានដឹកនាំកងទ័ពសម្រុកមកកាន់ផ្ទះរបស់មេតបស៊ូឆែកឆេរទៅរកឈីញរូតែម្ដងប៉ុន្តែនៅពេលនោះមេតបស៊ូសម្អាងថាឈីញរូគឺជាប្រពន្ធរបស់គាត់មិនមែនជាមនុស្សស្រីនៅខ្លួនមួយបន្តទៀតនោះទេអញ្ចឹងហើយគាត់នឹងការពារមិនឲ្យនរណាម្នាក់មកធ្វើអាប់ឈីញរូបានទេគាត់ក៏ប្រយុទ្ធជាមួយនឹងព្រះបុត្រាជីវិនឈីក្នុងគោលបំណងមួយគឺសម្រាប់ព្រះបុត្រាតែម្ដងជាគុណរបស់គាត់មិនអាចទប់ទល់ជាមួយនឹងជីវិនឈីបានទេក៏ត្រូវបានជីវិនឈីនឹងវាយឲ្យមានរបួសប៉ុន្តែក្រោយមកឈីញរូគាត់ក៏បានឃើញអញ្ចឹងហើយក៏ចូលមកការពារលោកមេតបស៊ូដោយប្រយុទ្ធជាមួយនឹងជីវិនឈីតែម្ដងទៅនៅក្នុងស្នាដៃមួយជីវិនឈីវានឹងធ្វើឲ្យឈីញរូរបួសទៅហើយប៉ុន្តែគាត់ក៏បានព្យាយាមគេចចេញប៉ុន្តែក្រោយមកទៀតនឹងឈីញរូរបស់យើងនឹងគាត់ក៏មានឱកាសដោយសារតែខាងក្រៃនឹងអត់តដៃព្រោះយើងអត់តដៃអញ្ចឹងហើយឈីញរូគាត់ក៏ចាក់គេមកដាវតែម្ដងទៅ
តែធ្វើឲ្យព្រះបត្រាមានរបួសឈីងរូក៏ត្រូវបានគេយកមកឃុំទុកនៅក្នុងគុកទៀតហើយល្អបនាងវិនលីងមិនបង្អង់យូរនោះទេក៏បានសោកប៉ាន់មេការស្រីម្នាក់ឲ្យយកអាហាររលួយមកឲ្យឈីងរូរបស់យើងញ៉ាំនឹងបានញុះញង់ទៅកាន់មេការស្រីម្នាក់នឹងថាកុំបារម្ភអីព្រោះអីព្រះបត្រាស្រឡាញ់យើងតាពីដំបូងទេឥឡូវហ្នឹងគាត់មានរបួសហើយម្យ៉ាងវិញទៀតមិនឃើញមកមើលផងហ្នឹងអញ្ចឹងប្រហែលជាទង្វើរបស់ឈីងរូហ្នឹងវាហួសហេតុខ្លាំងពេកធ្វើឲ្យព្រះបត្រាជីវិនជីលែងស្រឡាញ់ផ្លាស់ប្ដូរចិត្តគំនិតហើយអញ្ចឹងហើយធ្វើបាបនាងតែម្ដងទៅនឹងហើយអ៊ំស្រីមេការហ្នឹងគាត់កាន់តែបានចិត្តទៀតបានប្រាក់ពីពនាងវិនលីងខ្លះអីចឹងទៅហើយណាមួយទៀតនៅពេលនេះក៏ដាច់ចិត្តថាយកអាហាររលួយអាហារផ្អូមហ្នឹងមកឲ្យឈីងរូរបស់យើងញ៉ាំមែនគេឬដងទៅកាន់ឈីងរូថាញ៉ាំទៅមានអាហារញ៉ាំគឺគ្រាន់បើហើយព្រោះពេលនេះប្រហែលជាព្រះបត្រាលែងពេញចិត្តជាមួយនាងបន្តទៀតហើយបានជាគាត់មិនមើលមកសួរសុខទុក្ខនាងសោះនៅពេលហ្នឹងស្រាប់តែឈីងរូក្រោកឡើងចាប់តែគាត់ក្បាលមេការម្នាក់ហ្នឹងឲ្យញ៉ាំអាហាររលួយដោយខ្លួនឯងតែម្ដងមិនតែប៉ុណ្ណោះក៏បានយកស្និតសក់កំព្រាមឲ្យមេការម្នាក់ហ្នឹងឆាប់ចេញទៅព្រាមទៅហើយរៀបចំទឹកក្តៅឲ្យគាត់មួយមិនអញ្ចឹងទេប្រកាសជាស្លាប់ហើយក៏រត់មកប្តឹងប៉នាងវិនលីងវិញប៉នាងវិនលីងក៏ប្រាប់ថាកុំបារម្ភអីទុកឲ្យគាត់ជាអ្នកចាត់ការវិញម្ដងប៉នាងវិនលីងក៏បាននាំអ្នកបម្រើស្រីៗចំនួន3នាក់ចូលទៅខាងក្នុងកន្លែងដែលគេកំពុងតែរៀបចំទឹកងូតទៅឲ្យឈីងរូហ្នឹងបំណងគឺចូលមកដល់ហ្នឹងសកត់ក្បាលឈីងរូនឹងចូលទៅក្នុងទឹកដោយសារទឹកមិនមែនទឹកក្តៅទេប៉ុន្តែវាគឺជាទឹកត្រជាក់ដូចទឹកកកអញ្ចឹងតែមាននឹកស្មានឯណាគាត់ទៅចូលទៅដល់ព្រាមឈីងរូរបស់យើងក៏បានចាប់ក្បាលវិនលីងជាមួយចូលទៅក្នុងទឹកអ្នកបម្រើ2នាក់ចូលទៅជួយក៏ត្រូវបានរបស់យើងដាក់មកកំភ្លៀងម្នាក់ផ្ងាប្រែទៅប៉ុន្តែដោយសារតែគ្នាគេច្រើនធ្វើប្រហែលតែបន្តិចហ្នឹងនាងក៏ត្រូវបានប្រនាងវិនលីងដាក់មួយចានដែកពីខាងក្រោយសន្លប់របស់ស្មារតីត្រូវបានគេយកមកចាប់ឆ្កាងធ្វើទរណកម្មម្ដងទៀតតែប៉ុណ្ណោះនៅក្នុងពេលនេះវិនលីងរបស់យើងគាត់មានគំនិតកាន់តែអាក្រក់ជាងពីមុនហើយព្រោះពីមុនហ្នឹងបានត្រឹមតែធ្វើទរណកម្មទេប៉ុន្តែត្រូវបានព្រះបត្រាជីវិនឈីហ្នឹងគឺនៅតែមើលថែនឹងការពីនាងរហូតដូច្នេះហើយម្ដងនេះព្រាងវិនលីងរបស់យើងគាត់មានគំនិតថ្មីមួយគឺបង្ខូចគេឈ្មោះបំផ្លាញភាពបរិសុទ្ធរបស់ឈីងរូតែម្ដងដែលបានអញ្ជើញប្រងងល់ម្នាក់មើលមុនមើលគាត់នៅឃើញវាក៏លៀនដានដឹងស្អីបែបនេះវ៉ៃឃើញចំណៃអីមួយយ៉ាងអញ្ចឹងដែលធ្វើឲ្យឈីងរូរបស់យើងគាត់ចាប់ដើមភ័យបុកពុះតែម្ដងហើយគាត់ក៏បានស្រែកថាណូចេញឲ្យឆ្ងាយព្រាមទៅចេញឆ្ងាយព្រាមទៅវិនលីងរបស់យើងគាត់ក៏រត់មកប្រាប់អង្គរៈរបស់ព្រះបត្រាជីវិនឈីរឿងហើយនៅក្នុងគុកនាងបានលើសំឡេងអីម្យ៉ាងមិនដឹងទេដូចជាមានពីណាម្នាក់កំពុងតែផ្ដេសផ្ដាស់ជាមួយនឹងគ្នានៅពេលដែលអង្គរៈរត់មកមើលក៏ស្រាប់តែទម្លាយទ្វារចូលទៅបែរជាមិនបានឃើញប្រងងោលឯណាឃើញព្រះបត្រារបស់ខ្លួនកំពុងតែនៅលើគ្រែជាមួយនឹងឈីងរូទៅវិញដែលធ្វើឲ្យវិនលីងគាត់ក៏លន់មកថាមិនអាចទៅរួចនោះទេមិនបាច់ជាព្រះបត្រាទៅវិញរាជីវិនឈីរបស់យើងក៏បានរំលឹកទៅមុននឹងបន្តិចនៅពេលដែលឈីងរូរបស់យើងវិញនឹងត្រូវបានប្រងងោលនឹងធ្វើបាបនោះគាត់លឺសំឡេងនឹងគាត់ក៏មកដល់ហើយគាត់ក៏បានវាយប្រងងោលមួយដៃចំបំពង់កធ្វើឲ្យគេនឹងក៏បានស្លាប់បាត់បង់ជីវិតបាត់ទៅរួចហើយនឹងគាត់ក៏បានចាប់ឈីងរូរបស់យើងមកទីនេះនឹងឯងនាងត្រូវបានគេចាប់ចងផ្ងាដៃផ្ងាជើងអញ្ចឹងហើយត្រូវថ្នាំត្រូវអីទៀតនោះដល់ទីនេះដំបងឡើយនឹងឈីងរូរបស់យើងទប់ខ្លួនឯងមិនបានទេក៏បានព្យាយាមចាប់ទៅលើជីវិនឈីប៉ុន្តែជីវិនឈីក៏បានរារាំងប៉ុន្តែបន្តិចក្រោយមកនៅពេលដែលពួកគេទាំងពីរនាក់ហាក់ដូចជាមិនអាចទប់ស្មារតីបានរៀងខ្លួននោះបាច់ហេងភ្ញាក់ដឹងខ្លួនបន្តិចរួចហើយក៏ដកស្លៀកសក់ចង់ចាក់សម្លាប់ជីវិនឈីប៉ុន្តែត្រូវបានជីវិនឈីគាត់ក៏ដឹងខ្លួនទុកជាមុននឹងបានចាប់នាងបង្ខំថើបនាងម្ដងទៀតប៉ុន្តែនៅពេលដែលកំពុងតែប្រតិបត្តិការហើយហ្នឹងស្រាប់តែកូនចាស់របស់ខ្លួនក៏បានធាក់ទ្វារទម្លាយចូលទៅនឹងឯងហើយក៏វាក់គ្នាប៉ុណ្្នឹងទៅហើយនៅក្នុងពេលនេះវិញជីវិនឈីរបស់យើងគាត់ក៏បានបកអាក្រាតពីទង្វើដ៏អាក្រក់របស់វិនលីងថាគាត់បានដឹងហើយនេះគឺជាទង្វើរបស់វិនលីងរៀបចំផែនការឡើងដើម្បីបំផ្លាញខេឈ្មោះបំផ្លាញភាពបរិសុទ្ធរបស់ឈីងរូបើកុំទៅយល់មុខទៅដល់ម្ដាយរបស់វិនលីងតាមផ្ញើឲ្យគាត់នឹងជួយមើលថែវិនលីងតាំងពីក្មេងមកផងនោះម្លេះប្រហែលជាគាត់មិនទុកជីវិតឲ្យវិនលីងនោះទេអញ្ចឹងកុំឲ្យមានលើកក្រោយទៀតអសោះមិនអញ្ចឹងទេគាត់ប្រកាសជាមិនអាចទ្រាំជាមួយនឹងទង្វើរបស់វិនលីងបន្តទៀតបាននោះទេចំណែកឯឈីងរូរបស់យើងនៅក្នុងពេលនេះតែឃើញមធ្យោបាយមួយអត់ដឹងថាទៅរកណាគេមកទីពឹងដើម្បីជួយនាងចាក់ចេញពីការឃុំឃាំងរបស់ជីវិនឈីបាននាងបាសជានឹកឃើញទៅដល់វិនលីងទៅវិញដោយដឹងថាវិនលីងគឺមិនដែលចង់ឲ្យនាងរស់នៅក្បែរជីវិនឈីនោះទេដូច្នេះហើយឈីងរូរបស់យើងគាត់ក៏បានទៅចរចាជាមួយនឹងវិនលីងថាការពិតទៅនាងមិនដែលធ្លាប់ចង់រស់នៅទីនេះទេសូមជួយនាងឲ្យចាក់ចេញពីទីនេះទៅនាងប្រកាសជាសន្យាថាមិនត្រឡប់មកជួបមុខជាមួយនឹងជីវិនឈីបន្តទៀតនោះទេទីនេះវាដូចជាគុកដែលគ្មានជញ្ជាំងចំពោះនាងអញ្ចឹងគុកដែលមិនអាចទៅណាបានជាបាក់សីដែលជាប់ទ្រង់ដូច្នេះហើយបើប៉នាងវិនលីងពិតជាមិនចង់ឲ្យនាងនៅក្បែរជីវិនឈីពិតប្រកបមែនណាគឺជួយនាងឲ្យចាក់ចេញពីទីនេះដោយគ្រាន់តែនាំសម្បត្តិមួយច្បាប់នេះប្រគល់ទៅឲ្យមេតបស៊ូតែប៉ុណ្ណោះហើយមេតបស៊ូប្រកាសជាចូលមកជួយនាងចាក់ជាមិនខាននៅពេលនោះវិនលីងគាត់ក៏យល់ព្រមកលែងមកមើលមេតបស៊ូវិញនៅក្នុងពេលនេះគាត់កំពុងតែកាន់ផ្លាកបញ្ជាកងទ័ពដោយសារតែគាត់អត់បានដឹងទេថាឈីរបស់យើងគឺជាមេខ្លាំងនៅពីក្រោយខ្នងឃាតករដែលបានបញ្ជូនមកចាប់ខ្លួនឈីងរូទាមទារឲ្យគាត់ផ្លាស់ប្ដូរយកផ្លាកបញ្ជាកងទ័ពទៅដូរជាមួយជីវិតរបស់ឈីងរូនឹងឯងអញ្ចឹងនៅក្នុងពេលនេះគាត់កំពុងតែពិបាកក្នុងការសម្រេចចិត្តប្រសិនបើគាត់យកផ្លាកបញ្ជាហ្នឹងទៅផ្លាស់ប្ដូរយកឈីងរូត្រឡប់មកវិញបានន័យថាគាត់ហ្នឹងដូចជាធ្វើឲ្យបំណងប្រាថ្នាឪពុករបស់គាត់ជាមួយគ្រួសាររបស់គាត់ដែលធ្លាប់តែសម័យថាគ្រប់គ្រងកងទ័ពច្រើនជាងគេនៅក្នុងនគរមួយហ្នឹងនឹងត្រូវបាត់បង់ហើយប៉ុន្តែប្រសិនបើគាត់មិនយកទៅទេវាប៉ះពាល់ប្រសិនបើឈីងរូរបស់គាត់ស្លាប់
គាត់ក៏មានវិបត្តិស្រីអស់មួយជីវិតដែរដូច្នេះហើយនៅពេលនេះគាត់ក៏សម្រេចចិត្តថាមិនចង់ឲ្យជីងរូមានរឿងអ្វីកើតឡើងទេក៏បានសុំទោសទៅកាន់វិញ្ញាណក្ខន្ធផ្លាក់បលឹងដូនតាបុព្វបុរសរបស់គាត់ថានៅក្នុងពេលនេះគាត់បានធ្វើឲ្យដូនតាខុសបំណងហើយនៅពេលដែលជីសេះចេញមកណាស្រាប់តែមានព្រួញមួយបាញ់ឲ្យទៅគាត់ហើយនៅលើព្រួញនោះក៏បានចងភ្ជាប់ជាមួយនឹងសម្បត្តិសម្ងាត់មួយច្បាប់ណាត់គាត់ណាចូលទៅក្នុងសាលដើម្បីជួបជាមួយនឹងជីងរូហើយគាត់នឹងក៏បានផ្ញើសារមកវិញគឺเป็นតាមរយៈព្រះនាងប្រាប់ទៅកាន់ជីងរូថានៅពេលនេះផែនការរបស់ពួកគេបានសម្រេចរួចរាល់អស់ហើយអំឡុងពេលដែលកំពុងតែអានសម្បត្តិនឹងជីវិនជីរបស់យើងក៏ដើរមកពីខាងក្រោយខ្នងអ្នកបម្រើឃើញអញ្ចឹងក៏បានមកទៅដល់ជីងរូដែលបានអោនគោរពទៅកាន់ព្រះបុត្រាជីងរូគ្រាន់តែលឺអញ្ចឹងក៏បានបញ្ញាបញ្ញាលេបសម្បត្តិមួយចូលទៅក្នុងពោះរួចហើយក៏ធ្វើពុតជាអោបទៅកាន់ជីវិនជីអត់បានចាប់អារម្មណ៍នេះទេគិតស្មានតែជីងរូរបស់យើងញ៉ាំនំអីចឹងទៅស្លាក់អញ្ចឹងហើយក៏នាំនាងមកញ៉ាំទឹករួចហើយនឹងក៏បានសោចចំអកឲ្យនាងថាទៅមិនប្រែប្រួលមែនជាច្រើនឆ្នាំមកហើយនៅតែអញ្ចឹងញ៉ាំអីមិនប្រយ័ត្នសោះអញ្ចឹងហើយគាត់ក៏ចាប់ទៀតថើបបងឯងថាស្គិញគេពេកអញ្ចឹងណាប៉ុន្តែភ្លាមនឹងកំពុងតែចាប់ថើបយ៉ាងរីករាយហ្នឹងកូនចៅរបស់គាត់ក៏មកប្រាប់ទៀតឲ្យព្រះបុត្រាដល់ពេលញ៉ាំថ្នាំហើយ3ថ្ងៃហ្នឹងព្រះបុត្រាមិនអាចខកខានពេលវេលាក្នុងការត្រាំទឹកថ្នាំបានទេអញ្ចឹងហើយព្រះបុត្រាមិនដឹងធ្វើម៉េចទៅក៏ទៅទេចាចំណែកឯជីងរូរបស់យើងឃើញអញ្ចឹងហើយក៏នៅតែមិនទុកចិត្តទៀតខ្លាចនៅពេលដែលនាងរត់គេចចេញទៅជាមួយនឹងលោកមេតបស៊ូហើយនឹងជីវិនជីនឹងអាចដេញតាមនាងពីខាងក្រោយខ្នងអញ្ចឹងនាងក៏បានធ្វើពុតចិត្តទៅដោះក្អែលឲ្យគេបំណងនឹងគឺគាត់ទៅយកថ្នាំសណ្ដំទៅខ្ទប់មុខឲ្យគេសន្លប់តែប៉ុណ្ណោះប៉ុន្តែផ្ទុយទៅវិញជីវិនជីរបស់យើងមិនងាយក្នុងការចាត់ការបែបហ្នឹងទេគាត់ក៏បានចាប់ជីងរូបានទាញទម្លាក់ចូលទៅក្នុងទឹកហើយក៏គិតថាជីងរូគាត់ទៅចង់សម្លាប់គាត់តែប៉ុណ្ណោះប៉ុន្តែរឿងហ្នឹងវាមិនងាយស្រួលនោះទេគាត់ក៏បានចាប់នាងថើបម្ដងទៀតប៉ុន្តែចាប់ចុះចាប់ឡើងនៅក្នុងពេលហ្នឹងជីងរូក៏ខំដៃគាត់ទៅគាត់ខឹងខ្លាំងពេកហ្នឹងក៏ចាប់នាងថើបម្ដងទៀតចាប់ថើបម្ដងនេះគឺជីងរូអត់បានប្រកែកនោះទេគឺបានថើបជាមួយនឹងជីវិនជីថើបរហូតដល់ពួកគេកំពុងតែស្លងអារម្មណ៍ស្លងយូរទៅហ្នឹងស្រាប់តែជីវិនជីគាត់ក៏បានសន្លប់ក្អែកតែម្ដងពុលចិត្តពុលហ្នឹងពុលលេជីងរូរបស់យើងគាត់ក៏បានរត់ចេញមកជាមួយនឹងលោកមេតបស៊ូបានសម្រេចប៉ុន្តែមិនទាន់ចេញផុតទ្វារក្រុងផងនឹងឯងឥឡូវតែសារសងគ្នាដោយសារតែជីងរូមិនចង់ឲ្យមេតបស៊ូទៅជាមួយនាងទេព្រោះបើទៅបែបហ្នឹងនឹងធ្វើឲ្យគាត់បាត់បង់ឋានៈបាត់បង់បុណ្យស័ក្តិអីអស់ហើយមេតបស៊ូគាត់ថាគាត់យល់ព្រមលះបង់បែបហ្នឹងដើម្បីជីងរូមិនសោកស្ដាយនោះទេឥឡូវតែសារសងគ្នាយូរពេកនឹងឯងកូនចៅរបស់ស៊ីវិនឈីនឹងគាត់ក៏មកឡោមព័ទ្ធនឹងបិទទ្វារក្រុងមិនឲ្យចាក់ចេញឋានៈបាននោះទេហើយមានព្រួញជាច្រើនកំពុងតែគម្រាមតម្រង់បាញ់ទៅកាន់ជីវិនឈីជាមួយនឹងជីងរូរបស់យើងហើយក្នុងរបស់ជីវិនជីវិញយើងក៏បានឃើញមានឃាតករស្រីម្នាក់កំពុងតែលួចតម្រង់ព្រួញមកកាន់គេដូចគ្នាជីងរូរបស់យើងក៏ព្យាយាមប្រាប់ទៅកាន់មេតបស៊ូក៏ដូចជាជីវិនជីថាកុំឲ្យពាក់ព័ន្ធជាមួយនឹងរឿងរបស់គាត់អីកុំឲ្យសម្លាប់មេតបស៊ូប៉ុន្តែមេតបស៊ូក៏អត់ខ្វល់ទេថាប្រសិនបើសូម្បីតែមនុស្សស្រីដែលខ្លួនឯងស្រឡាញ់ម្នាក់គឺមិនអាចការពារបានទៅធ្វើមេតបធ្វើអីអញ្ចឹងហើយគាត់សុខចិត្តស្ម័គ្រស្លាប់ជាមួយនឹងជីវិនជីជាមួយនឹងជីងរូនៅកន្លែងហ្នឹងហើយភ្លាមនឹងគិតកោស្រីម្នាក់ហ្នឹងគាត់ក៏បានបាញ់ផ្ដាច់ខ្សែព្រួយរបស់ជីវិនឈីដែលធ្វើឲ្យព្រួយរបស់គេហ្នឹងក៏បានជ្រុះទៅនឹងដីជាសញ្ញាមួយដែលធ្វើឲ្យកងរបស់ជីវិនឈីទាំងអស់យល់ច្រឡំថានេះគឺជាបញ្ជាឲ្យបាញ់គាត់ក៏ចាប់ដើមនាំគ្នាបាញ់ឲ្យប្រងព្រាតដែលធ្វើឲ្យមេតបស៊ូក៏ត្រូវព្រួយស្លាប់ពីក្រោយខ្នងរបស់ជីងរូតែម្ដងទៅដោយសារតែគាត់ហ្នឹងគឺបានយកខ្លួនមកពាំងក្របព្រួយជំនួសជីងរូក្នុងពេលនេះគាត់ក៏ត្រូវបានស្លាប់បាត់បង់ជីវិតប៉ុន្តែមុននឹងស្លាប់ហ្នឹងគាត់ក៏បានរំលឹកអនុស្សាវរីយ៍ដែលគាត់នឹងបានជួបគ្នាជាមួយនឹងជីងរូតាំងពីពេលណានៅឯណាអញ្ចឹងណាហើយចាប់តាំងពីពេលដែលឃើញជីងរូជាលើកដំបូងមកហ្នឹងគឺគាត់បានលងស្រឡាញ់ទៅលើនាងបាត់ទៅហើយអញ្ចឹងការលះបង់របស់គាត់នៅក្នុងគ្រានេះហ្នឹងវាគឺជារឿងមួយដែលគាត់មិនសោកស្ដាយនោះទេអញ្ចឹងខ្ញុំឲ្យជីងរូកុំយំអីប្រសិនបើជីងរូយំទោះបីជាគាត់ស្លាប់ទៅហ្នឹងគាត់ក៏នៅតែនឹងខ្លាចទៅជាពញានតែលតោលមកតាមជួបទឹកភ្នែកឲ្យនាងដដែលនឹងឯងហ្នឹងបន្ទាប់ពីបាននិយាយសារសងនឹងប្រាក់អំពីរឿងអតីតកាលដែលគាត់នឹងចាប់ដើមលងស្រឡាញ់ទៅលើជីងរូតាំងពីពេលណារួចហើយនឹងឯងមេតបស៊ូគាត់ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅជីងរូរបស់យើងគាត់ក៏បានដាក់ខសន្យាលក្ខខណ្ឌជាមួយនឹងជីវិនឈីថានាងយល់ព្រមត្រឡប់ទៅវិញជាមួយជីវិនឈីប៉ុន្តែត្រូវតែធ្វើពិធីបុណ្យសពឲ្យលោកមេតបស៊ូនឹងឲ្យបានសមរម្យស័ក្តិសមនឹងតំណែងគាត់ជាមេតបធំផងជីវិនឈីគាត់ក៏យល់ព្រមពេលដែលគេបានយកសាកសពជីវិនឈីទៅរំកិលទុករងចាំធ្វើពិធីបុណ្យសពនោះស្រាប់តែឃាតករស្រីម្នាក់ហ្នឹងបែរជាមកលួចសាកសពរបស់លោកមេតបស៊ូទៅបាត់នៅពេលដែលជីវិនឈីបានដឹងហើយនោះគឺមានកំហឹងជាខ្លាំងគិតថាកូនចៅរបស់ខ្លួនសូម្បីតែសាកសពមួយនាក់ហ្នឹងក៏មិនអាចការពារបានផងអញ្ចឹងតែធ្វើអីកើតឥឡូវត្រូវតែតាមរកសាកសពរបស់មេតបស៊ូនឹងឲ្យទាល់តែឃើញដែលគាត់សង្ស័យថាមេតបស៊ូអាចនឹងមិនទាន់ស្លាប់អីចឹងណាអាចនឹងបង្កបញ្ហានៅថ្ងៃក្រោយទៀតមើលសាកសពមេតបស៊ូវិញនៅពេលដែលគិតកោស្រីម្នាក់នឹងបាននាំសាកសពរបស់គាត់មកឲ្យគ្រូពេទ្យពិនិត្យមើលឃើញថានៅលើខ្លួនរបស់គាត់គឺបានពាក់អាវក្រោះការពារអាវុធគាត់មិនមានរបួសធ្ងន់ដល់អាយុជីវិតនោះទេគ្រាន់តែថារបួសរបស់គាត់ធ្វើគាត់ស្លាប់អស់ស្មារតីព្រោះអីវាប៉ះពាល់ទៅដល់គ្រឿងក្នុងបន្ទាប់ពីត្រូវព្រួញច្រើនគ្រាប់ទៅវាអួលវាចុកវាណែនអញ្ចឹងណាតែឯព្រះនាងវិនលីងវិញបន្ទាប់ពីរឿងនឹងកើតឡើងហើយនាងក៏បែរជាគិតសង្ស័យទៅកាន់ជីងរូរបស់យើងថាទង្វើទាំងអស់ហ្នឹងគឺជាផែនការរបស់ជីងរូ
មានចេតនាមួយចង់ប្រើប្រាស់នាងដើម្បីសម្លាប់នាងតបស៊ូនិងអាចបានមកជិតខ្លួនរបស់ជីវិនជីវិញដោយស្របច្បាប់តែប៉ុណ្ណោះអញ្ចឹងហើយក៏វិនលីងខំជាខ្លាំងតែម្ដងថ្ងៃទៀតក៏ដល់ថ្ងៃពិធីខួបកំណើតរបស់ព្រះបុត្រាជីវិនជីហើយអញ្ចឹងនាងមិនបាច់ចូលរួមទេមិនអញ្ចឹងទេលេនាងจะដាច់ខាតប៉ុន្តែនៅពេលដែលជីរូរបស់យើងបានដឹងថា3ថ្ងៃទៀតថ្ងៃខួបកំណើតរបស់ជីវិនជីនាងក៏គិតថានេះគឺជាឱកាសដើម្បីឲ្យនាងសម្លាប់ជីវិនជីចោលដោយផ្ទាល់ដៃបានហើយមិនមកអង្គយូរនៅទេជីរូរបស់យើងក៏បានរៀបចំផែនការយកស្រាមួយអត់ទិនមកឲ្យជីវិនជីរំលឹករឿងអតីតកាលបន្តិចកាលដែលពួកគេនៅស្រឡាញ់គ្នាស្នេហាផ្អើតាមផ្អែមល្ហែមមួយគ្នាណាជីរូរបស់យើងក៏ធ្លាប់បានបិទស្រាហ្នឹងឲ្យជីវិនជីញ៉ាំដែរមិនតែប៉ុណ្ណោះថែមទាំងបានបំពេញជីវិនជីទៀតថាកុំញ៉ាំច្រើនពេកប្រយ័ត្នស្វឹងទៅថាមកពីខ្ញុំណាប៉ុន្តែជីវិនជីក៏បានតបវិញថាឲ្យតែបានញ៉ាំស្រារបស់នាងញ៉ាំតែមកពេកឲ្យតែមើលមុខនាងស្វឹងបាត់ទៅហើយក្រោយប៉ុណ្ណឹងត្រឡប់មកដល់ពេលបច្ចុប្បន្នវិញនៅក្នុងពេលនេះជីវិនជីរៀបតែនឹងញ៉ាំស្រានឹងទៅហើយប៉ុន្តែជីរូនឹងទះឲ្យស្រានឹងកំពុបចោលទៅនៅពេលនោះក៏ឃើញថាស្រានឹងក៏ពិតជាមានថ្នាំអំពុលមិនដូចជាអាស៊ីតអញ្ចឹងគាត់តែធ្លាក់ទៅលើដីបពុះស្គាល់តែម្ដងវិនលីងគាត់ឃើញចឹងគាត់ក៏ហៅអង្គរៈមកចាប់ជីរូយកទៅគុំទុកប៉ុន្តែត្រូវបានជីវិនជីនឹងច្រាននាងបណ្ឌិតនាងចាក់ចេញទៅក៏មិនរវល់ជាមួយរឿងគាត់ឯសោះឯជួយទីនៅវិញគិតថានឹងចូលមកក្នុងរាជអំណាចដើម្បីទៅរំដោះអ្នកនាងរបស់ខ្លួនគឺឈីងរូនឹងឲ្យចាក់ចេញទៅប៉ុន្តែមានតែនឹកស្មានណាគាត់ទៅចូលមកដល់ហ្នឹងក៏ជួបអន្ទាក់របស់អង្គរៈជីវិនជីត្រូវបានគេចាប់ខ្លួនបានយកមកប្រគល់ទៅឲ្យជីវិនជីគាត់គាត់តែចង់សួរនាំទៅកាន់ជួយទីតតងជាមួយតំណែងតំណែងរបស់នាងជាមួយឈីងរូតែប៉ុណ្ណោះបន្ទាប់មកគាត់ក៏បានយកបន្តោងគុជរបស់ជួយទីហ្នឹងរួចហើយនឹងមកធ្វើឲ្យដៃរបស់គាត់របួសបំណងគឺយកវាទៅគម្រាមទៅដល់ឈីងរូឃើញបែបហ្នឹងក៏គិតស្មានថាជីវិនជីគឺបានសម្លាប់ជួយទីបាត់ទៅហើយអញ្ចឹងហើយនោះក៏មានអំណងចង់សម្លាប់ជីវិនជីដើម្បីសងសឹកដល់តែពេលសម្លាប់គេបាននាងក៏ចង់ធ្វើអត្តឃាតសម្លាប់ខ្លួនចំនួនវិញជីវិនជីក៏យកដៃរបស់គាត់ដែលកំពុងតែមានរបួសទៅចាប់ផ្លែកំបិតម្ដងទៀតហើយអញ្ចឹងក៏មានរបួសមកឡើងឆ្វាចតែម្ដងអាសៀមហ្នឹងមកឆ្វាចមកញើតហ្មងក៏បានសួរទៅកាន់ឈីងរូវិញទាំងឈឺចុកចាប់នៅក្នុងចិត្តថាម៉េចនៅក្នុងចិត្តរបស់នាងខ្ញុំសាហាវពឹសពុលដល់ថ្នាក់ហ្នឹងហើយទៅជួយទីអត់ទាន់ស្លាប់ទេប៉ុន្តែនាងរស់ឬមួយក៏ស្លាប់ឲ្យអាស្រ័យទៅលើអរិយាប័ត្ររបស់នាងនឹងឲ្យឈីងរូស្ដាប់បង្គាប់បន្តិចទៅមិនអញ្ចឹងទេជួយទីនឹងរងទុកជាមួយនឹងនាងចាក់ជាមិនខានបើន័យថាគាត់នឹងចាប់ជួយទីយកមកគម្រាមឲ្យឈីងរូស្ដាប់បង្គាប់របស់គាត់មិនអញ្ចឹងទេក៏មិនទោះថាគាត់គ្មានធម្មតាជួយទីអាចនឹងត្រូវបានគេធ្វើបាបគាត់ក៏បានមកជួបជាមួយនឹងកូនចៅរបស់ខ្លួនដែលនៅពេលនេះគេបានស៊ើបដឹងតាក់ទងជាមួយមូលហេតុស្លាប់របស់ម្ដាយរបស់ឈីងរូថាតើមកពីមូលហេតុអ្វីហើយប៉ុន្តែគ្រាន់តែដឹងមូលហេតុនឹងភ្លាមមិនដឹងយ៉ាងម៉េចនោះទេជីវិនជីរបស់យើងគាត់ក៏ស្ងាត់មាត់ឲ្យឈឹងរួចហើយគាត់ក៏បែរជាមកជួបជាមួយនឹងព្រះសង្ឃហើយសុំថ្នាំទឹកពីព្រះសង្ឃនឹងដើម្បីលុបការចងចាំដល់ឈឺចាប់នៅក្នុងខួរក្បាលរបស់ឈីងរូទៅវិញគេមានថ្នាំមួយយ៉ាងថ្នាំហ្នឹងអាចញ៉ាំទៅហ្នឹងភ្លេចភ្លាំងជាមួយនឹងការឈឺចាប់រឿងមួយដែលកំសត់ឬមួយដែលពិបាកចិត្តតែប៉ុណ្ណោះប៉ុន្តែព្រះសង្ឃគាត់បាននិយាយថាញោមរឿងភាពជូរចត់ការរស់នៅរបស់យើងទាំងអស់ហ្នឹងវាសិតតែជាព្រហ្មលិខិតកំណត់មកហើយបើយើងប្រើប្រាស់វាបានន័យថាប្រឆាំងជាមួយព្រហ្មលិខិតអញ្ចឹងប្រកាសជាត្រូវទេវតាដាក់ទោសញោមត្រូវតែប្រុងប្រយ័ត្នបន្តិចព្រោះអីបាបកម្មទាំងអស់ហ្នឹងវាអាចធ្លាក់មកលើញោមប៉ុន្តែជីវិនជីរបស់យើងគាត់មិនខ្វល់នោះទេគាត់ថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយគាត់សុខចិត្តទទួលនៅកម្មពៀទាំងអស់ហ្នឹងទាំងអស់តែម្នាក់ឯងតែធ្វើឲ្យប្រសងគាត់មានអារម្មណ៍ថាសត្វលោកហើយសត្វលោកពិតជាល្ងងមែនជាប់ចម្ពាក់ជាមួយនឹងរឿងអញ្ចឹងណាអញ្ចឹងណាហើយនៅក្នុងពេលនេះឈីងរូរបស់យើងក៏ត្រូវបានជីវិនជីបង្ខំឲ្យញ៉ាំបបរបើមិនអញ្ចឹងទេនឹងជួយទីនឹងអត់ឃ្លានជាមួយនឹងនាងប៉ុន្តែនៅក្នុងបបរគេបានដាក់ថ្នាំដែលសុំពីព្រះសង្ឃមិញហ្នឹងបន្ទាប់ពីញ៉ាំរួចហើយក៏ធ្វើឲ្យឈីងរូរបស់យើងគាត់ក៏វិលមុខបាត់បង់ស្មារតីសន្លប់បាត់តែម្ដងទៅរួចហើយជីវិនជីរបស់យើងគាត់ក៏បានទៅប្រាប់ជួយទីថាកុំនិយាយពាក្យអ្វីផ្ដេសផ្ដាស់ប្រសិនបើចង់ឲ្យឈីងរូសប្បាយចិត្តបន្ទាប់មកឈីងរូនៅពេលដែលបានភ្ជាប់នឹងខ្លួននៅពេលព្រឹកឡើងហ្នឹងនាងក៏បាត់បង់ការចងចាំដល់រឿងឈឺចុកចាប់ទាំងអស់សូម្បីតែរឿងដែលម្ដាយរបស់ខ្លួនត្រូវគេសម្លាប់ហ្នឹងក៏គិតយល់ច្រឡំថាវាគ្រាន់តែជាការយល់សប្តិជាសុបិនអាក្រក់តែប៉ុណ្ណោះទេដោយជីវិនជីបានកុហកនាងបន្ថែមទៀតថាដោយសារតែនាងគឺមានជំងឺបាននិយាយតែរវើរវាយផ្ដេសផ្ដាស់អញ្ចឹងហើយពួកគេក៏បានវិលត្រឡប់មកផ្អែមល្ហែមជាមួយនឹងគ្នាសាជាថ្មីដែលនៅក្នុងពេលនោះឈីងរូរបស់យើងក៏ប្រទះឃើញស្លាកស្នាមសន្លាក់ផ្លែកំបិតនៅលើដើមទ្រូងរបស់ជីវិនជីនាងក៏សួរថាតើនរណាគេចាក់ឲ្យបងមានរបួសដល់ថ្នាក់ហ្នឹងគឺពិតជាគួរឲ្យស្អប់ខ្លាំងណាស់មើលទៅរបួសនេះប្រហែលជាដល់ឆ្អឹងឈឺចុកចាប់ខ្លាំងហើយមកទៅណាទៀតគឺអូននឹងហើយគាត់ទៅជីវិនជីក៏អត់ជ័យក៏ថាមិនសំខាន់ទេឲ្យតែបងបាននៅជាមួយនឹងអូនណាទោះបីជាមានរឿងអ្វីកើតឡើងក៏បងមិនខ្វល់ដែរនៅពេលហ្នឹងឈីងរូរបស់យើងគាត់ក៏មើលទៅអាណិតទៅកាន់បរិសុទ្ធដែលខ្លួនស្រឡាញ់ណាគាត់ក៏អោនមកថើផ្លុំទៅលើស្លាកស្នាមរបួសហ្នឹងមើលទៅស៊ីអារម្មណ៍ខ្លាំងមែនទែនទៅធ្វើឲ្យជីវិនជីរបស់យើងគាត់ស្ទើរតែមិនអាចទ្រាំបានទាំងអស់គ្នាគាត់ឡើងក្តៅមុខភាយហ្មងណាហើយប៉ុន្តែពួកគេអត់បានធ្វើអីទេក៏បានគេងបែបហ្នឹងយ៉ាងមានក្តីសុខទៅរួចហើយក៏និយាយគ្នាអំពីការព្រួយបារម្ភរបស់គ្នាទៅវិញទៅមកជីវិនជីថា
បងមានឱកាសនៅក្បែរអូនម្ដងទៀតបងពិតជាសប្បាយណាស់បងខ្លាចតែថ្ងៃណាមួយបាត់បង់ឱកាសនៅក្បែរអូននោះទេហើយពួកគេក៏ស្រក់ទឹកភ្នែកជាមួយនឹងគ្នាលុះដល់ពេលថ្ងៃបន្ទាប់មកមុខទៀតនឹងឯងវាគឺជាពេលវេលាមួយដែលមានក្តីសុខបំផុតរបស់ជីវិនឈីហើយទាំងអស់គ្នាព្រោះគាត់បាននៅក្បែរឈីងរូនឹងក្នុងពេលដែលឈីងរូអត់មានការខឹងគុំគួនស្អប់គាត់នោះទេប៉ុន្តែពួកគេបែរជាប្រកបនៅជីវិតមួយបែបសាមញ្ញរស់នៅជាមួយគ្នាយ៉ាងរីករាយដូចជាគូស្នេហ៍ទេវតាអញ្ចឹងរហូតមកដល់ពេលព្រឹកមួយនេះស្រាប់តែផ្កានៅក្នុងថូវាបានបាក់នឹងស្រពោនគាត់ជួននៅពេលដែលជីវិនឈីគាត់កំពុងតែគេងលក់ផងនោះឈីងរូរបស់យើងគាត់ក៏ចេញមកខាងក្រៅដើម្បីបេះផ្កាថ្មីយកមកដូរប៉ុន្តែឈីលកានៅក្នុងពេលនោះនាងក៏ចាប់អារម្មណ៍ឃើញថាបរិយាកាសនៅក្នុងបរិវេណរបស់នាងរស់នៅជាមួយនឹងបរិយាកាសនៅខាងក្រៅរបងវាហាក់ដូចជាខុសគ្នាអញ្ចឹងនាងក៏ចេញមកមើលនៅខាងក្រៅរបងស្រាប់តែកលែងទៅមើលផ្ទះរបស់ខ្លួនវិញវាប្រែក្លាយជាផ្ទះខ្ទមរស្មីដែលនាងកំពុងតែរស់នៅយ៉ាងសុខសប្បាយប្រែក្លាយទៅជារាជដំណាក់របស់ព្រះបុត្រាជីវិនឈីតែធ្វើឲ្យនាងមានការព្រួយបារម្ភនិងភ្ញាក់ផ្អើលជាខ្លាំងតើហេតុអីទៅហេតុអីបានជីវិនឈីកុហកនាងអញ្ចឹងនេះមិនមែនជាផ្ទះខ្ទមរស្មីដែលពួកគេរស់នៅជាមួយគ្នាណាប៉ុន្តែនាងកំពុងតែរស់នៅក្នុងដំណាក់ហ្នឹងគ្រូរបស់យើងគាត់កំពុងតែពិបាកចិត្តគិតមិនយល់អំពីរឿងដែលបានកើតឡើងគណៈពេលនោះផងដែរវិនលីងរបស់យើងនេះគាត់ដឹងថាឈិញរួចាប់ដើមមានការចងចាំឡើងវិញប៉ុន្តែត្រូវបានជីវិនឈីនឹងដាក់ថ្នាំឲ្យបាត់បង់ការចងចាំនោះនាងក៏បានមករំលឹកប្រាប់ទៅកាន់ឈិញរួថាអ្នកនាងឈិញរួនាងភ្លេចហើយខ្ញុំគឺវិនលីងហើយគ្រូសាររបស់នាងត្រូវបានជីវិនឈីសម្លាប់តែប៉ុណ្ណោះគេបានដាក់ថ្នាំបំភ្លេចការចងចាំឲ្យនាងញ៉ាំថែមទៀតផងនាងអត់ដឹងទេតែប៉ុណ្ណឹងក៏ធ្វើឲ្យឈិញរួរបស់យើងគាត់ក៏នឹកឃើញសម័យរឿងអតីតកាលនៃការជួយចាប់របស់នាងមកទាំងអស់មកវិញការចងចាំរបស់នាងក៏ត្រឡប់វិញដូចដើមហើយក៏ដឹងថាមនុស្សដែលនាងស្អប់បំផុតនៅលើโลกនេះគឺជាជីវិនឈីនឹងឯងចឹងហើយនាងក៏បានស្រែកទ្រហោយំដោយមិនអស់ចិត្តទេហេតុអីបានជាបែបហ្នឹងហេតុអីបានជាគេកុហកខ្ញុំដល់ថ្នាក់ហ្នឹងឃើញបែបហ្នឹងហើយវិនលីងក៏សប្បាយចិត្តជាខ្លាំងដែលគិតថាផែនការរបស់នាងគឺបានសម្រេចឡើងមកវិញហើយគឺមិនអាចឲ្យពួកគេទាំងពីរនាក់នៅជាមួយគ្នាយ៉ាងសុខសាន្តទេល្ងាចឡើងឈិញរួរបស់យើងមកអង្គុយធ្វើធម្មតាប៉ុន្តែនៅពេលជីវិនឈីមកដល់ក៏សួរថាមិនដែរអូនកំពុងតែបាក់ផ្កាក្រោមផ្កាមែនអត់ឈិញរូក៏បានយកផ្កាហ្នឹងពាក់ទៅឲ្យជីវិនឈីនឹងនិយាយថាផ្កានេះស័ក្តិសមបំបូរណាស់តើនេះប៉ុន្តែបើបានផ្កាពណ៌សកាន់តែល្អទៀតជីវិនឈីក៏មានអារម្មណ៍ថានៅពេលនេះឈិញរូដូចនិយាយប្រេះផ្ដាស់មិនដឹងទេផ្កាពណ៌សគេដាក់ឲ្យបនសពហ្នឹងឈិញរូក៏បានឲ្យមកសប្រាប់ថាយ៉ាងម៉េចដែរមកតែខ្ញុំមិនបងការចងចាំសប្បាយចិត្តខ្លាំងណាស់មែនទេខ្ញុំមានការចងចាំឡើងមកវិញហើយខ្ញុំឆ្ងល់ខ្លាំងណាស់ថាឈាមដែលកំពុងទៅរត់នៅក្នុងបេះដូងរបស់លោកនេះមានពណ៌អីហេតុអីបានជាលោកនេះមានចិត្តខ្មៅខ្លាំងម្ល៉េះហ៎គ្រួសាររបស់ខ្ញុំសម្រាប់ម្ដាយនិងប្អូនប្រុសរបស់ខ្ញុំហើយបែរជាមកឲ្យខ្ញុំរស់នៅជាមួយលោកដោយគ្មានរឿងអ្វីកើតឡើងបែបហ្នឹងហើយលោកពិតជាគួរអាណិតគួរឲ្យគ្មានការអៀនខ្មាស់ពិតប្រាកដមែនជីវិនឈីលោកពិតជាថោកទាបណាស់ខ្ញុំពិតជាចង់មើលបេះដូងរបស់លោកតើវាពណ៌អីបន្ទាប់មកនាងក៏បោះដកកូនកបិតមួយចាក់ទៅលើជីវិនឈីជ្រក់ជីវិនឈីគាត់ក៏អត់គិតដែរទាំងអស់គ្នាគាត់មានការឈឺចុកចាប់ហើយនៅក្នុងពេលដែលគេដកមកនោះឈាមក៏ហោះឆ្វាចទីបានត្រឹមតែឈរចុកចាប់តែម្នាក់ឯងដោយគ្មានកម្រើគណៈពេលដែលជីងរួលរបស់យើងក៏បានដើរចាក់ចេញពីកន្លែងនោះមករបស់ជីវិនឈីក៏ពិតជាគួរអាណិតខ្លាំងណាស់បរិះម្នាក់ដែលលះបង់គ្រប់យ៉ាងដើម្បីស្នេហារបស់យើងឯវិញនៅពេលដែលចេញមកដល់ខាងក្រៅក៏បានជួបជាមួយនឹងជួយទីទៀតអញ្ចឹងនាងក៏មករករឿងជួយទីបន្តទៀតថានាងដឹងរឿងយូរណាស់មកហើយហេតុអីបានជាលាក់បាំងសហការគ្នាជាមួយនឹងជីវិនឈីបោកប្រាស់ខ្ញុំអញ្ចឹងជួយទីក៏តបទៅវិញថាដោយសារតែខ្ញុំគ្រាន់តែមិនចង់ឲ្យអ្នកនាងពិបាកចិត្តអ្នកនាងរស់នៅក្នុងគំនុំដោយកាលពីមុនតែប៉ុណ្ណោះម្យ៉ាងវិញទៀតការសងសឹករបស់អ្នកនាងហាក់ដូចជាគ្មានទីបញ្ចប់ប៉ុន្តែនៅក្នុងពេលហ្នឹងឈិញរូរបស់យើងក៏បានបណ្ដឹងឲ្យជួយទីចាក់ចេញទៅនាងមិនចង់នៅជាមួយជួយទីបន្តទៀតនោះទេរួចក៏បន្តដំណើរមកតែម្នាក់ឯងស្រាប់តែត្រូវបានមនុស្សរបស់វិនលីងហ្នឹងចាប់យកទៅឃុំទុកតែម្ដងទៅណែនេះវិនលីងហ្នឹងក៏រៀបរាប់ប្រាប់អំពីតារបស់ខ្លួនប្រាប់ទៅកាន់ឈិញរូថាមូលហេតុដែលនាងមិនចង់ឲ្យឈិញរូមកនៅទីនេះដោយសារតែនាងមានក្តីសម័យមួយតាំងពីក្មេងមកគឺចង់ខ្លាចទៅជាព្រះមហាក្សត្រីរបស់ព្រះរាជាយាទឬមួយក៏ខ្លាចទៅជាព្រះមហាក្សត្រីរបស់ព្រះអង្គនៅក្នុងពេលអនាគតនឹងឯងដោយនាងបានរៀបចំឈុតមយុរាទុករួចបាត់ទៅហើយមិនតែប៉ុណ្ណោះនៅពេលនេះដើម្បីតែសម្រេចផែនការរបស់ខ្លួនមិនឲ្យឈិញរូទៅបំផ្លាញផែនការរបស់នាងបន្តទៅទៀតនោះនាងក៏បានបញ្ច្រកថ្នាំអំពុលម្យ៉ាងទៅឲ្យឈិញរូដែលនៅពេលដែលផឹករួចហើយនាងនឹងខ្លាចទៅជាអាយ៉ងគ្មានពលឹងភិនពលៈទេហើយស្ដាប់តាមបញ្ជាបង្គាប់របស់វិនលីងហ្នឹងទាំងអស់តែម្ដងតែទៀតគេនឹងរៀបចំពិធីជត់ឆាកមួយដើម្បីឲ្យឈិញរូរបស់យើងឡើងទៅរាំសម្ដែងនៅទីនោះដែលសម្ដៅបានថាការរាំសម្ដែងហ្នឹងគឺជាទង្វើរបស់ស្រីបនស្រីកំសាន្តអារម្មណ៍ទេទាំងអស់គ្នាដែលឈិញរូរបស់យើងឡើងមកទាំងគ្មានពលឹងពលៈហ្នឹងវិនលីងក៏បាននិយាយឌឺដងចំអកទៅឲ្យឈិញរូដើម្បីបង្ខូចគេឈ្មោះរបស់នាងនៅចំពោះមុខរបស់មហាជនទាំងអស់និយាយចំគឺធ្វើជាមេខ្យល់នាំអាតចឹងណាថានេះគឺជាលោកស្រីស៊ូនតើប្តីរបស់គាត់ទើបតែស្លាប់ហេតុអីបានជាគាត់ហ្នឹងមករំនៅកន្លែងហ្នឹងទៅវិញឬមួយក៏ឈាមជ័រជាកូនរបស់ស្រីរបាំនៅលើទូកដែលជាម្ដាយរបស់នាងបន្សល់ទុកមកហ្នឹងវានៅតែដង្ហើយហៅនាងធ្វើឲ្យនាងមិនអាចកែប្រែខ្លួនបានទោះបីជាប្តីស្លាប់ហើយប៉ុន្តែបែរជាមានចិត្តចង់សប្បាយរីករាយដូចជាស្រីបាស្រីបនអញ្ចឹងរបៀបអញ្ចឹងណាតែពេលនឹងឈិញរូរបស់យើងក៏បានតបមកដោយស្មារតីយ៉ាងម៉ឺងម៉ាត់តែម្ដងដូចជាគ្មានត្រូវថ្នាំសណ្ដំអីនោះទេថាប៉នាងដឹងអត់អ្នកទាំងអស់គ្នាដឹងទេថាហេតុអីបានជានៅទីនេះគេបានរៀបចំឈុតឆាកយ៉ាងស្អាតហើយបានតម្រូវឲ្យខ្ញុំមករួមជ្រៀងនៅទីនេះ
តែម្នាក់ឯងបែបហ្នឹងនេះគឺជាផែនការរបស់នាងទេដឹងសិនជាអ្នកទាំងអស់គ្នាចង់មើលឃើញការរស់របស់ខ្ញុំនឹងបង្ហាញអ្វីទៅហៅថាជារបាំពិតប្រាកដនៅពេលហ្នឹងជីងរបស់យើងក៏បានដោះស្បែកនឹងចេញហើយក៏ចាប់ដើមរំរបាំហ្នឹងធ្វើឲ្យមនុស្សគ្រប់គ្នាហ្នឹងលន់មកស្គាល់សរសើរសូម្បីតែអ្នកបម្រើរបស់ព្រះនាងក៏លន់មកសរសើរទៅកាន់ជីងរបស់យើងថាអូយពិតជារំរបាំដ៏ស្អាតមែននេះគឺជាដូចជារបាំឋានសួគ៌អញ្ចឹងមានតែទេពអសរទេទើបរំបានប៉ុណ្ណឹងពួកគេអត់ដែលបានឃើញនរណាគេអាចរំរបាំហ្នឹងស្អាតដល់ថ្នាក់ហ្នឹងហើយមើលទៅ perfect ដល់ថ្នាក់ហ្នឹងនោះទេអញ្ចឹងគេស្ងើចសរសើរគ្រប់គ្នាដែលធ្វើឲ្យវិនលីងរបស់យើងគាត់ខឹងត្មងគាត់ថាគាត់រៀបចំផែនការហ្នឹងដើម្បីបង្ខូចគេឈ្មោះរបស់ជីងរូហេតុអីបានជាទៅឲ្យគេសរសើរជីងរូទៅវិញជីងរូរបស់យើងនៅលើឆាកហ្នឹងក៏បាននិយាយរៀបរាប់និងបាននិយាយអំពីគោលចំហកិត្តិយសរបស់ម្ដាយដែលខំចិញ្ចឹមនាងតាំងពីក្មេងមកថាទោះបីជាម្ដាយរបស់នាងគឺជាស្រីរបាំប៉ុន្តែគាត់លក់តែសមត្ថភាពរបស់ខ្លួនក្នុងនាមគឺជាអ្នករបាំតែប៉ុណ្ណោះគាត់រស់នៅដោយសេចក្តីថ្លៃថ្នូរមិនដូចជាអ្នកខ្លះទេមានអំណាចមានយសស័ក្តិបុណ្យស័ក្តិមកជាប្រើប្រាស់ទង្វើថោកទាបធ្វើបាបអ្នកដទៃទុនខ្សោយទៅវិញមានអត្តន័យនឹងក៏ធ្វើឲ្យមហាជនកាន់តែគ្រប់គ្រងជាមួយនឹងជីងរូដែលធ្វើឲ្យវិនលីងមិនអាចទ្រាំឈរមើលបាននាងក៏បានដើរចាក់ចេញក៏ប៉ុន្តែជីងរូរបស់យើងគាត់ក៏មកខ្វាត់បន្តទៀតហើយក៏និយាយថាមូលហេតុអ្វីទៅបានជានាងគិតថាខ្លួនឯងស័ក្តិសមក្នុងការពាក់ហ្នឹងព្រោះដឹងថាវិនលីងប្រកាសជាពាក់នេះគេហៅថាឈុតមយូរាដែលតម្រូវថាជាឈុតសម្រាប់ព្រះមហេសីរបស់ព្រះរាជយានោះទេនៅពេលដែលចង់ចូលមកផ្ទះកំភ្លៀងជីងរូក៏ត្រូវបានព្រះរាជយារបស់យើងនឹងគាត់មកចាប់ដៃជាប់រួចហើយក៏បណ្ដេញនាងចាក់ចេញទៅប៉ុន្តែជីងរូរបស់យើងគាត់នៅតែរក្សាថាគ្មានអីតាក់ទងជាមួយនឹងជីវិនឈីទេចាប់តាំងពីពេលនេះទៅពួកគេគ្មានអ្វីស្នេហាជាមួយគ្នាបន្តទៅមុខទៀតគណៈពេលជីវិនឈីរបស់យើងវិញនៅក្នុងពេលនេះសួរនាំទៅកាន់កូនចៅរបស់ខ្លួនអំពីការតាមរកលោកបន្ទាប់ស៊ូតែឃើញហើយឬនៅប៉ុន្តែមិនប្រយ័ត្នក៏ត្រូវបានជីងរូស្ដាប់ឮអញ្ចឹងហើយគាត់ក៏មកលើកដងទៅកាន់ជីងរូថាទោះបីជាគេនៅរស់ក៏ដោយប៉ុន្តែគេមិនអាចធ្វើអ្វីខ្ញុំបាននោះទេហើយក៏មិនអាចជួយនាងបានដែរបន្ទាប់មកក៏បីជីងរូរបស់យើងចូលទៅក្នុងបន្ទប់ឃុំឃាំងទៀតដែលគាត់ទៅចូលមកដល់ទីនេះភ្លាមគាត់ក៏ចាប់ផ្ដើមដាក់ចង្វាក់ទៅលើជីងរូនឹងបាននិយាយថាមានតែឲ្យនាងនៅទីនេះទេទើបស្នេហារបស់ពួកយើងនឹងអាចគង់វង្សឡើងវិញសះជាថ្មីបានវាថាតើតែចាប់នាងមកដាក់កន្លែងហ្នឹងបាននាងមានចិត្តស្រឡាញ់គាត់ឡើងវិញអញ្ចឹងណាពេលវិនលីងហ្នឹងចូលមកលៀបរបួសឲ្យហ្នឹងហើយគាត់និយាយថាកុំគិតទៅពីជីងរូនឹងអីពួកអីជីងរូនឹងមិនស្មោះចំពោះនឹងព្រះបុត្រាទេដល់ទៅពេលលឺគេនិយាយមិនល្អចំពោះខ្លួនអញ្ចឹងជីងរូរបស់យើងក៏បរះដៃទៅលន់កណ្ដឹងក្រើងនៅពេលនោះក៏ធ្វើឲ្យនាងវិនលីងថាមិនបានជីងមកនៅទីនឹងទៅវិញជីងរូក៏បានលើកចក្រងដៃរបស់នាងបង្ហាញថាខ្ញុំមិនមែនចង់មកនៅទីនេះទេប៉ុន្តែត្រូវបានគេដាក់ចង្វាក់នេះអញ្ចឹងហើយវិនលីងក៏ចង់ស្ទុះចូលទៅវាយជីងរូក៏ត្រូវបានព្រះបុត្រារបស់យើងបណ្ដេញនាងឲ្យចេញចាក់ពីបន្ទប់របស់គាត់តទៀតហើយនិយាយរួមមើលកន្លែងហ្នឹងវិនលីងរបស់យើងដូចជាគុំគួនជាមួយជីងរូមករហូតចឹងហើយក៏ត្រូវបានជីវិនឈីនឹងធ្វើបាបមករហូតដែរមិនអស់ចិត្តទេនៅពេលនេះព្រះនាងវិនលីងក៏បានទៅទិញថ្នាំមួយយ៉ាងជាថ្នាំអារម្មណ៍ថ្នាំរវើរវាយចឹងណាពីលោកគ្រូពេទ្យដើម្បីយកមកដាក់ឲ្យព្រះបុត្រាជីវិនឈីក៏ចាត់ការគេខ្ញីតែម្ដងទៅហើយនៅក្នុងពេលនេះវិនលីរបស់យើងក៏បាននិយាយហៅទៅកាន់គ្រូរបស់យើងនឹងឲ្យនាងមកឈមមើលទង្វើរបស់ខ្លួនធ្វើជាមួយនឹងព្រះបុត្រាជីវិនឈីនៅលើក្រែនហ្នឹងជាស័ក្តិសិទ្ធិថែមទៀតផងទាំងអស់គ្នានេះវាថាឈឺចិត្តជីងរូតែម្ដងណាក៏បងអែលផ្អែមល្ហែមជាមួយនឹងជីវិនឈីហ្នឹងស្រាប់តែជីវិនឈីដែលត្រូវថ្នាំរវើរវាយហើយហ្នឹងគាត់នៅតែស្រែករកឈ្មោះរបស់ជីងរូទៀតជីងរូអូននៅឯណាជីងរូអូននៅឯណាគឺអូនមែនអត់នៅពេលហ្នឹងក៏ធ្វើឲ្យវិនលីគាត់ខឹងមែនតើគាត់ថាត្រូវឆ្នាំដល់ថ្នាក់ហ្នឹងទៅហើយហេតុអីបានជានៅសម័យទៅរកស្រីម្នាក់ហ្នឹងទៀតតើខ្ញុំមានអ្វីដែលថាមិនស្មើជាមួយនឹងស្រីម្នាក់ហ្នឹងទៅជាព្រះនាងចេះទាំងពិនគំនូអសរសាស្ត្រអីទាំងអស់ខ្ញុំចេះទាំងអស់របាំតន្ត្រីហេតុអីសម្រាប់របស់ខ្ញុំក៏ស្អាតតែខ្ញុំមានអ្វីមិនស្មើជាមួយជីងរូហ្នឹងស្រាប់តែព្រះបុត្រាជីវិនជីរបស់យើងគាត់ក៏បានច្រានដៃរបស់នាងចេញថានាងមិនមែនជាជីងរូរបស់ខ្ញុំទេជីងរូរបស់ខ្ញុំមានដៃស្រលូនទន់ភ្លន់ល្អណាស់មិនមែនក៏ក្រៀតដូចជានាងទេម្យ៉ាងវិញទៀតនាងអត់មានសិទ្ធអីយកមកប្រៀបធៀបឈ្មោះរបស់នាងជាមួយនឹងជីងរូរបស់ខ្ញុំទេឆាប់ចេញភ្លាមទៅអត់ជីងរូគាត់ចូលនៅក្បែរហ្នឹងគាត់បានមើលឃើញថាបរិសម្នាក់នេះស្រឡាញ់នាងដល់ថ្នាក់ណាហើយទោះបីជាត្រូវបានគេដាក់ថ្នាំផងចងភ្នែកផងក៏គាត់នៅតែចំណាំជីងរូបានហើយមិនប្រព្រឹត្តនៅទង្វើប្រេះផ្ដាស់អ្វីជាមួយនឹងស្រីដទៃទៀតដែរទាំងអស់គ្នាណែឃើញទេធ្វើឲ្យវិនលីងរបស់យើងរៀងខូចចិត្តខ្លាំងដែរខំធ្វើដល់ថ្នាក់ហ្នឹងទៅហើយគេនៅតែមិនអាចចាត់ការទៅលើជីវិនឈីបានអញ្ចឹងក៏ដើរចាក់ចេញបាត់ទៅជាឱកាសនៅក្នុងពេលនោះជីងរូរបស់យើងក៏ដកស្នៀតសក់ចង់ចាក់សម្លាប់ជីវិនឈីទៀតហើយប៉ុន្តែក្នុងការរវើរវាយរបស់គាត់ធំក្លិនរបស់ជីងរូហ្នឹងគាត់ក៏បានចេះស្វាទៅចាប់ចំដៃរបស់ជីងរូហើយគេសួរថាជីងរូគឺអូនមែនអត់អញ្ចឹងក៏ចាប់ទាញមកលើក្រែហ្នឹងដល់តែពេលមកដល់លើក្រែហ្នឹងទៅជីងរូរបស់យើងហាក់ដូចជារៀងទុនចិត្តដែរព្រោះអីមនុស្សធ្លាប់ឆ្លាតឆ្លាញ់គ្នានោះហើយឃើញថាបរិសម្នាក់នេះស្មោះចំពោះខ្លួនដល់ថ្នាក់ហ្នឹងគ្រាន់តែត្រូវបានគំនុំមករៀបរៀងមនោសញ្ចេតនារបស់នាងហាមឃាត់ចិត្តរបស់នាងមិនឲ្យនៅជាមួយនឹងបរិសម្នាក់នេះតែប៉ុណ្ណោះក្នុងគោលបំណងមួយគឺចង់សងសឹកមិនអាចទ្រាំស្មារតីអារម្មណ៍មនោសញ្ចេតនារបស់ខ្លួនឯងបាននៅពេលនេះពួកគេក៏បានផ្អែមល្ហែមជាមួយនឹងគ្នាលុះដល់ពេលព្រឹកឡើងជីងរូរបស់យើងហ្នឹងក៏បានសម្រេចចិត្តចាក់ចេញពីទីនេះទាំងពិបាកចិត្តខ្លាំងមែនទែននៅពេលដែលជីវិនជីព្យាយាមส่งអវឲ្យនាងនៅទីបន្តទៀតហើយចាប់ដើមជាមួយនឹងគ្នាសារជាថ្មីជីងរូក៏បានតបវិញថាតើលោកមានដែលឃើញនៅលើមេឃមួយក្នុងពេលតែមួយមានព្រះអាទិត្យផងព្រះច័ន្ទផងរះជាមួយនឹងគ្នាទេវាមិនអាចទៅរួចនោះទេនិយាយបានន័យថាព
ពេលជប់មុនហ្នឹងនាងប្រើប្រាស់ខ្លួនឯងជិះខ្លួនឯងមនោសញ្ចេតនាពិតមកលើគាត់ហ្នឹងដើម្បីរួមស្នេហាជាមួយនឹងគ្នាក៏ប៉ុន្តែនៅពេលថ្ងៃឡើងព្រឹកឡើងគាត់ត្រូវដើរតួនាទីគឺជាកូនស្រីម្នាក់ដែលត្រូវរកយុត្តិធម៌ឲ្យម្ដាយនិងប្អូនប្រុសតែមកសម្រាប់ជីវិនឈីដូច្នេះហើយគឺមិនអាចរស់នៅជាមួយនឹងគេបានទេនាងក៏សម្រេចចិត្តដើរចាក់ចេញទៅរីកដំណាក់នេះវិញកូនចៅជាច្រើនរបស់ត្រកូលស៊ូដែលធ្លាប់ធ្វើការបម្រើឲ្យមេតបស៊ូនឹងឯងពួកគេមិនសុខចិត្តនោះទេដោយសារតែជីវិនឈីដែលជាព្រះបុត្រានេះបែរជាគ្មានរឿងអីសោះដោយសារតែស្រីម្នាក់ទៅសម្លាប់លោកមេតបស៊ូដែលជាកូនរបស់ម្ចាស់របស់ខ្លួនកាលពីមុនហ្នឹងអញ្ចឹងហើយក៏សុំសំណូមពរឲ្យព្រះអង្គជួយរកយុត្តិធម៌ឲ្យមេតបស៊ូនៅពេលហ្នឹងវុនលីងក៏បានប្រាប់ទៅកាន់ព្រះអង្គថាមូលហេតុមិនមែនដោយសារតែជីវិនឈីទេប៉ុន្តែដោយសារតែឈីញរូមិនដឹងថានាងប្រើមុនអង្គមបិសាចអីទេបានជាពង្វក់ទៅឲ្យមករស់ពីរនាក់ហ្នឹងឆ្លោះប្រកែកគ្នារហូតដល់សម្លាប់គ្នាបែបហ្នឹងអញ្ចឹងនៅក្នុងពេលហ្នឹងមេតបទាំងអស់គ្នាហ្នឹងក៏ចោទប្រកាន់ទៅកាន់របស់យើងវិញថាប្រសិនបើមានរឿងកើតឡើងមែននោះសូមឲ្យព្រះអង្គជួយរកយុត្តិធម៌ព្រះអង្គដោយសារតែចង់រួចខ្លួនដែរក៏បានចេញរាជបញ្ជាមួយគឺឲ្យគេចាប់ឈីញរូយកមកបហាជីវិតដើម្បីរំសាយកំហឹងកូនចៅរបស់ត្រកូលស៊ូតែម្ដងដោយសារតែកូនចៅគេមានចំនួនច្រើនដល់ទៅ30,000នាក់ជាងកងទ័ពណាឈីក៏ចេញមុខមករៀបរៀងនឹងការពីប៉ុន្តែទោះបីជាយ៉ាងនេះក្តីកូនចៅរបស់គេក៏បានមករៀបរៀងជីវិនឈីវិញថាមិនអាចធ្វើបែបនឹងបានទេព្រោះធ្វើបែបនឹងបង្ខំទៅក៏ដូចជាប្រកាសប្រាប់គេថាឈីញរូរបស់យើងនឹងប្រឆាំងមួយរាជបញ្ជារបស់ព្រះអង្គអញ្ចឹងហើយតម្រូវឲ្យគេចាប់ខ្លួនទៅសិនចាំរកមជ្ឈបាយដើម្បីជួយតាមក្រោយនៅក្នុងពេលហ្នឹងឈីញរូរបស់យើងក៏បានប្រើពាក្យសម្ដីបញ្ឈឺទៅកាន់ជីវិនឈីថាការជួយរបស់លោកគឺកាន់តែបង្ខំឲ្យខ្ញុំទាល់ច្រកពីមួយជំហានទៅមួយជំហានឃើញអត់ឈីញរូរបស់យើងក៏ត្រូវបានគេយកមកគុំទោសនៅក្នុងគុករងចាំការប្រហារជីវិតប៉ុន្តែដល់ពេលយប់ឡើងជីវិនឈីក៏បានរៀបចំមនុស្សនៅខាងក្រៅនិងបានធ្វើឲ្យជួយទីចូលមកដល់ក្នុងគុកបានយ៉ាងស្រួលរំដោះឈីញរូចេញមកខាងក្រៅប៉ុន្តែក៏ត្រូវបានកងទ័ពដទៃទៀតនឹងតាមចាប់ខ្លួនពួកគេទាំងពីរនាក់បន្តិចក្រោយមកជីវិនឈីរបស់គេក៏បានប្រើក្បាច់ដាវហោះរបស់ខ្លួននឹងសម្រាប់កងទ័ពទាំងអស់ហ្នឹងរនុករណែរួចហើយហ្នឹងគាត់ក៏បានបណ្ដោយឲ្យអ្នកទាំងពីររត់ចាក់ចេញទៅដែលគាត់គឺជាអ្នកទប់ទល់ជាមួយនឹងកងទ័ពដទៃទៀតដែលកំពុងតែដេញតាមចាប់ខ្លួនអ្នកទាំងពីរជាបន្តហោហែផងដែរយ៉ាងណាក៏ដោយក៏អត់មានកងទ័ពណាម្នាក់ហ៊ានធ្វើអីគាត់ដែរដោយសារតែគាត់គឺជាព្រះបុត្រាអញ្ចឹងណាលុះដល់ពេលចេញមកដល់ខាងក្រៅមានសេរីភាពរួចរាល់អស់ហើយនៅពេលនេះគឺបានរំលឹកអនុស្សាវរីយ៍ដែលខ្លួនត្រូវបានឈីញរូធ្លាប់ជួយការពីច្រើនឆ្នាំមុននោះគឺនៅពេលដែលនាងត្រូវបានគេចាប់យកមកលក់នៅតាមផ្លូវអញ្ចឹងណាលក់ខ្លួនអញ្ចឹងណាឈីញរូក៏បានទិញនាងមកធ្វើជាអ្នកបម្រើជាអង្គរៈផងដើម្បីការពីដល់ទៅពេលរំលឹកឡើងទៅក៏ធ្វើឲ្យឈីញរូរបស់យើងក៏នឹកឃើញថាការពិតទៅជីវិតរបស់នាងរស់នៅនេះគឺមានរឿងរីករាយជាច្រើនក្រៅតែពីការសងសឹកម្យ៉ាងវិញទៀតបើសិនបើសម្រាប់ជីវិនឈីចោលអត់មានបិតាគេគ្រប់គ្រងកងទ័ពទៀតនោះទេដូច្នេះហើយនគររបស់ខ្លួននឹងកាន់តែចុះខ្សោយទៅសង្គ្រាមនឹងកើតឡើងជាមិនខានដូច្នេះនាងក៏គិតថាដល់ពេលវេលាដែលនាងត្រូវទម្លាក់គំនុំផ្ទាល់ខ្លួនចុះដើម្បីនគរខ្លះហើយតែឈរនិយាយគ្នាជាមួយនឹងជួយទីសុកហ្នឹងក៏ស្រាប់តែឃើញលោកមេតបស៊ូនឹងដើរកាត់នឹងដំបូងឡើយនាងគិតស្មានថាវាគ្រាន់តែជាការច្រឡំភ្នែករបស់នាងតែប៉ុណ្ណោះអញ្ចឹងក៏រត់ទៅតាមមើលគេប៉ុន្តែតាមមកបន្តិចហ្នឹងក៏បាត់ដំណឹងរបស់លោកមេតបស៊ូសូនឈឹងតែម្ដងមិនដឹងថាទៅដល់ទីណានោះទេពេលហ្នឹងក៏មានព្រួយមួយចង់បាញ់សម្លាប់នាងតែក៏មានជនអាត់កំបាំងម្នាក់បានចេញមកការពីនាងប្រយុទ្ធជាមួយក្រុមឃាតករដែលមានបំណងចង់សម្លាប់ឈីញរូបន្តទៀតលុះដល់ពេលក្រុមឃាតករមិនអាចយកឈ្នះជនអាត់កំបាំងម្នាក់នឹងបានពួកគេក៏បានដកថយនៅក្នុងពេលនោះឈីញរូរបស់យើងក៏បានសួរនាំទៅកាន់ជនអាត់កំបាំងម្នាក់នឹងថាតើគេគឺជាអ្នកណាមិនបានជាមកជួយនាងនៅពេលនោះម្នាក់នឹងក៏បានប្រាប់ថាគេគឺជាសេនាអាត់កំបាំងមកជួយនឹងគឺមិនខ្វល់ឋានៈណាទេប៉ុន្តែឲ្យតែអ្នកណាគេប្រើប្រាស់បន្តោងគុជដែលពាក់នៅលើកករបស់ឈីញរូនឹងគេត្រូវតែមកជួយនឹងឯងព្រោះគេគឺជាតកអាត់កំបាំងដែលមានទួនាទីនៅក្នុងការជួយការពារម្ចាស់បន្តោងគុជឲ្យមានសុវត្ថិភាពហើយម្យ៉ាងវិញទៀតតាមការដឹងរបស់គាត់សត្រូវរបស់ឈីញរូពិតប្រាកដមិនមែនជាជីវិនឈីទេហើយជីវិនឈីនឹងក៏មិនមែនជាអ្នកសម្លាប់គ្រួសាររបស់នាងដែរឈីញរូជាមួយជីវិនឈីគឺសិតតែត្រូវបានគេធ្វើបាបដូចគ្នាអញ្ចឹងហើយហ្នឹងនេះបែបហ្នឹងភ្លាមឈីញរូរបស់យើងក៏បានបញ្ញាសួរទៅកាន់ជនអាត់កំបាំងនឹងថាចុះសត្រូវពិតប្រាកដដែលសម្លាប់គ្រួសាររបស់នាងគឺជាអ្នកណាអំឡុងពេលដែលម្នាក់នឹងមិនទាន់បាននិយាយស្រួលបួលផងស្រាប់តែជួយទីក៏មកដល់អញ្ចឹងហើយជនអាត់កំបាំងក៏រត់គេចខ្លួនបាត់ទៅជួយទីនៅពេលដែលមើលទៅដូចជារឿងដឹងរឿងរបស់ឈីញរូរបស់យើងបានជួបប្រទះជាមួយរឿងជាច្រើននៅក្នុងពេលថ្មីនេះនាងក៏ដាច់ចិត្តប្រគល់សម្បត្តិមួយច្បាប់ដែលបន្សល់ទុកអំពីម្ដាយរបស់ខ្លួននឹងមកឲ្យឈីញរូបានមើលគាត់បានសរសេរថាឈីញរូមិនមែនជាមនុស្សធម្មតានោះទេប៉ុន្តែគឺជាប់សាច់សាលោហិតរបស់ព្រះអង្គឆាងជើដែលម្ដាយរបស់នាងគឺធ្លាប់ជាមហេសីរបស់ព្រះអង្គនឹងកាន់តែមានកង្វល់ទៀតហើយថាតើមានរឿងអ្វីកើតឡើងបានជាព្រះអង្គនឹងបោះបង់នាងជាមួយនឹងម្ដាយរបស់នាងចោលដោយគ្មានមកមើលអើតបានការពារសោះអញ្ចឹងដើម្បីទៅចង់បានចម្លើយមួយហ្នឹងឈីញរូរបស់យើងក៏បានសម្រេចចិត្តទៅកាន់នគរឆាងជើដើម្បីជួបជាមួយនឹងបិតារបស់ខ្លួនចង់សួរនាំបន្តិចគ្រាន់តែជួបជាមួយនឹងបិតាព្រាមបិតាក៏ស្គាល់ឈីញរូនឹងតែម្ដងហើយគាត់ក៏បានហៅថាបុត្រីមករកបិតាវិញមែនអត់ឲ្យបិតាសុំទោសផងទុកឱកាសបិតាម្ដងទៀតដើម្បីឲ្យមើលថែបុត្រអញ្ចឹងណាក៏ប៉ុន្តែឈីញរូរបស់យើងក៏បានស្ដីបន្ទោសទៅកាន់បិតាតែម្ដងថាលោកមិនសមជាបិតារបស់ខ្ញុំនោះទេព្រោះអីនៅពេលដែលខ្ញុំនិងម្ដាយរបស់ខ្ញុំកំពុងតែត្រូវការលោកជាខ្លាំងតើលោកនៅឯណាហេតុអីបានជាមិនចេញមុខមកការពារខ្ញុំហើយហេតុអីបានជាមិនការពារម្ដាយរបស់ខ្ញុំហេតុអីបានម្ដាយរបស់ខ្ញុំត្រូវបានគេសម្លាប់តើអំឡុងពេលនោះ
ហេតុអីបានជាលោកមិនបង្ហាញខ្លួនក្នុងគូក្បាលរបស់ជីងរូរបស់យើងគឺមានតែសំណួរថាហេតុអីតែមួយមុខគត់ដោយសារតែនាងពិតជាពិបាកចិត្តខ្លាំងណាស់ហេតុអីបិតាជាស្ដេចមួយទាំងមូលបើជាមិនអាចការពារសម្បត្តិប្រពន្ធកូនខ្លួនឯងបាននេះបិតាបានត្រឹមតែនិយាយថាបិតាជាស្ដេចក៏ពិតមែនប៉ុន្តែក្នុងនាមជាស្ដេចដែលពាក់អាវនាគមួយនេះគឺមានទូនាទីនិងទំនួលខុសត្រូវជាច្រើនពេលខ្លះក៏អាចសម្រេចចិត្តដោយខ្លួនឯងបានដែរបោះបង់ប្រពន្ធនឹងកូននឹងវាគឺជារឿងមួយដែលអត់មានជំរឿគាត់ទៅលើបែបហ្នឹងជីងរូរបស់យើងគាត់ក៏បានដើរចេញតែម្ដងបោះសម្ដីប្រាប់ទៅកាន់បិតាថាខ្ញុំមិនចង់បានទូនាទីតំណែងជាព្រះបុត្រីរបស់ព្រះអង្គនឹងទេខាងក្រៅវិញក៏បានជួបជាមួយនឹងជួយទីទៀតហើយជួយទីក៏បានរៀបរាប់នឹងសុំទោសទៅកាន់ជីងរូហើយនៅពេលនោះជីងរូក៏សួរថាជួយទីមានសមត្ថភាពអ្វីពិតប្រាកដមិនបានជាដឹងរឿងច្រើនខ្លាំងម្ល៉េះជួយទីក៏ប្រាប់ថាការពិតទៅនាងក៏ជាអង្គរាជអាត់កំបាំងម្នាក់ដែលត្រូវបានព្រះអង្គឆាងជើបញ្ជូនខ្លួនមកឲ្យការពារជីងរូជាសម្ងាត់តាំងពីអើយមកហើយគាត់ទៅលើបែបហ្នឹងភ្លាមជីងរូគាត់ក៏ខឹងគាត់គិតថាទំនាក់ទំនងមនោចេតនារបស់ជួយទីមានចំពោះនាងហ្នឹងមិនមែនជាទំនាក់ទំនងមិត្តភក្តិឬមួយក៏អ្នកបម្រើពិតប្រាកដទេប៉ុន្តែវាគ្រាន់តែជាការធ្វើតាមបញ្ជារបស់ព្រះអង្គតែប៉ុណ្ណោះដូច្នេះហើយវាគឺជាការបោកប្រាស់ជីងរូរបស់យើងក៏បានសម្រេចចិត្តកាត់ផ្ដាច់កណាត់អាវរបស់ខ្លួនបញ្ជាក់ថាចាប់តាំងពីពេលនេះទៅនាងបានកាត់ផ្ដាច់ទំនាក់ទំនងរវាងនាងជាមួយនឹងជួយទីហើយនៅជីវិនជីវិញនៅពេលនេះគង់កំពុងតែប្រម៉ែប្រមូលកងទ័ពហើយកំពុងតែច្បាំងជាមួយនឹងកងទ័ពរបស់ព្រះអង្គឆាងជើនឹងដែរថែមទាំងបានសម្លាប់បុត្រាទី8របស់ព្រះអង្គឆាងជើនឹងថែមទៀតផងគេបានរាយការណ៍ប្រាប់ទៅកាន់ព្រះអង្គថានៅពេលនេះជីវិនជីបានដឹកនាំកងទ័ពមកពួកគេមិនអាចទទួលបាននោះទេព្រះអង្គក៏មានការខ្ញាល់និងខូចចិត្តជាខ្លាំងដោយសារតែព្រះបុត្រាទី8របស់គាត់បានស្លាប់នៅក្នុងពេលហ្នឹងគេក៏ដឹងដំណឹងទៀតថាព្រះបុត្រាជីវិនជីកំពុងតែធ្វើដំណើរចូលមកក្នុងរាជវាំងរបស់ពួកយើងតែម្នាក់ឯងទេមើលទៅដូចជាបំណងតាមរកព្រះនាងអញ្ចឹងគាត់ទៅលើបែបហ្នឹងភ្លាមព្រះអង្គឆាងជើគាត់ក៏មានផែនការមួយគឺបញ្ជាទៅឲ្យគេហៅជីងរូមកជួបជាមួយនឹងគាត់បន្ទាប់មកក៏បើកផ្លូវឲ្យជីវិនជីនឹងចូលមកដោយឯងមកដល់ពេលវេលាបានមកដល់នៅពេលនេះជីវិនជីក៏បានចូលមកដល់ក្នុងដំណាក់របស់ព្រះអង្គឆាងជើបានសម្រេចឲ្យជួបជាមួយនឹងជីងរូមានការភ្ញាក់ផ្អើលជាខ្លាំងមិនបានជាលោកនៅទីនេះបិតាបោកខ្ញុំប្រើប្រាស់ខ្ញុំមែនអត់ដើម្បីបញ្ឆោតគេឲ្យមកមែនទេនៅពេលហ្នឹងក៏មានកងទ័ពបាញ់ព្រួយជាច្រើនមកឡោមព័ទ្ធជីវិនជីហើយជីងរូបានមើលដឹងថានៅលើព្រួយរបស់កងទ័ពនោះសុទ្ធតែលៀបថ្នាំអំពុលទៀតមានចេតនាមួយគឺសម្លាប់ជីវិនជីចោលនាងក៏រត់ទៅរងព្រួយជំនួសជីវិនជីទៅរួចហើយក៏ត្រូវមកព្រួយបិតាព្យាយាមខាត់ក៏កាន់កូនចៅដែរប៉ុន្តែដោយសារតែផែនការរបស់គាត់ដើមហ្នឹងគឺបាញ់សម្លាប់ជីវិនជីអញ្ចឹងគាត់អត់ទាន់នោះទេជីវិនជីខឹងជាមួយនឹងព្រះអង្គឆាងជើជាខ្លាំងរួចហើយក៏បាននាំជីងរូនឹងចាក់ចេញទៅព្រះអង្គឆាងជើមិនដឹងថាគាត់គិតមិនខ្មិចទេគិតចុះគិតឡើងទៅក៏បញ្ជាឲ្យកូនចៅតាមចាប់ខ្លួនពួកគេទាំងពីរនេះឲ្យទាល់តែបានកុំឲ្យឱកាសល្អកន្លងផុតទៅត្រូវតែសម្លាប់ជីវិនជីចោលពេលដែលរត់គេចចេញមកដល់ខាងក្រៅហើយជីងរូរបស់យើងមានរបួសធ្ងន់ធ្ងរខ្លាំងមែនទែនជីវិនជីរបស់យើងគាត់មានការព្រួយបារម្ភចំពោះសកម្មភាពស្ថានភាពរបស់ជីងរូជាខ្លាំងនៅក្នុងពេលនឹងផងដែរគេក៏បានយកថ្នាំមួយគ្រាប់ដែលជាថ្នាំទឹកនឹងប្រគល់ទៅឲ្យជីងរូដើម្បីញ៉ាំបន្សាបជាតិពុលនៅក្នុងខ្លួនរបស់នាងហើយជីងរូគាត់អត់ចង់ទទួលនោះទេដោយគិតថាវាជាវត្ថុមានតម្លៃសម្រាប់ឲ្យការពារខ្លួនជីវិនជីដោយផ្ទាល់ប៉ុន្តែយ៉ាងណាមិញនាងក៏បានញ៉ាំឬដងគ្នាថាកុំទៅលោកកុំអីខ្ញុំក៏មិនមានរបបបែបហ្នឹងដែរជីវិនជីក៏តទៅវិញថាឥឡូវអត់អីទេឬជីវិតរបស់ខ្ញុំគឺជារបស់នាងហើយនាងចង់យកទៅពេលណាក៏បានដែរមកយកជីវិតរបស់ខ្ញុំទៅវិញតយកចោះយកឡើងក៏ចាប់ថើបជីងរូតែម្ដងទៅរបៀបថាបរិសម្នាក់ដែលថាស្រឡាញ់នារីម្នាក់ហើយឲ្យតែឃើញមុខរបស់គេមានអារម្មណ៍ថាខ្នាញ់ចង់ទៅគឺចង់ទៅអីគេចឹងពីថាចឹងឯងទាំងអស់គ្នាមិនអីធម្មតាទេកំពុងតែផ្អែមល្ហែមថើបគ្នាយ៉ាងល្អអើមចូលនឹងចេតនាទៅហើយស្រាប់តែកងទ័ពរបស់ព្រះអង្គឆាងជើក៏តាមតនអ្នកទាំងពីរទៀតហើយធ្វើឲ្យពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមរត់ដាច់បែកតណែងជាមួយនឹងគ្នាទៀតហើយប៉ុន្តែនៅពេលនេះជីងរូបានប្រាប់ទៅកាន់ជីវិនជីថាកុំឲ្យចេញទៅខាងក្រៅអីព្រោះអីពួកគេមិនហ៊ានធ្វើអីនាងទេទុកឲ្យនាងគឺជាអ្នកចេញទៅបញ្ឆោតពួកគេឲ្យចាក់ចេញទៅវិញហើយប្រសិនបើជីវិនជីមិនស្ដាប់ទេនោះនាងនឹងសម្លាប់ខ្លួននៅចំពោះមុខរបស់ជីវិនជីតែម្ដងបន្ទាប់មកនាងក៏បានចេញមកប្រាប់កងទ័ពនៅខាងក្រៅថាពួកឯងមិនចាំបាច់រុករកអីបន្តទៀតនោះទេយើងយល់ព្រមត្រឡប់ទៅវិញជាមួយនឹងពួកឯងបន្ទាប់ពីមកវិញជាមួយនឹងកងទ័ពទាំងអស់គ្នាហើយជីងរូរបស់យើងក៏ត្រូវបានបិតានឹងចាប់ឃុំនៅក្នុងគុកតែទៅជួយកងទ័ពរបស់ខ្មាំងអញ្ចឹងណាម្យ៉ាងវិញទៀតគឺជារាជទាយាទនៃនគរសត្រូវថែមទៀតផងអញ្ចឹងគាត់ក៏សួរថាហេតុអីបានជាប្រឆាំងជាមួយនឹងបិតាជីងរូក៏បានតបទៅវិញថាប្រឆាំងស្អីគាត់អត់ដែលមានបិតាអត់ដែលមានឪពុកអីនោះទេគាត់មានតែម្ដាយតែប៉ុណ្ណោះទៀតគាត់ពិតជាអស់សង្ឃឹមជាមួយនឹងបិតាម្នាក់នេះខ្លាំងណាស់ដែលប្រើទង្វើនៅថោកទាបបែបហ្នឹងសូម្បីតែកូនស្រីខ្លួនឯងក៏ប្រើប្រាស់បែបហ្នឹងដែរដូច្នេះហើយគាត់មិនអាចអនុញ្ញាតឲ្យនរណាម្នាក់ធ្វើបាបជីវិនជីបាននោះទេនៅក្នុងពេលហ្នឹងបិតាក៏បានសុំទោសទៅកាន់បុត្រីនិងសុំឲ្យបុត្រីទុកឱកាសឲ្យបិតាម្ដងទៀតប៉ុន្តែជីងរូរបស់យើងគាត់រឹងទាំងអស់គ្នាគាត់ថាខ្ញុំមិនត្រូវការឲ្យលោកហ្នឹងបិតាឬមួយក៏មកយកចិត្តទុកដាក់ចំពោះខ្ញុំអីនោះទេមិនពេលហ្នឹងចេះមានមនោចេតនាចេះស្រឡាញ់កូនស្រីហើយមែនទេប៉ុន្តែវាហួសពេលបាត់ទៅហើយនៅពេលហ្នឹងបិតាក៏បានគម្រាមសួរថាមិនតើបុត្រនឹងចង់ផ្ដាច់មនោចេតនាទំនាក់ទំនងជាមួយនឹងបិតានៅក្នុងពេលហ្នឹងហើយជីងរូរបស់យើងក៏បានតបទៅវិញថាចង់ផ្ដាច់ក៏បានព្រោះពួកយើងមិនដែលមានទំនាក់ទំនងអីជាមួយនឹងគ្នាផងហ្នឹងបិតាក៏បានប្រគល់របស់ចុងក្រោយមួយយ៉ាងដែលបន្សល់ទុកពីប្រពន្ធរបស់គាត់ទៅឲ្យជីងរូតែម្ដងទៅគាត់នៅតែនិយាយដដែលថាខ្ញុំអត់ត្រូវការបិតាអីនោះទេព្រោះអីវាអត់យូរណាស់មកហើយម្យ៉ាងវិញទៀតពេលដែលត្រូវការបំផុតអត់មានបិតានៅក្បែរណា
ពេលដែលចេញមកខាងក្រៅស្រាប់តែរាជអាមាត្យក៏បានរាយការណ៍ថានៅពេលនេះកងទ័ពបានប្រាប់ដំណឹងមកយើងថាពួកគេនឹងបានសម្លាប់ជីវញ្ឈីហើយដែលបានបាញ់ជីវញ្ឈីនឹងត្រូវប្រមាណព្រួយធ្លាក់ពីលើភ្នំចូលទៅក្នុងទឹកទាំងទៀតផងព្រះអង្គគាត់ក៏បញ្ជាឲ្យគេតាមរកសាកសពឲ្យឃើញរស់ត្រូវឃើញមនុស្សស្លាប់ត្រូវឃើញសាកសពជួយទីវិញបានបន្លំខ្លួនមកធ្វើជាកូនអាមាត្យមិនដឹងកូននយោបាយមិនដឹងទេមកជួបជាមួយនឹងឈីងរូនឹងបានប្រាប់អំពីដំណឹងដែលជីវញ្ឈីត្រូវបានគេបាញ់ធ្លាក់ពីលើភ្នំចូលទៅក្នុងទឹកនិងស្លាប់របស់ជីវិតបាត់ទៅហើយតែធ្វើឲ្យឈីងរូវិញមានអារម្មណ៍តក់ស្លុតជាខ្លាំងហេតុអីបានជាលោកស្លាប់អញ្ចឹងហេតុអីជួយទីបានប្រាប់ថាខ្ញុំមកចេញទៅបើកភ្លើងនៅខាងក្រៅព្រះនាងចាំចេញទៅតាមក្រោយទៅនៅពេលដែលឈីងរូចេញមកដល់ក៏ត្រូវបានឃាតករអាចកំបាំងមួយក្រុមនឹងស្ទាក់ផ្លូវជាប់តែនេះមិនមែនជាកងទ័ពទេប៉ុន្តែគឺជាឃាតករសម្ងាត់ដែលសម្រាប់ការពារព្រះអង្គមិនដឹងទេប៉ុន្តែនៅពេលដែលគេវិទ័នសម្រាប់ឈីងរូទៅហើយស្រាប់តែជីវញ្ឈីក៏បានបង្ហាញខ្លួនមកសម្រាប់ឃាតករទាំងអស់នោះបន្ទាប់មកគាត់និយាយឌឺដងលេងសើចជាមួយនឹងឈីងរូថាម៉េចស្មានតែខ្ញុំស្លាប់មែនទេបើខ្ញុំមិនធ្វើអញ្ចឹងទេមិនដឹងថាអូននឹងបារម្ភពីបងបវណ្ណាទៅបន្ទាប់មកពួកគេនឹងក៏បាននាំគ្នារត់ចេញមកខាងក្រៅជាមួយគ្នារត់ចេញមកដល់ហ្នឹងគឺមកដល់កន្លែងដែលពួកគេធ្លាប់សង់ទីម៉ងផ្អែមល្ហែមស្នេហាជាមួយនឹងគ្នាយ៉ាងល្អល្អឿនថែមទៀតផងដែលធ្វើឲ្យឈីងរូរបស់យើងក៏បាននិយាយបែបពេបជ្រាយនិយាយទៅកាន់ជីវញ្ឈីថាមកដល់ដំណាក់កាលនឹងទៅហើយនៅតែចងចាំរឿងអតីតកាលដែលកបិកកំពុកបែបនឹងទៅទៀតប៉ុន្តែអត់ទេជីវញ្ឈីរបស់យើងក៏បានប្រាប់ទៅវិញថាគ្រប់រឿងរបស់អូនទាំងអស់គឺបងចងចាំគ្រប់រឿងតែម្ដងហើយរឿងទាំងអស់នោះមិនមែនជារឿងកបិកកំពុកសម្រាប់បងនោះទេតែឈីងរូក៏បានតបទៅវិញថាឈីងរូកាលពីមុនគឺស្លាប់បាត់បង់ជីវិតបាត់ទៅហើយជីវញ្ឈីថាអត់ទេដរាបណាឲ្យតែឈីងរូនៅក្បែរបងជាបារម្ភពីបងគឺឈីងរូរបស់បងជានិច្ចវាសាស្នារបស់គេផ្អែមណាកំពុងតែសាសងផ្ដោះផ្ដងគ្នាវិសតែនឹងត្រូវទៀតនឹងហើយពងបានមកសើទៀតហើយហ្នឹងស្រាប់តែក្រុមឃាតករមួយក្រុមហ្នឹងក៏បានមករំខានពេលវេលារបស់អ្នកទាំងពីរទៀតហើយពួកគេក៏បានមកដេញតាមសម្រាប់អ្នកទាំងពីរបន្តទៀតជីវញ្ឈីគាត់ក៏បាននាំឈីងរូរត់គេចខ្លួនពីក្រុមឃាតករហ្នឹងទៅម្ដងទៀតកលេចមកមើលនៅរាជវាំងរបស់ព្រះអង្គឆាងជៅវិញនៅក្នុងពេលនេះគាត់កំពុងតែហៅជួយទីមកសួរនាំតើមានរឿងអ្វីកើតឡើងណាគេចូលមករំដោះឈីងរូនៅពេលហ្នឹងជួយទីក៏បានយកលេសដោះខ្លួនថាគឺជីវញ្ឈីបាននាំគ្នារបស់គេមកជួយរំដោះព្រះនាងតែប៉ុណ្ណោះនៅពេលហ្នឹងព្រះអង្គក៏សម្រេចចិត្តថាឥឡូវត្រូវទៅតាមសម្លាប់ឲ្យតែសម្លាប់ជីវញ្ឈីបានបើទោះបីជាត្រូវបុត្រីរបស់គេនឹងស្លាប់ក៏ស្លាប់ទៅចោះនគររបស់គាត់មិនអាចបណ្ដោយខ្លួនឲ្យមានចំណុចខ្សោយទេជាពិសេសគឺមិនអាចឲ្យគេចាប់បុត្រីរបស់ខ្លួនយកទៅគម្រាមដើម្បីឲ្យគាត់នឹងចាញ់សង្គ្រាមបានទេអញ្ចឹងដើម្បីតែបំបត្តិគ្រោះមហន្តរាយនៅក្នុងនគរត្រូវទៅតាមសម្លាប់ជីវញ្ឈីឲ្យបានហើយបើត្រូវទៅលះបង់នៅបុត្រីរបស់គាត់ទៀតក៏លះបង់ទៅតាមនឹងទៅចោះវាអញ្ចឹងណាក្នុងនេះក្រុមឃាតករទាំងអស់ហ្នឹងគឺបដិញ្ញាចិត្តថាត្រូវតែសម្លាប់ពីរអ្នកនឹងចោលតែម្ដងទោះបីជាឈីងរូរបស់យើងព្យាយាមលើកបន្តោងគុជរបស់ខ្លួនទៅបង្ហាញក៏ដោយក៏ពួកគេអត់ស្ដាប់ដល់ដែរហើយនៅក្នុងពេលដែលប្រយុទ្ធគ្នាជាមួយនឹងជីវញ្ឈីហ្នឹងឈីងរូរបស់យើងក៏បានចាប់អារម្មណ៍ឃើញថាស្នៀតដាវរបស់ក្រុមឃាតករប្រើប្រាស់ហ្នឹងគឺដូចជាស្នៀតដាវដែលជួយទីបានរៀបរាប់ប្រាប់នាងជាឃាតករដែលបានសម្លាប់ម្ដាយរបស់នាងអញ្ចឹងឯងកាន់តែមានការសង្ស័យថាតិចលោការដែលនាងសង្ស័យទៅលើជីវញ្ឈីជាអ្នកសម្លាប់ម្ដាយរបស់នាងគឺជាការយល់ច្រឡំទៅប៉ុន្តែថាយល់ច្រឡំឬមួយក៏អត់វាមិនសំខាន់ទេអ្វីដែលសំខាន់នោះគឺអូននៅរស់រៀនហើយនៅមានថាភាពនៅក្បែរបងបញ្ចុតបន្តទៀតទៅជួយទីក៏មកជួយរំដោះអ្នកទាំងពីរចេញប៉ុន្តែនៅក្នុងពេលនេះជីវញ្ឈីគាត់ក៏មានរបួសធ្ងន់ធ្ងរហើយព្រោះអីខ្លួនមួយទៅប្រយុទ្ធជាមួយឃាតករច្រើនណោះអញ្ចឹងក៏នាំគ្នារកកន្លែងសម្រាប់ដើម្បីរុំរបួសហើយនៅក្នុងពេលដែលកំពុងតែរុំរបួសហ្នឹងអ្នកទាំងពីរអ្នកក៏បានផ្ដោះផ្ដងស្នេហាជាមួយនឹងគ្នាដោយឈីងរូរបស់យើងចាប់ផ្ដើមអាណិតជាខ្លាំងទៅលើជីវញ្ឈីដោយសារតែនៅពេលនេះនាងហាក់ដូចជាដឹងខ្លួនហើយថាខ្លួនឯងបានយល់ច្រឡំចំពោះជីវញ្ឈីនឹងអត់រយៈពេលជាច្រើនឆ្នាំមកទៅហើយថាគេនឹងគឺជាអ្នកដែលបានសម្លាប់ម្ដាយរបស់នាងហើយតាមធ្វើអាប់គេនឹងជារៀងច្រើនគូសំដែរណាចាក់ផងអីផងពេលនេះស្រាប់តែឃាតករនឹងមកតាន់ទៀតទាំងអស់គ្នាឈីងរូរបស់យើងក៏បានលើកបន្តោងគុជបង្ហាញពួកគេម្ដងទៀតថាខ្ញុំគឺជាម្ចាស់បន្តោងគុជនេះប្រសិនបើអ្នកទាំងអស់គ្នាជាសេនាអាចកំបាំងគឺមានទូនាទីស្ដាប់បញ្ជានឹងការពារខ្ញុំប៉ុន្តែអត់ទេម្ដងនេះពួកគេថាអត់ទេត្រូវតែសម្លាប់ទាំងពីរនាក់ដើម្បីបំបត្តិគ្រោះមហន្តរាយតែម្ដងទៅអញ្ចឹងនៅពេលនេះឆាកប្រយុទ្ធមួយក៏បានកាត់ឡើងដែលសាច់រឿងបានបង្ហាញយើងមើលឃើញនោះទេដោយសារតែគ្នាច្រើនពេកហើយខ្ជិលកាត់តអញ្ចឹងលទ្ធផលមួយសន្ទុះក្រោយមកក៏ឃើញថាមានឃាតករជាច្រើនគឺបានដួលស្លាប់រនៅរណែលគណៈពេលជីវញ្ឈីរបស់យើងក៏ត្រូវបានគេនឹងលួចបាញ់ព្រួយឲ្យមានរបួសតការប្រយុទ្ធបាននោះទេនៅពេលនេះឈីងរូរបស់យើងក៏តាំងនាមជាវីរនារីវិញម្ដងការពារបរិះដែលខ្លួនស្រឡាញ់ត្រូវតែប្រយុទ្ធតតាំងជាមួយនឹងសត្រូវទាំងអស់ដែលនៅចំពោះមុខឯជួយទីវិញត្រូវបានព្រះអង្គចាប់ខ្លួនបានហើយដោយសារតែនាងបានជួយរំដោះឈីងរូជាមួយជីវញ្ឈីកាលពីយប់មុននោះអញ្ចឹងហើយព្រះអង្គក៏ចង់ចាប់នាងយកទៅប្រហារជីវិតចោលប៉ុន្តែមេតបស៊ូក៏បានបង្ហាញវត្តមានហើយធ្វើការចរចាជាមួយនឹងព្រះអង្គឆាងជើនឹងថាក្រែងកន្លងមកតែចង់បានការគ្រប់គ្រងពីកងទ័ពគ្រួសារស៊ូរបស់ខ្ញុំឥឡូវនេះឲ្យទៅដោះលែងពីម្នាក់នេះទៅកងទ័ពទាំង30,000នាក់របស់ខ្ញុំនឹងមកជួយទៅដល់ព្រះអង្គដើម្បីច្បាំងបកជាមួយនឹងនគររបស់គ្រួសារជីវិនវិញហើយនៅក្នុងពេលហ្នឹងជួយទីក៏សួរថាមិនបានធ្វើអញ្ចឹងចង់ធ្វើជាមេតបក្បត់មានដែរឬមួយក៏អត់បានតទៅវិញថាមូលហេតុដែលគាត់ធ្វើគឺដើម្បីតែសងគុណទៅដល់ជួយទីព្រោះមុនហ្នឹងជួយទីបានជួយសង្គ្រោះជីវិតរបស់គាត់ម្យ៉ាងវិញទៀតទោះបីជាគាត់នឹងត្រូវច្បាំងតតាំងជាមួយគ្រួសារជីវិនជីវិញក៏ដោយប៉ុន្តែ
ទឹកដីរបស់គ្រួសារជីវិននៃគ្រប់គ្រងនោះគឺជាទឹកដីដែលបានមកដោយគ្រួសារស៊ូរបស់គាត់ទេអាចនិយាយបានថាគ្រួសារជីវិនគឺក្បត់ជាមួយគ្រួសារស៊ូផងអញ្ចឹងគ្រាន់តែគាត់ទៅយកដណ្ដើមយកទឹកដីអំណាចនោះមកវិញតែមានទាស់ខុសអីទៅពីនឹងមកយើងមកមើលគូស្នេហ៍ដែលកំសត់កម្រមកគូជាមួយគ្នាវិញនៅពេលដែលកំពុងតែរត់គេចខ្លួនបន្តទៅមុខទៀតហ្នឹងឃើញថាជីវិនជីគាត់ត្រូវពឹសមកព្រួយមុនហ្នឹងអញ្ចឹងគាត់មានរបួសធ្ងន់ធ្ងរខ្លាំងមែនទែនដល់ថ្នាក់ស្លាប់បងស្មារតីហើយមិនក៏មិនដឹងខ្លួនដែរដោយសារតែមានការព្រួយបារម្ភខ្លាំងពេកឈីងរូរបស់យើងក៏បានញ៉ាំស្រាមិនដឹងទឹកមិនដឹងទេបញ្ចុកចូលទៅក្នុងមាត់របស់ជីវិនជីដើម្បីឲ្យគេនឹងទទួលបានជាតិទឹកមួយចំនួនខ្លះៗអញ្ចឹងកុំឲ្យអត់ប្រេងអញ្ចឹងណាដល់ពេលនៅគេដែលគេបានជាដឹងខ្លួនឡើងមកវិញមកហ្នឹងក៏បានប្រាប់ឲ្យឈីងរូគួរធ្វើបែបហ្នឹងអីព្រោះអីធ្វើបែបហ្នឹងវាអាចនឹងធ្វើឲ្យជាតិពឹសនៅក្នុងខ្លួនរបស់គាត់នឹងឆ្លងចូលទៅក្នុងខ្លួនរបស់ឈីងរូបានបន្ទាប់មកនៅទាំងពីរក៏បានគេងអោបគ្នាលងលក់រហូតដល់ពេលព្រឹកទាំងកំសត់ជាមួយនឹងគ្នាទៅលុះដល់ពេលភ្ជាប់ដឹងខ្លួនឡើងវិញឈីងរូអត់បានឃើញជីវិនជីនៅក្បែរនោះទេបែរជាឃើញថាជួយទីមករកនាងឃើញទៅវិញនាងក៏បានសួរទៅកាន់ជួយទីថាតើឯណាជីវិនជីបន្ទាប់មកជួយទីបានប្រាប់ថាជីវិនជីបានរត់គេចខ្លួនចេញខាងក្រៅបាត់ទៅហើយទៅហ៊ានកំពុងទៅតាមរកគាត់ប៉ុន្តែរកគាត់មិនទាន់ឃើញនោះទេអញ្ចឹងសូមឲ្យប្រនាងត្រឡប់ទៅវិញទៅកុំទៅតាមរកប្រេះផ្ដាស់ទៀតបើសិនជាទៅតាមទៀតនោះបើគាត់ជាអាចទៅដល់ទឹកដីរបស់បិតារបស់ខ្លួនហើយប្រកាសជាមានគុណថ្នាក់ទៀតដែរប៉ុន្តែអត់ទេឈិញរូរបស់យើងគាត់នៅតែបន្តដំណើរទៅមុខទៀតដែលបាននិយាយថាប្រសិនបើទេវតាចង់លេងសើចជាមួយនឹងនាងនោះនាងនឹងភ្នាល់ម្ដាយទៅចោះទួយបើជាស្លាប់ក៏ស្លាប់ទៅបន្ទាប់មកក៏នៅទៅតាមបន្តរកជីវិនជីរបស់ខ្លួនទៀតរហូតដល់ចូលទៅក្នុងលអាងភ្នំមួយទៅតាមតម្រុយនាងបានមើលតាមផ្លូវហ្នឹងក៏ប្រទះឃើញជីវិនជីកំពុងតែអង្គុយសន្លប់ស្ដុកស្ដឹងតែម្នាក់ឯងយ៉ាងកំសត់តែម្ដងដែលនាងបានអាសូរទៅកាន់ជីវិនជីជាខ្លាំងថាមិនគួរណាព្រះបុត្រានៃនគរមួយទាំងមូលបែរជាមករងទុកលំបាកដោយសារតែនាងនៅបែបហ្នឹងនោះទេជីវិនជីនៅពេលដែលភ្ជាប់ដឹងខ្លួនឡើងមកវិញដោយសារតែមិនចង់នាំទុកទៅឲ្យឈីងរូមកស្លាប់ជាមួយនឹងនាងមួយស្លាប់មួយគាត់អញ្ចឹងណាគាត់ក៏ព្យាយាមមិនដេញឲ្យឈីងរូចាក់ចេញទៅប៉ុន្តែឈីងរូរបស់យើងក៏បានលើកទឹកចិត្តនិងបាននិយាយហេតុផលទៅកាន់ជីវិនជីវិញថាមកដល់ដំណាក់កាលនឹងទៅហើយតើពួកយើងនៅគិតថាខ្លាចអ្នកណានាំទុកអ្នកណាធ្វើអីទៀតពួកយើងគឺស៊ូស្លាប់ស្ម័គ្រស្លាប់ជាមួយនឹងគ្នាទៅហើយហ្នឹងខ្ញុំសុខចិត្តស្លាប់ដើម្បីលោកក៏សុខចិត្តស្លាប់ដើម្បីខ្ញុំអញ្ចឹងចាប់តាំងពីពេលនេះតទៅកុំនិយាយពាក្យថានាំទុកឲ្យគ្នាទៅវិញទៅមកបន្តទៀតអីនិយាយគ្នាដឹងដាស់ដែរហើយអ្នកទាំងពីរក៏នាំគ្នាបន្តដំណើរទៅមុខទៀតប៉ុន្តែនៅក្នុងពេលនេះជីវិនជីគឺមិនអាចទ្រាំទ្របន្តទៀតបាននោះទេរបួសរបស់គេក៏កាន់តែខ្លាំងជាតិពុលនៅក្នុងខ្លួនក៏កាន់តែធ្វើទុកដល់ថ្នាក់គេលែងមានសង្ឃឹមរុកបន្តទៅមុខទៀតហើយអញ្ចឹងហើយក៏បានប្រាប់ទៅឲ្យឈិញរូហ្នឹងឲ្យបោះបង់គេចោលទៅធ្វើដំណើរបន្តទៅមុខតែម្នាក់ឯងទៅប៉ុន្តែឈិញរូមិនព្រមនោះទេចុះឡើងនាងក៏គិតថាត្រូវទៅរកមធ្យោបាយដើម្បីព្យាបាលនិងបន្សាបជាតិពុលនៅក្នុងខ្លួនរបស់ជីវិនជីឲ្យទាល់តែបានអញ្ចឹងហើយក៏បានសម្រេចចិត្តថានាំគេចូលទៅសម្រាប់នៅក្នុងមួយកន្លែងបណ្ដោះអាសន្នសិនគ្រាន់តែចូលទៅដល់ទីនោះភ្លាមម្ចាស់ផ្ទះសំណាក់ក៏មើលឃើញស្ថានភាពរបស់ជីវិនជីគាត់ក៏ដឹងផ្លែថានេះប្រកាសទៅថ្នាំអំពុលហើយថ្នាំអំពុលមួយហ្នឹងកូនប្រុសរបស់គាត់ជាច្រើនឆ្នាំមុនក៏ធ្លាប់បានត្រូវដែរប៉ុន្តែពេលនេះគាត់ស្លាប់បាត់ហើយដោយសារតែមូលហេតុរោគថ្នាំព្យាបាលមិនបានហើយគាត់ក៏រោគស្ដេចថ្នាំមិនឃើញប៉ុន្តែថ្មីនេះគាត់ទទួលបានដំណឹងថាស្ដេចថ្នាំបានវិលត្រឡប់មកវិញហើយនៅលើភ្នំថ្នាំប៉ុន្តែកម្រនឹងមានអ្នកជួបគាត់ណាដោយសារតែអ្នកដែលបានជួបជាមួយនឹងស្ដេចថ្នាំទៅរកគាត់ដើម្បីព្យាបាលឲ្យហ្នឹងគឺមិនសូវមានជីវិតត្រឡប់មកវិញនោះទេអញ្ចឹងហើយបានជាមិនសូវមានពីណាគេស្គាល់ស្ដេចថ្នាំប៉ុន្តែស្ដេចថ្នាំត្រូវបានគេស្គាល់ថាអាចជាទេវតាថ្នាំផងដោយសារតែគាត់មានវ័យ90ឆ្នាំទៅហើយប៉ុន្តែគាត់នៅតែនៅក្មេងដដែលពីនោះកម្រនឹងអាចបានវិលត្រឡប់មកវិញខ្លាំងណាស់ដូច្នេះហើយតើអ្នកនាងអាចទៅថយទៅបានអត់បើសិនជាអាចទៅដល់ទីនោះប្រកាសជាអាចជួយអ្នកប្រុសខាងនេះបានជាមិនខានឈិញរូរបស់យើងឲ្យតែមានសង្ឃឹមអញ្ចឹងហើយក៏ធ្វើដំណើរទៅរកស្ដេចថ្នាំនៅលើភ្នំថ្នាំភ្លាមតែម្ដងគ្រាន់តែមកដល់ទីនេះភ្លាមក៏បានជួបជាមួយនឹងសំឡេងមួយនៅលើវេទិកាហ្នឹងបន្លឺចេញពីមាត់របស់ក្មេងប្រុសម្នាក់ដែលបាននិយាយថាអូយអ្នកនាងមកទីនេះកំពុងតែចង់រកថ្នាំដើម្បីទៅជួយបរិសម្នាក់មែនអត់ទេកាលពីជាង30ឆ្នាំមុនខ្ញុំក៏ធ្លាប់បានជួបនារីម្នាក់ដែលមានមុខមាត់ស្តៀងជាមួយនឹងនាងដែរហើយក៏មករកដើម្បីឲ្យខ្ញុំជួយបរិសដែលខ្លួនស្រឡាញ់ដូចគ្នាទីនេះត្រូវឆ្លងកាត់នៃការពិសោធន៍ចំនួន3លើកទី1គឺតម្រូវឲ្យអ្នកនាងជ្រើសរើសយកទៅទប់ផ្កាពណ៌ផ្កាឈូកដែលកំពុងតែរោយធ្លាក់មកពីខាងលើក្នុងចំណោមស្ទប់ផ្កាពណ៌សជាច្រើនហើយស្ទប់ផ្កាឈូកនោះគឺមានតែមួយគត់ប្រសិនបើក្នុងរយៈពេល1សរសៃធូបអ្នកនាងអាចចាប់បានអ្នកនាងអាចទៅបន្តលក្ខខណ្ឌទី2ទៀតបានតែបើចាប់មិនបានទេអ្នកនាងត្រូវបាត់បង់ជីវិតដោយផ្សែងពុលនៅកន្លែងហ្នឹងហើយបន្តិចក្រោយមកឈិញរូរបស់យើងនឹងគាត់ក៏ផ្ចង់ស្មារតីហើយក៏ចាប់បានស្ទប់ផ្កាពណ៌ផ្កាឈូកមួយក្នុងចំណោមស្ទប់ផ្កាសទាំងអស់ស្ដេចថ្នាំក៏បានផ្ដល់ឱកាសឲ្យនាងឈានចូលទៅការពិសោធន៍ជំហានទី2ទៀតតម្រូវឲ្យនាងធ្វើដំណើរចូលទៅក្នុងព្រៃសុបិនដែលព្រៃនេះនឹងធ្វើឲ្យនាងសម័យទៅឃើញរឿងអតីតកាលហើយនឹងធ្វើឲ្យនាងមានចិត្តរីរែកសេចក្តីស្លាប់ចាក់ជាមិនខាននោះទេតើការលះបង់ជីវិតដើម្បីមនុស្សម្នាក់នឹងតើវាស័ក្តិសមដែរឬមួយក៏អត់ឈិញរូរបស់យើងមិនបានខ្វល់ច្រើននោះទេក៏នៅតែបន្តដំណើរដើរចូលទៅក្នុងព្រៃដើម្បីបន្តការពិសោធន៍របស់នាងតាមរកមេអំបៅគុជសតាមការណែនាំរបស់ស្ដេចថ្នាំពេលដែលចូលមកដល់ភ្លាមក៏ជួបជាមួយនឹងមេអំបៅគុជសមួយនាងក៏ព្យាយាមទៅតាមចាប់ប៉ុន្តែគ្រាន់តែមកដល់ភ្លាមហ្នឹងរៀបតែនឹងចាប់មេអំបៅនោះស្រាប់តែមានខ្យល់យ៉ាងចម្លែកបានបោកមកដែលធ្វើឲ្យស្លឹកឈើជាច្រើនគឺបានជ្រុះរុះរយដែលធ្វើឲ្យនាងគឺពិតជាពិបាកក្នុងការដកដង្ហើមនិងមានអារម្មណ៍ថាវាគួរឲ្យភ័យខ្លាចខ្លាំងមែនទែន
ហើយភ្លាមនោះក៏ធ្វើឲ្យឈិញរូរបស់យើងចាប់ផ្ដើមរវើរវាយសម័យទៅទស្សនវិជ្ជាកាលពី20-30 ឆ្នាំមុនដែលនាងបានមើលឃើញមាននារីម្នាក់ដែលជឿជាក់ថានារីម្នាក់នោះគឺជាម្ដាយរបស់នាងបានធ្លាប់មកដល់ទីនេះលុតជង្គង់សូមឲ្យស្ដេចថ្នាំជួយហើយបន្តិចក្រោយមកក៏បានសម័យឃើញទស្សនវិជ្ជាដែលគ្រួសាររបស់ខ្លួនត្រូវគេសម្លាប់លុះភ្លាមនឹងស្រាប់តែស្ដេចថ្នាំក៏បានបង្ហាញវត្តមានសារជាថ្មីនិងបានសួរទៅកាន់ឈិញរូរបស់យើងថាគ្រាន់តែស្រឡាញ់មនុស្សម្នាក់ហើយសុខចិត្តលះបង់ជីវិតជាមួយនឹងគេអញ្ចឹងថាតើស័ក្តិសមដែរឬមួយក៏អត់ថាគេនឹងស្មោះត្រង់ជាមួយនឹងខ្លួនដល់ប៉ុណ្ណានៅពេលហ្នឹងឈិញរូរបស់យើងគាត់ថាគាត់មិនព្រមបងទេគាត់សុខចិត្តលះបង់ជីវិតដើម្បីបរោះតែខ្លួនស្រឡាញ់តាមក៏យល់ព្រមឲ្យឈិញរូរបស់យើងជាប់ជាមួយនឹងការពិសោធន៍លើកទី2ហើយចូលមកដល់ដំណាក់កាលទី3គឺតម្រូវឲ្យនាងលះបង់អាយុជីវិតពាក់កណ្ដាលរបស់ខ្លួនបើរੂបាន100ឆ្នាំអញ្ចឹងគឺត្រូវកាត់50ឆ្នាំទៀតមកឲ្យគាត់ជាមួយនឹងឆ្នាំជួយទៅដល់ជីវិនឈីថាតើព្រមលះបង់អាយុជីវិតរបស់ខ្លួនដែរឬមួយក៏អត់ទេឈិញរូក៏យល់ព្រមបន្តិចក្រោយមកជីវិនឈីរបស់យើងក៏បានដឹងខ្លួនក្រោមការជួយសង្គ្រោះរបស់ស្ដេចថ្នាំប៉ុន្តែភ្លាមហ្នឹងគាត់ក៏បានសួររកឈិញរូនិងក៏បានគម្រាមទៅកាន់ស្ដេចថ្នាំថាប្រសិនបើឈិញរូរបស់គាត់មានរឿងអីកើតឡើងគាត់បន្ទុកជីវិតឲ្យស្ដេចថ្នាំនោះទេលុះដល់ពេលឈិញរូរបស់យើងបានបង្ហាញខ្លួនឡើងមកវិញមើលទៅឃើញពីរនាក់ហ្នឹងគឺពិតជាស្មោះត្រង់បដូរផ្ដាច់ស្លាប់រស់ជាមួយនឹងគ្នាពិតប្រាកដមែនដែលធ្វើឲ្យគាត់និយាយប្រាប់ទៅកាន់អ្នកទាំងពីរទាំងក្តីរំភើបថាអស់រយៈពេលជាង50ឆ្នាំមកទៅហើយដែលខ្លួនមិនធ្លាប់បានឆ្លងវិញfall in love ជាមួយនឹងនារីណាម្នាក់ក្រៅតែពីនារីនៅក្នុងរូបមនុស្សនោះទេដោយសារតែគិតថាវាអាចនឹងមិនមានស្នេហាស្មោះប៉ុន្តែបន្ទាប់ពីបានជួបជាមួយអ្នកទាំងពីរហើយគឺធ្វើឲ្យខ្ញុំបានដឹងថាស្នេហាស្មោះនៅលើលោកនេះគឺនៅតែមានដូច្នេះហើយកុំបារម្ភអីមុននឹងរាល់ពីសម្ដីដែលខ្ញុំនិយាយថាដកអាយុរបស់នាង50ឆ្នាំមកនោះវាគ្រាន់តែជាការកំឡាចបិសោតចិត្តរបស់ពួកនាងទាំងពីរអ្នកតែប៉ុណ្ណោះទេថាអត់មានការដកអាយុអីនោះទេហើយដល់ពេលត្រឡប់មកវិញនេះបើយើងក៏ចាប់ដើមសួរដេញដោលតាក់ទងជាមួយនឹងរឿងការបាត់បង់គ្រួសាររបស់នាងអំឡុងពេលដែលជីវិនឈីនឹងក៏អត់នៅហើយនាងសង្ស័យអញ្ចឹងថាតើគេពិតជាឃាតករសម្លាប់ម្ដាយរបស់នាងជាមួយនឹងឪពុកជាមួយនឹងប្អូនប្រុសរបស់នាងមែនដែរឬមួយក៏អត់ការចុងក្រោយជីវិនឈីក៏យល់ព្រមសារភាពថាការពិតទៅមិនមែនជាគេជាអ្នកសម្លាប់ម្ដាយជាមួយនឹងប្អូនប្រុសនិងគ្រួសាររបស់នាងនោះទេព្រោះអំឡុងពេលនោះបិតារបស់គេបានមកខំឲ្យគេរៀបការជាមួយនឹងវិនលីងដើម្បីការកិច្ចវេះហ្នឹងគាត់ក៏សុំដឹកនាំកងទ័ពទៅប្រយុទ្ធជាមួយសត្រូវនៅសមរភូមិគាត់ទទួលបានដំណឹងថាម្ដាយនិងក្រុមគ្រួសាររបស់ឈិញរូស្លាប់នោះគាត់ពិតជាបន្ទោសខ្លួនឯងខ្លាំងណាស់ដោយសារតែគាត់ចាក់ចេញមកអត់មានពីណាគេការពារគ្រួសារសិនបានជាគាត់នឹងសុកចិត្តមិននិយាយរឿងទាំងអស់ក្នុងបច្ចុប្បន្ននេះចំណែកពីវិញក៏យល់ព្រមសារភាពប្រតិកម្មឈិញរូថានេះគឺជាផែនការទាំងស្រុងរបស់បិតាឈិញរូទៅវិញនោះទេទីថាគាត់ក៏ដឹងដែរប៉ុន្តែឲ្យគាត់ប្រាប់ថាម៉េចប្រាប់ថាបិតារបស់នាងជាអ្នកសម្លាប់ម្ដាយរបស់នាងអញ្ចឹងហើយឈិញរូប្រកាសជាទៅសងសឹកជាមួយនឹងបិតាហើយគេគឺជាស្ដេចមួយទាំងមូលបើគាត់ប្រាប់ទៅមិនប្រាប់ដូចជាប្រាប់ឲ្យឈិញរូទៅរកសេចក្តីស្លាប់ទេអញ្ចឹងហើយសុកចិត្តឲ្យឈិញរូយល់ច្រឡំចំពោះគាត់ទៅចោះក៏អាចការពារអាយុជីវិតរបស់ឈិញរូបានដែររបស់យើងគាត់មិនព្រមបញ្ចប់បបងឲ្យធំនឹងទេទាំងអស់គ្នាគាត់ក៏បានព្យាយាមកុហកជីវិនឈីសុំដាវពីគេមកមើលអញ្ចឹងណានឹងសួរពីប្រវត្តិដាវលុះដល់ពេលយប់ឡើងនាងក៏បានចូលទៅលួចដាវរបស់ជីវិនឈីបំណងហ្នឹងគឺធ្វើដំណើរចូលទៅក្នុងរាជវាំងដើម្បីសម្លាប់បិតារបស់ខ្លួនសងសឹកឲ្យម្ដាយតែម្ដងប៉ុន្តែនៅតាមផ្លូវជួយទីគាត់បានដឹងគាត់ក៏បានមកស្នើប្រាប់ទៅកាន់អ្នកនាងរបស់ខ្លួនថាមិនគួរចូលទៅក្នុងរាជវាំងទេវាគ្រោះថ្នាក់ខ្លាំងណាស់លោកស្លាប់ចឹងមួយយ៉ាងវិញទៀតនោះព្រះអង្គក៏នៅតែជាបិតាបង្កើតរបស់ព្រះនាងដែរប្រសិនបើទៅសម្លាប់អញ្ចឹងមិននឹងអាចទៅរួចសម្លាប់ឪពុកសងសឹកឲ្យម្ដាយមិនកើតព្រះអង្គគាត់ពិតជាគ្មានជំរឿមែនព្រោះជួយទីគាត់ធ្លាប់លួចស្ដាប់ឮព្រះអង្គនិយាយគ្នាជាមួយនឹងផ្លាកពលឹងរបស់ប្រពន្ធគាត់ដែលគាត់នឹងបានសម្លាប់ដោយផ្ទាល់ដៃនឹងថាការពិតទៅគាត់ពិតជាស្រឡាញ់ប្រពន្ធដែលជាម្ដាយរបស់ឈិញរូនខ្លាំងណាស់គាត់តាមឃ្លាំមើលតាម fall in love លងស្នេហ៍នឹងលួចមើលរហូតដល់ស្រឡាញ់គ្នានាំគាត់មករស់នៅក្នុងរាជវាំងហើយក៏ទើបតែដឹងថាប្រពន្ធរបស់ខ្លួនដែលជាម្ដាយរបស់ឈិញរូននឹងគឺជាអ្នកយកការមកពីនគរខាងជើងបន្លំខ្លួនមិននៅក្បែរខ្លួនរបស់គាត់ដើម្បីទៅស៊ើបការតែប៉ុណ្ណោះហើយផ្ដាល់ទៅឲ្យនគរខាងជើងវិញតែក្តីស្រឡាញ់គាត់ក៏ធ្វើពុតជាមិនដឹងមិនលឺបណ្ដោយឲ្យម្ដាយរបស់ឈិញរូរស់នៅក្នុងរាជដំណាក់នឹងរហូតមកទោះបីជាត្រូវយកការផ្ដាល់ការអីហ្នឹងក៏គាត់ធ្វើមិនដឹងមិនលឺចឹងទៅដល់ពួកគាត់ទាំងពីរនាក់គឺមានកូនមួយជាមួយនឹងគ្នាគឺឈិញរូនឹងដល់ពេលរៀងធំវិញវែងបន្តិចនឹងឯងមិននឹកស្មានថាម្ដាយរបស់ឈិញរូគាត់នៅតែមិនអាចបំភ្លេចតួនាទីគឺជាអ្នកស៊ើបការឲ្យនគរខាងជើងហ្នឹងហើយនៅតែស្មោះត្រង់ជាមួយនគរខាងជើងទៀតចង់យកដំណឹងហ្នឹងនៅជាមួយនឹងកូនស្រីហ្នឹងបកគលទៅកាន់នគរខាងជើងហើយត្រឡប់ទៅរស់នៅនគរខាងជើងជាមួយគ្នាបបងគាត់ចោលនៅទីនេះទើបដោយសារតែអត់មានជំរឿននឹងទីមួយគាត់ខ្លាចបាត់បង់កូនបាត់បង់ប្រពន្ធហើយក៏ខ្លាចបាត់បង់ដំណឹងដែលធ្វើឲ្យគេមកវាយនគរគាត់បែកផងគាត់ក៏អត់មានជំរឿក៏សម្រេចចិត្តថាសម្រាប់ប្រពន្ធចោលតែម្ដងទៅប៉ុន្តែមិននឹកស្មានថាដំណាក់កាលលទ្ធផលទាំងអស់ហ្នឹងវាមកដល់ថ្នាក់នឹងវាធ្ងន់ធ្ងរចុះបាត់បង់ទាំងកូនស្រីបាត់បង់អីទាំងបែបហ្នឹងនោះទេគាត់ពិតជាពិបាកចិត្តខ្លាំងណាស់ប៉ុន្តែក្នុងនាមគាត់គឺជាស្ដេចតែគាត់ក៏អត់មានជំរឿដូចគ្នាតែជីងរបស់យើងលឺអញ្ចឹងហើយគាត់ថាអត់ទេខ្ញុំត្រូវតែចូលទៅសម្រាប់បិតារបស់ខ្លួនដើម្បីសងសឹកឲ្យម្ដាយរបស់ខ្ញុំដដែលនឹងឯងសម្បត្តិនេះទៅឲ្យជីវិនឈីទៅបានហើយបន្ទាប់មកជីងរបស់យើងក៏បានបន្តដំណើរចូលមកក្នុងរាជវាំងអំឡុងពេលដែលបិតារបស់ខ្លួនកំពុងតែនិយាយជាមួយផ្លាកពលឹងប្រពន្ធរបស់ខ្លួនដែលជាម្ដាយរបស់ជីងហ្នឹងក៏ស្រាប់តែឃើញស្រមោលប្រពន្ធរបស់ខ្លួននឹងកំពុងតែរត់កាត់តុកក្បែរហ្នឹងអញ្ចឹងហើយគាត់ក៏មកតាមមើល
ក៏ឃើញនារីម្នាក់កំពុងតែឈរបែរក្នុងចំពោះមុខគាត់នារីម្នាក់ហ្នឹងកំពុងតែរំលឹកអំពីការឈឺចុកចាប់ថាហេតុអីបានជាព្រះអង្គសម្លាប់គាត់អញ្ចឹងណាដល់តួជាម្ដាយរបស់ជីងរូរួចហើយហ្នឹងក៏បន្លាចព្រះអង្គធ្វើឲ្យព្រះអង្គនឹងភ័យខ្លាំងពេកគាត់ក៏សន្លប់បងស្មារតីលុះដល់ពេលព្រះអង្គនឹងបានភ្ញាក់ដឹងខ្លួនឡើងមកវិញបានឃើញកូនស្រីរបស់ខ្លួនកំពុងតែអង្គុយលើគ្រែនៅក្បែរគាត់ដកកូនកន្សែងដែលបន្សល់ទុកពីម្ដាយដែលសុទ្ធតែស្លាកស្នាមឈាមម្ដាយហ្នឹងណាហើយនិយាយដូចដងផ្ចាញ់ផ្ចាលទៅឲ្យឪពុករបស់ខ្លួនដែលជាបិតានឹងថាបិតាភ្លេចមែនអត់បិតាខ្លាចមែនអត់នៅពេលដែលបិតាបានសម្លាប់ប្រពន្ធរបស់ខ្លួននៅផ្ទាល់ដៃខ្លាចម្ដាយរបស់ខ្ញុំត្រឡប់មកសងសឹកចាប់បិតាចុះទៅឋាននរកជាមួយនឹងគ្នាពិតមែនអត់ទេជាសាហាវពឹសពុលណាស់សូម្បីតែប្រពន្ធកូនខ្លួនឯងក៏មិនចង់ទុកឲ្យរស់មានជីវិតដែរនិយាយបញ្ឈឺរហូតដល់បិតានឹងក៏បានគាំងបេះដូងស្លាប់បាត់ទៅបន្តិចក្រោយមកស្រាប់តែមេតបស៊ូចាងឈីនឹងក៏បានមកដល់និងចាប់ឈីងរូរបស់យើងយកទៅតែម្ដងខាងជីវិនជានៅវិញគាត់ទទួលបានដំណឹងពីខាងរាជវាំងខាងបិតារបស់ខ្លួនថានៅពេលនេះបិតាឈឺធ្ងន់ខ្លាំងណាស់តម្រូវឲ្យគាត់វិលត្រឡប់ទៅវិញដើម្បីស្នងរាជបល្ល័ង្កជាបន្ទាន់ភ្លាមៗតែម្ដងគិតចុះគាត់ឡើងទៅគាត់ចង់ទៅជួយឈីងរូប៉ុន្តែប្រសិនបើគាត់ទៅនៅពេលនេះគាត់អត់មានសិទ្ធិអំណាចក្នុងការគ្រប់គ្រងកងទ័ពពេញលេញទេអញ្ចឹងហើយគាត់ក៏បានសម្រេចចិត្តថាត្រឡប់ទៅរាជវាំងរបស់គាត់វិញទទួលតំណែងជាស្ដេចបន្ទាប់មកចាំដឹកនាំកងទ័ពពេញទំហឹងចូលមកជួយឈីងរូតែម្ដងអញ្ចឹងហើយគាត់ក៏បានវិលត្រឡប់ទៅកាន់រាជវាំងវិញទទួលស្នងតំណែងជាស្ដេចបន្តពីបិតារបស់ខ្លួនប៉ុន្តែកំពុងតែទទួលយកត្រាគ្រប់គ្រងនគរនោះស្រាប់តែលោកមេតបស៊ូក៏បានចាប់ឈីងរូរបស់យើងមកដល់និងបានគម្រាមទៅកាន់ជីវិនឈីថានៅក្នុងពេលនេះចង់បានតំណែងជាអ្នកគ្រប់គ្រងជាស្ដេចនៅក្នុងនគរមួយនេះដែលគាត់នឹងខំប្រឹកប្រែងចំណាយកម្លាំងញើសឈាមគ្រួសាររបស់គាត់លះបង់ទាំងសាច់ស្រស់ឈាមស្រស់នៅទីនេះដើម្បីនគរមួយនេះអត់រយៈពេលយូរមកហើយអញ្ចឹងហើយគាត់ត្រូវតែទទួលបានតំណែងជាអ្នកគ្រប់គ្រងជាអ្នកសោយរាជបន្តព្រោះទឹកដីមួយនេះគ្រួសារស៊ូគឺជាអ្នកវាយបានតែប៉ុណ្ណោះបន្តិចក្រោយមកស្រាប់តែកូនចៅរបស់ជីវិនឈីនឹងក៏បានដឹកនាំកម្លាំងរបស់គេចូលមកដល់និងបានចាត់ការទៅលើកូនចៅរបស់មេតបស៊ូរបស់ញោមឆ្លៀតឱកាសនៅក្នុងពេលដែលមេតបស៊ូកំពុងតែបាយអារម្មណ៍នោះជីវិនឈីរបស់យើងគាត់ក៏មករំដោះឈីងរូនឹងចេញពីក្នុងកណ្ដាប់ដៃនៃការចាប់របស់លោកមេតបស៊ូភ្លាមនោះមេតបស៊ូបានដឹងថាខ្លួនឯងចាញ់ទាំងរឿងនយោបាយចាញ់ទាំងរឿងកងទ័ពនិងរឿងស្នេហាដែលมันអាចទ្រាំទ្រជាមួយការឈឺចាប់បានគាត់ក៏ចង់ផ្ដាច់ជីវិតរបស់គាត់ប៉ុន្តែសំណាងល្អនៅពេលហ្នឹងឈួយទីក៏បានបាញ់ព្រួយទម្លាក់ដាវរបស់គាត់ចុះពីលើដៃរួចហើយហ្នឹងក៏ធ្វើឲ្យមេតបស៊ូគាត់អស់សង្ឃឹមជាខ្លាំងគាត់បានត្រឹមតែស្រែករហូតយំជាមួយនឹងការបរាជ័យរបស់ខ្លួនដែលมันអាចធ្វើអ្វីបានសម្រេចនិងធ្វើខុសឆ្គងចំពោះឪពុករបស់គាត់បន្ទាប់មកគាត់ក៏ត្រូវបានគេចាប់យកទៅឃុំទុករងចាំការកាត់ទោសតាមក្រោយនៅពេលដែលគេឡើងសោយរាជហើយគេក៏បានប្រកាសតែងតាំងឈីងរូរបស់យើងធ្វើជាព្រះមហាក្សត្រីស្របច្បាប់ដែលធ្វើឲ្យវិនលីនៅវិញគាត់ពិតជាមិនអស់ចិត្តគាត់ពិតជាពិបាកចិត្តនិងគាត់ពិតជាឈឺចុកចាប់នៅក្នុងបេះដូងជាខ្លាំងគាត់បានសួរខ្លួនឯងសួរទៅកាន់កញ្ចក់ម្ដងហើយម្ដងទៀតថាតើគាត់មានសម្រាប់ប៉ុណ្្នឹងដែរនៅតែចាញ់ឈីងរូមែនដែរឬមួយក៏អត់តែគាត់មានអ្វីមិនស្មើជាមួយឈីងរូម្នាក់ហ្នឹងហេតុអីបានជាព្រមលិខិតលេខសើចជាមួយនឹងគាត់ហេតុអីបានទៅទីបំផុតជីវិនឈីនៅតែតែងតាំងឈីងរូធ្វើជាព្រះមហាក្សត្រីទៀតឈីងរូរបស់យើងវិញនៅក្នុងពេលនេះគឺស្លៀកពាក់យ៉ាងស្អាតតែម្ដងនៅក្នុងឋានៈគឺជាព្រះមហាក្សត្រីនៃស្ដេចមួយទាំងមូលនៃនគរមួយទាំងមូលជីវិនឈីបរិះដែលខ្លួនស្រឡាញ់ជាអ្នកគ្រប់គ្រងជាស្ដេចផែនដីនឹងឯងមានមុខមានមាត់ក៏ដូចជាប្រកាសជាផ្លូវការថានៅពេលនេះជីវិនឈីគឺជាស្ដេចគ្រប់គ្រងនគរចំណែកឈីងរូគឺជាព្រះមហាក្សត្រីបន្ទាប់មកប៊ុនលីងនឹងក៏បានសុំអញ្ជើញអ្នកទាំងពីរទៅជួបគ្នាបន្តិចដើម្បីនិយាយនាងបានរៀបរាប់អំពីរឿងនៅក្នុងក្រអៅបេះដូងរបស់នាងថាការស្រឡាញ់របស់នាងចំពោះជីវិនឈីគឺមានតាំងពីតូចមកម្លេះមិនមែនដោយសារតែការចង់បានឋានៈប៉ុនប៉ងចង់បានអំណាចអីនោះទេប៉ុន្តែកាលដែលនាងនៅក្មេងនោះក៏តែត្រូវបានគេធ្វើបាបចូលមកក្នុងរាជវាំងគឺមិនសូវហ៊ានដើរប្រេះផ្ដាស់ទេមកជាមួយម្ដាយកំពុងតែជួបគ្នាជាមួយនឹងមហាក្សត្រយានីឬព្រះមហាក្សត្រីទៅនោះនាងដើរលេងតែម្នាក់ឯងសម្ដងហើយបានជីវិនឈីតែងតែនៅតាមការពារនិងមើលថែនាងជាប់រហូតគេគឺជា idol នៅក្នុងចិត្តរបស់នាងដែលធ្វើនាងស្រឡាញ់គេតាំងពីក្មេងមកដល់ពេលនេះគឺជាង10ឆ្នាំមកនឹងឯងប៉ុន្តែក្តីស្រឡាញ់មួយនេះមកដល់ពេលនេះទើបនាងបានដឹងថាវាមិនមែនជាក្តីស្រឡាញ់ពិតប្រាកដទេវាគ្រាន់តែជាក្តីស្រឡាញ់មួយដែលនាងព្រួយបារម្ភខ្លាចគេមកដណ្ដើមជីវិនឈីចេញពីដើមទ្រូងរបស់នាងតែប៉ុណ្ណោះព្រោះអីខ្លាចថាមនុស្សដែលល្អបំផុតសម្រាប់នាងនឹងត្រូវបានចាក់ឆ្ងាយពីនាងលែងមានការបារម្ភចំពោះនាងបន្តទៅមុខទៀតតែในការពិតទៅក្តីស្រឡាញ់ពិតប្រាកដរបស់មនុស្សពីរនាក់នោះគឺត្រូវកើតឡើងដោយស្នេហារវាងបុគ្គលម្នាក់និងម្នាក់មានន័យថាមនុស្សពីរនាក់ស្រឡាញ់គ្នាទើបអាចនៅជាមួយគ្នាបានហើយនេះជាស្នេហាពិតប្រាកដសុខចិត្តលះបង់និងចោះចាញ់ត្រឹមចំណុចហ្នឹងហើយលុះដល់ពេលព្រឹកស្អែកឡើងទៀតទាំងអស់គ្នានៅក្នុងរាជដំណាក់ហ្នឹងព្រះអង្គបាត់ខ្លួននៅមិនដឹងមូលហេតុជាមួយនឹងព្រះមហាក្សត្រីដែលធ្វើឲ្យមន្ត្រីទាំងអស់គ្នាមានភាពចលាចលជាខ្លាំងអត់មានបណ្ណាគេដោះស្រាយរាជកិច្ចនោះទេប៉ុន្តែគិតចុះគិតឡើងទៅមិនមែនជាលើកទី1ទេព្រះអង្គបន្ទាប់ពីបានរៀបការជាមួយនឹងព្រះមហាក្សត្រីនឹងមកគឺតែងតែបាត់ខ្លួនអញ្ចឹងជាញឹកញាប់ទៅហើយដោយសារតែពួកគេបានដឹងទៀតថាព្រះអង្គជាមួយនឹងព្រះមហាក្សត្រីអត់ចង់រស់នៅក្នុងរាជដំណាក់បែបជាសាច់សាលហិតរាជវង្សគ្រប់គ្រងនគរគ្រប់គ្រងទឹកដីអីនោះទេប៉ុន្តែចង់រស់នៅក្នុងជីវិតមួយបែបជាគូស្នេហ៍បែបសាមញ្ញបែបជាគូស្នេហ៍បែបទេវតាដែលរស់នៅមិនខ្វល់ពីអ្វីទាំងអស់បែបហ្នឹងឯងអញ្ចឹងហើយពួកគេក៏មិនដឹងថាត្រូវធ្វើម៉េចបន្តទៅមុខទៀតដែរបានតែទទួលយកជាមួយនឹងការសម្រេចចិត្តរបស់ព្រះអង្គតែប៉ុណ្្នឹងឯងមានរឿងអីស្រាលតិចតួចក៏ដោះស្រាយគ្នាឯងទៅមានរឿងអីធំដុំរងចាំព្រះអង្គត្រឡប់វិញអញ្ចឹងណា
អង្គជាមួយនឹងព្រះមហាក្សត្រីនេះវិញកំពុងតែសាសងផ្អែមល្ហែមជាមួយនឹងគ្នាបែបរ៉ូមែនទិកបែបជាគ្រូស្នេហ៍ដែលគ្មានខ្វល់ខ្វាយពីរឿងអ្វីទាំងអស់ដោយការប៉ុនប៉ងរបស់ពួកគេទាំងពីរអ្នកកាលពីដំបូងមកអញ្ចឹងគ្រាន់តែនៅក្នុងពេលនេះអត់ទាន់មានបណ្ណាគេមកគ្រប់គ្រងរាជកិច្ចជំនួសចំណែកមេតបស៊ូវិញនៅពេលនេះនៅតែអះអាងខ្លួនឯងថាខ្លួនឯងគឺជាម្ចាស់ទឹកម្ចាស់ដីគឺជាមេតបធំមួយដែលគ្រួសាររបស់ខ្លួនគឺវាយយកនគរនឹងបានការពីនគរនឹងបានទេពេលនេះគេខ្លាចបើទៅជាជនប្រមឹកមួយទៅហើយសូម្បីតែកែទៀមស្រាមកន្លែងក៏មានសិទ្ធិវាយគេដែរដោយសារតែទាប្រាក់មកអត់មានប្រាក់ឲ្យគេប៉ុន្តែសំណាងល្អនៅពេលហ្នឹងជួយទីក៏នៅតែតាមលាក់ខ្លួនបន្លំខ្លួននៅក្បែរគាត់ការពារគាត់បំរើគាត់លើកទឹកចិត្តគាត់នឹងយល់ស្របជាមួយនឹងគាត់មករហូតដល់សង្ឃឹមថាថ្ងៃណាមួយគេនឹងអាចវិលត្រឡប់មកជាលោកមេតបស៊ូដូចដើមវិញគឺជាមនុស្សប្រុសម្នាក់ដែលអង្អាចខុសត្រូវនឹងតាក់ជាថ្មីឡើងមកវិញអញ្ចឹងណាហើយក៏លេបមើលគូស្នេហ៍មកគូរបស់យើងនេះវិញពេលខ្លះទៅហ្នឹងគេក៏ដំណាក់វិញដើម្បីដោះស្រាយរាជកិច្ចទៅហើយពេលខ្លះទៀតគេក៏លួចមកឆ្លៀតពេលមករស់នៅទុំគ្នាតែពីរនាក់ដូចជាប្រជាជនសាមញ្ញអញ្ចឹងដែលសំបីតែប្រជារាស្ត្រនៅក្បែរហ្នឹងក៏មិនដឹងថាគាត់គឺជាស្ដេចដែរខ្សាច់រឿងបានបញ្ចប់ឡើងដោយនៅទីបញ្ចប់ហ្នឹងគូស្នេហ៍របស់ពួកយើងមកគូនេះគឺរស់នៅបែបទេវតាមែនណាទាំងអស់គ្នាគាត់បន្លំខ្លួនមកដើរលេងនៅខាងក្រៅបែបមនុស្សសាមញ្ញដល់ពេលមានការងារគាត់ត្រឡប់ទៅរាជវាំងវិញដោះស្រាយបែបធម្មតាអញ្ចឹងទៅខ្សែរឿងរបស់យើងបានមកដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការចំណាយពេលវេលាមកតាមដានទស្សនាការសម្ដែងខ្សែរឿងមួយនេះតាំងពីដើមមកដល់ចប់សម្រាប់គ្នាយើងដែលធ្លាប់បានមើលរឿងនេះហើយនឹងឯងក៏មើលទៅសម្រាប់អ្នកគ្នាយើងអត់ទាន់បានមើលទេអត់មានធ្វើសម្រាប់អ្នកអត់ទាន់បានមើលនៅទីនេះអញ្ចឹងណាទាំងអស់គ្នានៅកន្លែងផ្សេងមើលរួចហើយហ្នឹងអាហ្នឹងមើលរួចហើយតាមនឹងទៅចុះហ្នឹងហើយអរគុណច្រើនហើយកុំភ្លេចណាចុច Subscribe ក៏ដូចជាឲ្យបេះដូងម្នាក់មួយផងហើយសម្រាប់ការចង់មើលរឿងអីទៀតណាឲ្យយោបល់មកកាន់ admin ផងបើអាចមាន admin អាចធ្វើបាន admin ធ្វើបន្តទៀតអរគុណច្រើនជម្រាបលា